សាច់រឿងរបស់យើងចាប់ផ្ដើមនៅទីក្រុង X ដ៏ទំនើបដែលជាកន្លែងសម្បូរទៅដោយក្តីស្រមៃធំៗនិងអគារខ្ពស់កប់ពពកតែសម្រាប់មនុស្សទូទៅជីវិតពិតគឺហត់នឿយខ្លាំងណាស់ហើយជីវិតសុខស្រួលគ្រាន់តែជាការសម័យពេលស្វឹងប៉ុណ្ណោះវាជាពិភពលោកមួយដែលអ្នកខ្លះរត់ទៅដល់ស៊ូដៅខណៈអ្នកផ្សេងទៀតត្រូវគេទុកចោលឲ្យហិតធូលីហើយកត្តាសំខាន់បំផុតនោះគឺគ្រាន់តែកើតមកក្នុងត្រកូលអភិជនដ៏មានទ្រព្យសម្បត្តិហូរហៀនេះជាតួឯករបស់យើងក្មេងប្រូដែលចូលចិត្តសម្លឹងមើលសម្ភារៈអ្នកផ្សងព្រេងដែលគេគ្មានសមត្ថភាពទិញបានគេជឿជាក់ថាបើនៅតែបន្តខិតខំប្រឹងប្រែងថ្ងៃណាមួយគេនឹងមានសមត្ថភាពពាក់មួកការពារនោះបានពេលនេះការងាររបស់គេគឺកត់ត្រាយ៉ាងលម្អិតពីសម្ភារៈថ្មីៗនិងធម៌ពលរបស់វាគេថែមទាំងសង្កេតឃើញថាប្រព័ន្ធការពារ model ថ្មីនេះមិនសូវមានភាពប្រសើរឡើងនោះទេពេលនោះកូនអ្នកមានម្នាក់នឹងអង្គរៈបានដើរចូលមកទាំងរអ៊ូទាំពីការបដិសេធបេក្ខជនអន់អ្នកលក់ស្រីបានមកស្វាគមន៍តែលូបដូសំខាន់នេះប្រញាប់ខ្លាំងណាស់ហើយចង់បានតែរបស់ល្អបំផុតពេលនាងបង្ហាញ model ថ្មីបំផុតទូឯងយើងនៅឈរក្បែរនោះលិចលង់ក្នុងការស្រាវជ្រាវរបស់គេទីបំផុតកូនអ្នកមាននោះក៏ក្រឡេកមើលគេដោយកែវភ្នែកដ៏ sense of ខ្ពើមនាងបញ្យល់ថាគេត្រឹមជាមួយធម្មតាមកតែមើលមិនដែលទិញទេប្រៀបដូចជារូបតាំងហាងដូច្នេះក្មេងពីលនោះដើរមើលចិត្តចង្អុលបង្ហាញថាទូឯងយើងត្រឹមជាអ្នកកម្រិត3ផ្ទាំងព័ត៌មានក៏លោតឡើងបញ្ជាក់ពីទិន្នន័យកំសត់នេះចូលវិមានងងឹត67ដងមិនដែលវាយឈ្នះសោះដោយមិនអស់ចិត្តក្មេងឆ្លើយនោះទៀមមើលសភើកំណត់ត្រារបស់គេទៀតបន្ទាប់មកគេក៏មើលងាយទូឯងយើងដែលមិនអាចសំបីតែវាយឈ្នះវិមានងងឹតកម្រិតទាបបំផុតក្មេងប្រូនេះបានត្រឹមឈោកគាំងស្ងៀមស្ងាត់ព្យាយាមគិតពីការស្ដីបន្ទោសដោយគ្មានហេតុផលនេះពេលគេបំរុងចាក់ចេញក្មេងពីលនោះក៏ទីមគេទុកដោយនៅមិនទាន់អស់ចិត្តវាសួរថាហេតុអ្វីគេនៅកម្រិត3តែមិនដែលឈ្នះសោះស្របពេលដែលដៃតួឯកយើងចាប់ផ្ដើមបញ្ចេញពន្លឺដៃរបស់ក្មេងពីលនោះត្រូវបានឆក់ថយក្រោយដោយធម្មពលពន្លឺពណ៌ខៀវខណៈតួឯកយើងស្រែកដាក់គេដោយងឿងឆ្ងល់កូនអ្នកមាននោះបានត្រឹមសម្លឹងមើលស្ទើរតែមិនជឿទៅជាខ្លួនឯងក្មេងប្រុសនេះអោបដៃខ្លួនឯងទាំងឈឺចាប់ដោយដឹងថាអាឡាស៊ីវេទមន្តរបស់គេរើឡើងម្ដងទៀតហើយភ្លាមនោះកណ្ដាប់ដៃរបស់ជនពីលក៏បញ្ចេញពន្លឺជាមួយសម្ភារៈបំពាក់ដៃហើយស្រែកសួរថាតើឯងកំពុងនិយាយជាមួយអ្នកណាជាមួយនឹងពន្លឺចាំងផ្លេកគេបានបាញ់ប្រហារចំទ្រូងតួឯកយើងផ្ទាល់ធ្វើឲ្យដួលខ្ទាតទៅលើដីដោយឈរពីលើគេបាននិយាយថាជាជនក្រអឺតក្រទមដែលគួរតែទៅវាយវិមានងងឹតប្រសើរជាងទីបំផុតអ្នកលួចស្រីបានរកមកជួយដោយប្រាប់ថាចំមោះរបស់គេកំពុងហួយឈាមខ្លាំងណាស់គេបានត្រឹមខ្ទប់មុខសង្កៀតថ្មិញសម្លឹងមុខគេហើយប្រាប់ថាខ្លួននៅអីទេកូនអ្នកមាននោះគំរាមសម្លាប់គេចោលភ្លាមមុនពេលទាមទារឲ្យបន្តការដើរទិញអីវ៉ាន់របស់ខ្លួនទៀតទោះជានាងបារម្ភតួឯកយើងនៅតែក្រោកឈរដោយខ្លួនឯងទាំងអប់សៀវភៅកំណត់ត្រាពេលគេដើរចេញក្មេងពីក៏លេងសើចមួយក្តារទៀតគេនឹងទិញវត្ថុទាំងឡាយណាដែលតួឯកយើងសម្លឹងមើលគេឈ្មោះអូចាងជាអ្នកកម្រិត3គ្មានជំនាញហើយជាអ្នកផ្សងព្រេងតែឈ្មោះប៉ុណ្ណោះយើងងាកទៅមើលអតីតកាលពេលដែលអ្វីៗចាប់ដើមកើតឡើងដែលមានច្រកទ្វារចម្លាច់ស្រាប់តែបើកឡើងនៅទូទាំងពិភពលោកដំបូងវាមានត្រឹមបិសាច2-3ក្បាលទេតែស្ថានភាពបានប្រែទៅជាការឈ្លានពានពេញទំហឹងយ៉ាងលឿនមុនពេលមនុស្សជាតិត្រូវបំផ្លាញខ្លួនឯងអ្នកមានធម៌ពលពិសេសបានចេញមុខមកវាយបកវិញនេះជាដើមកំណត់អាជីពអ្នកផ្សងព្រេងអ្នកអាចទទួលវាបានដោយគ្រាន់តែសម្លាប់បិសាចជាលើកដំបូងវាប្រៀបដូចជាការចាប់ឆ្នោតកំណត់ជោគវាសនាមួយជីវិតហើយអូចាងពីក្មេងមើលទៅរំភើបណាស់ពេលទទួលបានរង្វាន់ប៉ុន្តែគេមិនបានចាប់ចំរង្វាន់លំដាប់ខ្ពស់នោះទេគេបានរបស់ដែលមានភាគរយទាបបំផុតយូរទៅពិភពនេះคล้ายជាឧស្សាហកម្មដ៏ឃោរឃៅដែលទេពកោសលនឹងលុយគឺជាធំសម្រាប់អ្នកក្រនិងគ្មានខ្សែដូចគេអ្នកមិនមែនជាគូប្រជែងទេអ្នកត្រឹមជាចំណីសម្រាប់អ្នកខ្លាំងប៉ុណ្ណោះអំណាចនេះបានបន្សល់ឱកាសឲ្យអ្នកខ្សោយគឺវិមានងងឹតតាមតំបន់បោះបង់ចោលក្រុមអ្នកផ្សងព្រេងកម្រិតខ្ពស់បានមកដល់ទីនេះរួមទាំងអ្នកការពារកម្រិត24ដែលខ្លាំងហួសហេតុសម្រាប់តំបន់នេះងាកមកវីរបុរសកម្រិត3របស់យើងអ៊ូចាងវិញកំពុងឆ្ងល់ថាតើគេច្រឡំដាវចូលសង្វៀនធំដែរឬទេពួកម៉ាកាន់ជាប់ជីករបស់គេពី3នាក់បានឃើញហើយក៏ក្រវីដៃហៅគេឲ្យទៅចិត្តគេដើរទៅរកមិត្តភ័ក្តិហើយពួកគេយល់ថាវាគួរឲ្យឆ្ងល់ណាស់ដែលឃើញអ្នកកម្រិត20ច្រើនយ៉ាងនេះក្នុងវិមានងងឹតកម្រិត E ដោយជឿថាច្បាស់ជាមានរបស់ពិសេសអ៊ូចាងក៏ទិញសៀវភៅកំណត់ត្រាមកកត់ធ្វើឲ្យមិត្តភ័ក្តិគេនិយាយចំអកឲ្យគ្រូពេទ្យកម្រិត6ឈ្មោះសាកាអ៊ីនបានមកបំពេញក្រុមកម្រិតទាបនេះដោយនិយាយថាតើខំកត់ធ្វើអីបើយើងមិនបានអ្វីផងហ្នឹងតែអូចាងចូលចាត់កត់ត្រាពីរ៉ែនិងបរិស្ថានខ្លាំងណាស់មួយសន្ទុះគេហាក់ដូចជាយល់ស្របដោយឆ្ងល់ថាការស្រាវជ្រាវនេះមានប្រយោជន៍អីបើមិនអាចរកលុយបាននោះតែការតាំងចិត្តរបស់គេកាន់តែរឹងមាំចំណេះដឹងគឺជាផ្លូវរស់ហើយគេបដិញ្ញាថានឹងក្លាយជាអ្នកផ្សងព្រេងដែលអាចទម្លុះកន្លែងនេះបានសម្លេងលូឡាមួយស្រាប់តែបន្លឺឡើងធ្វើឲ្យគេនឹងសាកាអ៊ីនងាកមើលភ្លាមថាមានរឿងអ្វីកើតឡើងអូនិយាយដើមកំមកដល់ភ្លាមគឺជាកូនអ្នកមានចេញពីហាងនឹងឯងពេលនេះពាក់ឲ្យក្រោះភ្លឺចាំងហាក់ដូចជាតួឯងចឹងឲ្យក្រោះនេះរលត់ទៅវិញខណៈគេប្រកាសយ៉ាងអួតអាងថាដល់ពេលចាប់ផ្ដើមហើយពិតជាចូលចិត្តអួតមែនអូជាងបើកភ្នែកធំពេលដឹងថាវាជាអាអ្នកលេងជើងកាងតែមួយគត់នៅហាងលក់អាវុធនោះកាពិតទៅគេគឺជាអ្នកដែលជួពួកអ្នកផ្សងព្រេងកម្រិតខ្ពស់ទាំងអស់នោះដោយសន្យាផ្ដល់អាវុធឲ្យទទេដើម្បីឲ្យពួកគេជួយដំឡើងកម្រិតឲ្យគេកែវភ្នែករបស់វាសម្លឹងមើលកាត់ហ្វុងមនុស្សហើយឈប់ចោលលើនរណាម្នាក់ដែលវាពិតជាមិនចូលចិត្តតតែសោះវាសម្លឹងមកអូឆាងភ្លាមនោះ ZN ក៏ព្យាយាមទាញគេចេញយ៉ាងលឿនដោយដឹងថាមានបញ្ហាតែមុនពេលពួកគេអាចរត់គេចខ្លួនបានស្រាប់តែមានដៃមួយចាប់ស្មារបស់អូឆេងយ៉ាងជាប់ពិតណាស់វាគឺជាអាក្មេងមានលុយជាងកាំងនោះដោយរំលឹកអូឆេងពីសម្ដីថាអញនឹងសម្លាប់ឯងបើឃើញមុខឯងម្ដងទៀតអូជាងព្យាយាមទាញដៃចេញដោយស្រែកប្រាប់ឲ្យលែងតែការចាប់របស់វាកាន់តែតឹងណែនព្រមទាំងបញ្ចេញធម្មពលវេទមន្តផ្លេកភ្នែកអាក្មេងមានលុយនេះញ័រដោយកំហឹងយ៉ាងខ្លាំងវាចាប់ក្បាលអូឆេងដោយចំអកថាក្មេងរបស់យើងពិតជាដឹងពីរបៀបធ្វើឲ្យវាខឹងខ្លាំងមែនហើយជាមួយនឹងការសង្កត់យ៉ាងឃោរឃៅវាបានសង្កត់មុខអូឆេងផ្ទប់ទៅនឹងដីយ៉ាងខ្លាំងដោយបង្ការដុំភ្លើងដ៏សន្ធោសន្ធៅវាបានគំរាមសម្រាប់អូឆេងនៅទីនេះតែម្ដងព្រោះតែហ៊ានធ្វើឲ្យវាធុញទ្រាន់
បន្ទាប់មកវាថែមទាំងហ៊ានសួរថាហេតុអ្វីបានជាក្មេងរបស់យើងគួរឈាមដូចជាទៅតែផ្ដាសាយអញ្ចឹងពេលដែល ZN ស្រែកឲ្យវាឈប់អាជើងកាំងនោះបែរជាបង្កើនធម៌ពលវីតាមីនកាន់តែខ្លាំងដោយមិនខ្វល់ពីការគំរាមកំហែងរបស់អ្នកណាទាំងអស់ ធម្មពលរបស់វាផ្ទុះចេញមកក្រៅបង្កើតជារលកភ្លើងសាយភាយធ្វើឲ្យអ្នកផ្សងព្រេងផ្សេងទៀតរត់បាច់ខ្ញាយគ្នា ការកើនសមានេះបង្កើតបានជាការផ្ទុះយ៉ាងធំដែលធ្វើឲ្យគ្រប់គ្នាត្រូវរត់យករួចខ្លួនមន្ត្រីសមាគមម្នាក់ចូលមកខាត់តែវាសើចហើយឆ្លើយថារអិលដៃចារិតប៉ិតប៉ិតដោយឈោកក្បែរអូឆាងវាជេរគេថាជាអាមនោះគ្មានបានការហើយសួរថារស់នៅធ្វើអ្វីទៀតក្មេងរបស់យើងបានត្រឹមសម្លឹងខណៈអាជាងកាំងនោះធ្វើជាសួរចង់ជួយដែលស្ដាប់ទៅមិនរស់រីទាល់តែសោះសាកាយ៉ែនប្រញាប់រត់ទៅជួយខណៈលោក សេដ្ឋីនោះចាប់ផ្ដើមញ៉ាយមន្ត្រីសុវត្ថិភាពភ្លាមៗតែនាងមិនខ្វល់នោះទេកូនចៅរបស់វាក៏និយាយពីទម្លាប់របស់វាដែលចូលចិត្តធ្វើបាបអ្នកខ្សោយដើម្បីបំភ័យអ្នកផ្សងព្រេងផ្សេងទៀត បន្ទាប់មកវាក៏ទទួលទូរស័ព្ទដោយបកគោលការងារពិសេសមួយទៅឲ្យបុរសសក់ពណ៌មាសដ៏អាចកំបាំងម្នាក់ក្នុងអាវធំពណ៌ក្រហមអ្នកការពារកម្រិតខ្ពស់ម្នាក់ចាប់ផ្ដើមគៀងគ្រប់គ្នាចូលទៅក្នុងច្រកទ្វារវេទមន្តដោយប្រាប់ថាវាជាតំបន់កម្រិតទាបដ៏មានសុវត្ថិភាព សាកាយ៉ែនពិនិត្យមើលអូឆាងដែលប្រឹងប្រាប់ថាមិនអីទេទោះមើលទៅដូចទើបតែត្រូវឡានកិនក៏ដោយប៉ុន្តែម៉ាស៊ីនស្កេនបង្ហាញថាកម្រិតរបស់ច្រកទ្វារនេះមិនមែនជាចំណាក់ថ្នាក់ E សុវត្ថិភាពដោយដែលគេប្រាប់នោះទេ ពេលពួកគេចូលទៅយើងត្រូវបានរំលឹកថាពួកកម្រិតទាបទាំងនេះទទួលបានការងារលុះត្រាតែពួកគេត្រូវបានជួយធ្វើជានុយតែប៉ុណ្ណោះ ពេលអូឆាងដែលចូលក្នុងតំបន់វេទមន្តភ្លាមប្រតិកម្មអាឡេស៊ីក៏ចាប់ផ្ដើមធ្វើទុកបង្កជាការឈឺចាប់យ៉ាងខ្លាំងទោះជាយ៉ាងណាគេនៅតែខំធ្មេញស៊ូទ្រាំហើយដើរទៅមុខព្រោះនេះគឺជាឱកាសតែមួយគត់របស់គេក្នុងការអភិវឌ្ឍខ្លួនគេខំប្រឹងតស៊ូនឹងការឈឺចាប់ដល់ហេតុផលមួយគត់គឺដើម្បីរស់ពួកគេមកដល់កន្លែងមួយឈ្មោះថាប៉មនៃការផ្លេចភ្លៀងវាពិតជាមិនមែនជាគុកងឹតកម្រិត E ទេដែនវេទមន្តនេះបុកអូឆាងដោយឡានអញ្ចឹងអាឡេស៊ីរបស់គេចាប់ផ្ដើមធ្វើទុកខ្លាំងមែនទែនចំមោះរបស់គេចាប់ផ្ដើមហូរឈាមម្ដងទៀតខណៈដែលរបួសខាងក្នុងកាន់តែធ្ងន់ធ្ងរហើយគេក៏ដួលលុតជង្គង់ដោយដឹងថាការឈឺចាប់ដ៏សាហាវនេះនឹងកើតឡើងក្រុមគេប្រញាប់រត់មកភ្លាមដោយភ័យស្លន់ស្លោនឹងការដួលសន្លប់នេះពេលនោះអាសក់មីអត់កំបាំងនោះហៅគេថាអ្នកផ្សងព្រេងបោះបង់ចោលដែរនេះកំរណាអូចេងលួចលឺដូចនេះហើយទឹកមុខគេបញ្ជាក់ថាការប្រមាថនេះគឺចាក់ដោតខ្លាំងណាស់ពេលគ្រប់គ្នាប្រមូលផ្ដុំក្នុងអន្លង់ដែលពេញទៅដោយគ្រីស្តាល់អាសក់មីនោះក៏ប្រាប់ឲ្យពួកគេចាប់ផ្ដើមធ្វើការមួយសន្ទុះក្រោយមុខសាកាយ៉ែនដែលកំពុងបារម្ភដឹងថាអូចេងបានបាត់ពីក្បែរនាងបាត់ទៅហើយការពិតគេកំពុងតែជីករ៉ែជាមួយមិត្តភ័ក្តិរបស់គេបាត់ទៅហើយគ្មានពេលខ្វល់ពីការហូរឈាមខាងខ្នងទេពេលត្រូវរកលុយអ្នកផ្សងព្រេងផ្សេងទៀតសម្លឹងមើលគេដោយភ្ញាក់ផ្អើលដែលគេក្រោបធ្វើការបានភ្លាមក្រោយពីក្អួតឈាមបាញ់មិញម្នាក់ក្នុងចំណាំនោះចាប់ផ្ដើមពន្យល់ពីពាក្យដែលពួកគេទើបតែឮគឺអ្នកផ្សងព្រេងត្រូវគេបោះបង់ចោលវាជាជំងឺដ៏កម្រដែលអ្នកអាចឆ្លងពេលដាស់ធម្មពលនិយាយរួមវាដូចជាការបង្វិលកងដ៏ខ្មៅបំផុតអញ្ចឹង រាងកាយរបស់គេបដិសេធវេទមន្តដែលបង្កជាប្រតិកម្មអាឡែកស៊ីរហូតដល់ការខូចសរីរាង្គទាំងស្រុង រូបភាពតុក្កតាចម្លែកមួយបានបញ្យល់ពីឥទ្ធិពលជំងឺនេះចំណុចសំខាន់គឺសំបីវេទមន្តព្យាបាលក៏អាចសម្លាប់គេដែរធ្វើឲ្យរឿងនេះคล้ายជាភាពផ្ទុយគ្នាទាំងស្រុងយើងបានឃើញពីការដាស់ធម្មពលរបស់គេត្រូវបានបដិសេធអាជីពដោយសារការប្រឆាំងវេទមន្តនេះទោះជាយ៉ាងណាក៏ដោយគេបានខិតខំតស៊ូឡើងដល់កម្រិត3ដោយភាពក្លាហានឆ្លងកាត់ច្រកទ្វារដោយឈឺចាប់ម្ដងមួយគេនៅតែបន្តវាយបំបែកគ្រីស្តាល់ដោយប្រើកម្លាំងកាយសិតសាតគ្មានវេទមន្តសោះអូឆេងខំស៊ូទ្រាំការឈឺចាប់ដោយដឹងថាគេអាចឡើងកម្រិតបានត្រឹមតែ XP តិចតួចពីការរកប៉ុណ្ណោះតែមានថ្នាំព្យាបាលជំងឺអាឡែកស៊ីវេទមន្តនេះនៅក្រៅប្រទេសដូច្នេះគេត្រូវតែប្រឹងប្រែងសន្សំលុយវាជាផែនការសាមញ្ញមួយដែលអាចសម្រេចបានយ៉ាងពិតប្រាកដគោលដៅចុងក្រោយរបស់គេគឺចូលរួមជាមួយសមាគមអ្នករុករកក្នុងនាមជាទីប្រឹក្សាយុទ្ធសាស្ត្រដោយប្រើគូក្បាលជំនួសឲ្យរាងកាយដ៏ទន់ខ្សោយរបស់គេដោយកាន់សេចក្តីប្រកាសរើសបុគ្គលិកនោះជាប់ការតាំងចិត្តរបស់គេស្រាប់តែខ្លាំងក្លាជាងពេលណាទាំងអស់គេនឹងក្លាយជាអ្នកផ្សងព្រេងពិតប្រាកដម្ដងទៀតទោះបីជាត្រូវលះបង់អ្វីក៏ដោយត្រឡប់មកបច្ចុប្បន្នវិញក្រុមរបស់គេបានបញ្ចប់ការដឹកគ្រីស្តាល់ជើងចុងក្រោយរបស់ពួកគេហើយត្រៀមខ្លួនវេចខ្ចប់ត្រឡប់ទៅវិញសម្រាប់ថ្ងៃនេះពួកគេទាំងអស់គ្នាយល់ស្របថាត្រូវតែប្រញាប់ចេញមុនពេលពួកគម្រិតខ្ពស់ទាំងនោះធ្វើឲ្យសត្វចម្លែកកាចលេចឡើងទោះជាយ៉ាងណាអឆៃនៅតែមានអារម្មណ៍ថាមានរឿងអ្វីមួយខុសប្រក្រតីយ៉ាងខ្លាំងនៅក្នុងស្ថានភាពមួយនេះគាត់ឃើញប៉មមួយនៅចម្ងាយហើយគិតថានោះជាបន្ទប់មេកន្ត្រាញ់ដែលត្រូវកម្ចាត់ដើម្បីចេញទៅក្រៅតែចាំសិនហេតុអ្វីមានពូមេដល់ទៅ2វាច្បាស់ជាមិនមានប្រាប់ទុកមុនទេមិនតាន់តែបានគិតផងស្រាប់តែមានកាមេរ៉ាស្មីថាមពលដ៏ធំបាញ់ផ្លោងមកលើគាត់យ៉ាងពេញទំហឹងក្រុមរបស់អាក្បាលលឿងនោះបានឡោមព័ទ្ធគាត់ហើយបញ្ជាឲ្យដេកស្ងៀមតាមបញ្ជារបស់ប្រធានពេលនេះទៅគាត់យល់គាត់នឹកឃើញមុខដ៏ក្រអៅក៏ទ្រង់របស់វាដឹងច្បាស់ថានរណាជាអ្នកបញ្ជាអូចិនខឹងយ៉ាងខ្លាំងមិនយល់ថាខ្លួនបានធ្វើអ្វីខុសធ្វើឲ្យឈួតនៅតាមយាយីម្លេះកូនចៅវាម្នាក់ប្រាប់ថាមានរាប់គេអាណិតជំងឺគាត់ទើបបញ្ជូនពួកគេឲ្យមកបញ្ជូនគាត់ទៅនរកពួកវាថាការធ្វើជាអ្នកផ្សងព្រេងអស់ប្រយោជន៍គឺជាបាបដូច្នេះពួកវាគ្រាន់តែជួយគាត់ប៉ុណ្ណោះតួ CN ខ្វាត់ក៏អូឆេងខំងើបឈួរទៅត្រេកទៅត្រោតជេរថាពួកវាឈួតអស់ហើយអាក្បាលលឿងនោះសន្យាថានឹងបញ្ចប់ការឈឺចាប់គាត់ដោយជំនាញកម្រិតខ្ពស់ចិត្តល្អសម្បើមណាស់អូឆុងញញឹមចំអកទាំងប្រឡាក់ឈាមនឹងដីហើយយកសាច់រឿងទាំងអស់ភ្លាមគាត់នឹកឃើញការគម្រាមមុននេះហើយដឹងថាពាក្យចង់ជួយគឺមានន័យថាសម្លាប់ចោលសោះអូចេនខឹងដល់កម្ពូជេរពួកវាថាជាពួកភ្លីភ្លើដែលលេងសើចជាមួយជីវិតគេគាត់ខឹងញ័រខ្លួនសួរថាពួកវាគិតថាខ្លួនជាព្រះមែនទេសំឡេងគាត់បន្លឺឡើងដោយកំហឹងសួររកសិទ្ធិដែលពួកវាហ៊ានកាត់ក្តីជីវិតគេទស្សនវិជ្ជាកាត់ទៅឡានមួយពេលយប់ដែលកំពុងពិភាក្សាពីគោលការណ៍សមាគមថ្មីដើម្បីជួយអ្នកផ្សងព្រេងកម្រិតទាបហើយប្រកាសណាស់នោះគឺលោកមហាសេដ្ឋីកំពុងបញ្យល់ថាសម្រាមត្រូវតែកម្ចាត់ចោលឲ្យស្អាតបាតកូនចៅវាញញឹមចំអកជឿជាក់ថាគ្មានអ្នកណាអាចរកឃើញផែនការពួកវាឡើយដោយស្នាមញញឹមគួរឲ្យខ្លាចវាសន្យាថាអ្នកដែលត្រូវស្លាប់ថ្ងៃនេះគ្មានផ្លូវរស់ចេញពីទីនោះឡើយ
ពេលឡានបើកចេញទៅក៏ពិតដល់សាហាវត្រូវបានបង្ហាញពិភពលោកនេះគ្រប់គ្រងតែអ្នកខ្លាំងប៉ុណ្ណោះ ត្រឡប់មកវិញក្រុមអក្បាលលឿងត្រៀមខ្លួនរួចជាស្រេចដឹងថាគ្មាននរណាខ្វល់ពេលពួកខ្សោយស្លាប់ឡើយ តែអូចែនមិនចោះចាញ់ងីងីទេគាត់គិតទាត់វាយបកនឹងការវាយប្រហារនោះគាត់ចំណាំភ្លាមថានោះជាគ្រាប់ភ្លើងកម្រិត 3 ចំណេះដឹងពីសៀវភៅមានប្រយោជន៍ឥឡូវនេះការដឹងថាពួកវាលេងសើចដោយជំនាញកម្រិតខ្ពស់កាន់តែបន្ថែមកម្លាំងចិត្តគាត់ដឹងថាកម្រិតកម្រិតគឺឆ្ងាយណាស់ហើយការត្រូវគ្រាប់ភ្លើងនោះមួយទំហឹងគឺចប់ជីវិតជាមិនខាន เมื่อរំពេចបន្ទាប់ការវាយប្រហារនោះបានបង្កជាបន្ទុះភ្លើងយ៉ាងធំអក្បាលលឿងញញឹមចំអកពេញចិត្តដែលវាត្រូវគោលដៅទាល់តែបានវាយតម្លៃសមតែមានរបស់មួយហោះចេញពីផ្សែងមកដែលច្បាស់ជាមិនមែនជាទង់សសំចាញ់ឡើយគឺអូឆាងកំពុងស្រែកយ៉ាងក្លាហានខណៈគាត់ក៏ហៅអាវុធដែលមានថាមពលពណ៌ខៀវផ្លេកៗ អាអ្នកវាយប្រហារមើលមកយ៉ាងធុញទ្រាន់ខណៈរន្ទះបាញ់លាន់ឆ្វេងឆ្វាច់ជុំវិញខ្លួនគាត់ ទឹកមុខក្រអឺតក៏ទោមនោះចាប់ផ្ដើមប្រែប្រួលពីវារអ៊ូថាអាក្មេងនេះរឹងជាងការគិតពេលអូឆេងគួតឈាមបិសាច់រៀងដូចបេះដូងមានក្រញាំគួរឲ្យខ្លាចលិចឡើងពីក្រោយគាត់អាក្បាលលឿងនោះចាប់បោះអូឆេងទម្លាក់ចុះជ្រោះយ៉ាងប្រងើយនេះជាស្នៀតរបស់តួកាយក្រោយធ្លាក់ចុះស្បែកជើងកវ៉ែងបានជន់ញីមុខគាត់លើដីបន្ថែមទៀតដើម្បីឲ្យប្រកបចិត្តអ្នកវាយប្រហារនោះប្រកាសថាគ្រប់យ៉ាងចប់ហើយស្រាប់តែអេក្រង់ផ្ទុះទៅដោយឈាមមែនហើយគឺមានឈាមជាច្រើនហូរចេញពីមាត់របស់គាត់ នេះមិនមែនជាសញ្ញាល្អទេពេលកំពុងរៀបស្លាប់គាត់គិតតែពីទំហំនៃការឈឺចាប់ពិតជាដង្ហើមចុងក្រោយដ៏សែនជ្រៅគាត់ឆ្ងល់ហេតុអ្វីគាត់ត្រូវស្លាប់ត្រឹមព្រោះតែគ្មានអំណាចសំណួរនេះចក្រវាលមិនដែលឆ្លើយតបស្រួលៗឡើយពួកកម្រិតទៀតផ្សេងទៀតដឹងថាដល់វិញខ្លួនតែពួកកូនចៅវិសាចចអកថាពួកនេះខ្សោយពីទិដ្ឋភាពប្រាសាទប្រឡាក់ឈាមបានលេចឡើងបង្ហាញពីអាចកបាំងបុរាណនិងគួរឲ្យខ្លាចក្នុងគុកងងឹតនេះកឹងហឹងអ៊ូឆេងពូកញ្ជ្រោលឡើងតើពួកវាជាស្អីបានហ៊ានមកកំណត់វាសនាគាត់នោះព្រាមនោះប្រព័ន្ធលោតឡើងប្រមានពីភាពខុសពកតិនៃគុកងងឹតនិងមេកម្រិតថ្មីប៉មទី2ដែលអ៊ូឆេងឃើញនោះក៏ចាប់ផ្ដើមបញ្ចេញពន្លឺដឹងស្រាប់ហើយថានេះមិនមែនក្នុងផែនការទេដោយចាប់ផ្ដើមប្រេះនិងញ័ររញ្ជួយខណៈអ្វីមួយដ៏ធំមហិមាកំពុងផុសចេញមកសូម្បីតែអក្បាលលឿងក៏ងើបមើលដោយដឹងថាពិធីសម្លាប់មនុស្សរបស់វាត្រូវបានរំខានហើយភាវៈខ្លាំងដោយព្រះមានសក់ពណ៌សបរវិចបានផុសចេញពីដីជាមួយថាមពលដ៏មហិមាស្ទើរអូចេងកាន់តែសន្លប់តែនាទីចុងក្រោយគាត់ហាក់ឃើញអ្វីដែលមិនអាចទៅរួចគាត់ឃើញទស្សនវិជ្ជាអត្តទេពពីអង្គចុះមកជាមួយសារថាទេវតានៃសេចក្តីស្លាប់កំពុងតែមកដល់ហើយការពិតពួកគេជាយមបាសខ្មៅដែលជាអ្នកប្រមូលប្រលឹងហើយមើលទៅពិតជាគួរឲ្យសម្បើមខ្លាំងណាស់បន្ទាប់មកអូឆេងក៏ឈរម្នាក់ឯងក្នុងកន្លែងងងឹតសូនឈឹងតាំងវង្វេងវង្វាន់គាត់មើលទៅដៃរបស់ខ្លួនដែលជាសះស្បើយហើយឆ្ងល់ថាតើមានរឿងអ្វីកើតឡើងចំពោះការស្លាប់អំបញ្ញមិញនេះក្រោយមកផ្ទាំងប្រព័ន្ធក៏លេចឡើងប្រកាសថាមានអ្នកលេងថ្មីកំពុងចូលមកកាន់ទីកន្លែងនេះព្រាមនោះអូឆេងឮសំឡេងក្នុងភាពងងឹតឆ្ងល់ថាមកពីណាសំឡេងប្រព័ន្ធប្រាប់ឲ្យដើរទៅមុខស្របពេលអាសនៈតូចគួរឲ្យព្រឺក្បាលបានលេចឡើងចំពីមុខគាត់របស់នេះប្រឡាក់ពេញដោយឈាមដែលមិនមែនជាប្រផ្លោល្អទេក្នុងលោកខាងមុខនេះគាត់ដឹងភ្លាមថាសំឡេងអាចកំបាំងនោះបន្លឺចេញពីក្នុងប្រអប់នោះតែម្ដងជាធម្មតាចំណងចង់ដឹងដំបូងរបស់គាត់គឺលូកដៃទៅប៉ះប្រអប់ខ្មោចនោះដើម្បីមើលថាមានអ្វីនៅខាងក្នុងតែភ្លាមនោះវាក៏ខំគាត់តែម្ដងធ្វើឲ្យគាត់ដកដៃមកវិញទាំងឈឺចាប់ ស្រាប់តែមានប៊ិចអសបចង់មួយលូតចេញមកទាំងខឹងសម្បាព្រោះគេច្រឡំថាខ្លួនជាអំបោស ប៊ិចដកក្រអើយក៏តំនេះបានស្វាគមន៍គាត់ជាអ្នកបើកប្រព័ន្ធប៉ុន្តែអូឆាំងនៅតែឈរឡើងឡង ជាមួយស្នាមញញឹមដ៏គួរឲ្យខ្លាចប៊ិចនោះសួរថាមិនបានគិតថាទីនេះទទេស្អាតរួចវាក៏ទម្លាយថាគាត់កំពុងឈរនៅលើច្រកទ្វារទៅកាន់ឋាននរកពិតតែម្ដង សូមស្វាគមន៍មកកាន់ទ្វារខ្មោចដែលជាគោលដៅមួយធានាថាមិនទទួលបានផ្កាយ5លើយ៉ែលផ្លោយពេលអូឆាំងសំណឹងទៅទីងងឹតប៊ិចនោះក៏ប្រាប់គាត់យ៉ាងធម្មតាថាគាត់បានស្លាប់បាត់ទៅហើយដំណឹងនេះត្រូវការពេលបន្តិចទើបកំឡោះយើងអាចទទួលយកបានគាត់មិនចង់ជឿឡើយថែមទាំងសង្ស័យថាតើគាត់ពិតជាបានស្លាប់ប្រកបមែនទេបន្ទាប់ពីជួបរឿងអស់នោះបន្ទាប់មកការចងចាំក៏ត្រឡប់មកវិញគឺស្បែកជើងកវែងដែលជន់ញីមុខគាត់ទៅនឹងដីដុតត្រជាក់គាត់នឹកឃើញទស្សនវិជ្ជាក្រោយការប្រយុទ្ធហើយត្រូវគេទុកឲ្យស្លាប់ក្នុងគុកងងឹតនោះក្តីភ័យរន្ធត់ក៏កើតឡើងពេលគាត់ដឹងថាខ្លួនត្រូវបានគេសម្លាប់ចោលពិតមែននៅទីនោះក្មេងប្រុសម្នាក់នេះកំពុងតែភ័យស្លន់ស្លោយ៉ាងខ្លាំងដោយសារតែទទួលយកមិនបាននូវការពិតនៃសេចក្តីស្លាប់របស់ខ្លួនប៉ុន្តែអ្នកនាំភ្លឺថ្មីរបស់គាត់ប្រាប់ឲ្យគាត់ស្ងាត់ៗមកទៅព្រោះទីនេះជាកន្លែងសាធារណៈទេអូចិនបានត្រឹមអស់សង្ឃឹមដោយឆ្ងល់ថាម៉េចរឿងនេះកើតឡើងទាំងដែលគាត់គ្រាន់តែចង់ធ្វើជាអ្នកផ្សងព្រេងធម្មតាអូកិនកំពុងជួបវិបត្តិផ្លូវចិត្តដោយគិតថាស្លាប់តែម្ដងទៅល្អជាងស្របពេលដែលប៊ិចនោះក៏ស្នើសុំជួយយ៉ាងគួរឲ្យសរសើរប៊ិចដោយការឆ្នះនេះប្រាប់ឲ្យគាត់បញ្ញាក់ឡើងព្រោះសាកសពរបស់គាត់កំពុងតែត្រជាក់ហើយពួកគេមានកន្លែងត្រូវទៅបន្តទៀតគាត់ដើរតាមសម្លេងចូលភ្លើងងងឹតមួយដោយឆ្ងល់ថានឹងមានអ្វីកើតឡើងបន្តព្រោះពេលនេះគាត់បានស្លាប់ហើយអ្នកនាំផ្លូវថ្មីហាក់ស្ងើសរសើរដែលគាត់អាចទទួលយកការស្លាប់នេះបានល្អទោះបីជាគាត់មើលទៅកំពុងស្ពឹកស្ពន់ក៏ដោយពួកគេបានមកដល់កន្លែងដងងងឹតសូនឈឹងមួយឯងប៊ិចនោះគ្រាន់តែសន្យាយ៉ាងអាចកំបាំងថាគាត់នឹងដឹងពីទីនេះក្នុងពេលឆាប់ស្រាប់តែមានពន្លឺភ្លើងក៏ភ្លឺឡើងបំភ្លឺភាពងងឹតជុំវិញពួកគេនឹងបង្ហាញឲ្យឃើញសាលបុរាណដ៏ធំមួយដែលប៊ិចហៅថាទីតាំងសាក់លបងពិតជាស្រឡាំងកាំងនឹងទំហំដ៏ធំនៃកន្លែងនេះប៉ុន្តែអ្នកនាំភ្លើងគ្រាន់តែហៅគាត់ថាជាមនុស្សស្រុកស្រែនិងប្រាប់ឲ្យប្រញាប់ឡើងកន្លែងនេះផ្ដល់អារម្មណ៍ថាធ្លាប់ស្គាល់ដូចជាគុកងងឹតដែលគាត់ធ្លាប់បានចូលផ្សងព្រេងអញ្ចឹងនៅពីមុខគាត់គឺរាងកាយដ៏ធំសម្បើមដែលអង្គុយលើបល្ល័ង្កជាស្ដេចយមរាជអ្នកគ្រប់គ្រងឋាននរកប៊ិចនេះហោះមកចំពីមុខគាត់ដើម្បីរៀបរាប់រឿងរ៉ាវសំខាន់ក្រោយការស្លាប់ប្រាប់ដល់កំឡោះយើងដែលកំពុងវង្វេងវាបញ្យល់ថានេះជាកន្លែងដែលប្រលឹងមកទទួលការកាត់ក្តីចំពោះទង្វើរបស់ពួកគេកាលនៅរស់
ដោយអ្នកសាងនៅពើអាក្រក់នឹងត្រូវបញ្ជូនត្រង់ទៅឋាននរកដើម្បីទទួលទោសអស់កប់ជានិច្ចហើយអ្នកកាត់ក្តីកំពូលគឺស្ដេចយមរាជផ្ទាល់ដែលជាមេបញ្ជាការនៃខ្មោចនិងបិសាច បន្ទាប់មកអូឆាងក៏នឹកឃើញដល់ព្រះក្នុងរឿងព្រេងដែលជាអ្នកសម្រេចជោគវាសនារបស់មនុស្សគ្រប់រូបដោយការគូសបិចរបស់ទ្រង់ គាត់ភ័យស្លន់ស្លោឲ្យសួរថាតើព្រះនៃសេចក្តីស្លាប់អាចស្លាប់បានយ៉ាងដូចម្តេចប៉ុន្តែបិចនោះនៅតែអះអាងថាវាជាការពិត ដើម្បីបញ្ជាក់ការពិតនេះឧបករណ៍ដ៏កែច្នៃក៏ចង្អុលបង្ហាញគាត់ឲ្យមើលអក្សរមួយចំនួននៅលើជញ្ជាំងអូឆាងសម្ដៅទៅផ្ទាំងថ្មធំដែលពោពេញដោយអក្សរបុរាណទាំងឆ្ងល់ថាវាសរសេរពីអ្វីគួរឲ្យភ្ញាក់ផ្លូវគាត់បែរជាអាចអានភាសាចម្លែកនោះបានយ៉ាងស្ទាត់ជំនាញគាត់ក៏ដឹងថាចម្លាក់ទាំងនេះមិនមែនត្រឹមជាការតាក់តែងទេវាជាកំណត់ត្រាប្រវត្តិសាស្ត្រពិតៗ គាត់សង្កេតឃើញថាចម្លាក់លើជញ្ជាំងហាក់ដូចជាកំពុងរៀបរាប់ពីសាច់រឿងនៃសង្គ្រាមបុរាណមួយមើលទៅដូចជាព្រះនៃឋាននរកកំពុងតែប្រយុទ្ធជាមួយសត្រូវដ៏អាតកំបាំងណាមួយអញ្ចឹង ទូព័ត៌មានខ្លះបានលុបបាត់ក៏ដោយរូបរាងមករកបាទស្រួលចម្លែកមួយបានលេចធ្លោឡើងពេលគាត់ផ្គុំរូបភាពនិងអត្ថបទបញ្ចូលគ្នាប្រវត្តិសាស្ត្រដ៏ព្រឺព្រួយក៏ចាប់ផ្ដើមច្បាស់ឡើង ជាក់ស្ដែងស្ដេចយមរាជបានចាញ់សង្គ្រាមត្រូវគេកាត់កហើយបានកប់នៅទីនេះតែម្ដង ជញ្ជាំងនេះប្រៀបដូចជាសម្បត្តិអ៊ុញអែរបស់ព្រះដែលបានស្លាប់ដោយពោពេញទៅដោយកំហឹង កំឡោះយើងសឹងតែទទួលយកមិនបាននៅការពិតដ៏ឆ្កួតលីលាអំពីសង្គ្រាមរវាងអ្នកគ្រប់គ្រងពិភពលោកនេះស្រាប់តែបេសកកម្មឯកោមួយក៏លេចឡើង រកក្បាលពិតរបស់យុវរាជដើម្បីបដូរយកថ្នាំលុបបំបាត់ជំងឺអ្នកនាំផ្លូវដល់ការឆ្នះបញ្ជាក់ថានេះជាការសាក់លបងដើម្បីទទួលបានជីវិតរស់មកវិញ ខួរក្បាលលោចាងគាំងព្រោះគិតថាខ្លួនស្លាប់បាត់ទៅហើយមិនមែនស្លាប់ពាក់កណ្ដាលទេគាត់ក៏ទះបិចនោះមួយដៃព្រោះតែព័ត៌មានផ្ដេសផ្ដាស់ដែលនេះសមតែត្រូវមែន ដោយដឹងថាខ្លួនមានឱកាសអធិភាពចម្បងរបស់គាត់ពេលនេះគឺត្រូវរកវិធីត្រឡប់ទៅកាន់ពិភពមនុស្សរស់វិញ រវ័នជាស៊ុបជាបាជំងឺអាឡេស៊ីវីតាមីននេះជានុយមួយដែលគាត់មិនអាចបដិសេធបានឡើយដោយមានកម្លាំងជំរុញចិត្តដ៏ល្អឥតខ្ចោះនៅចំពោះមុខបែបនេះគាត់ក៏ព្រមទទួលយកការសាក់លបងនេះ ហើយភ្លាមៗនោះការសាក់លបងក៏ចាប់ផ្ដើមឡើងជាមួយនឹងក្បាលខ្មោចដ៏គួរឲ្យខ្លាចលេចឡើងជុំវិញខ្លួនគាត់ ចំនួនក្បាលអណ្ដែតទាំងនេះចេះតែបន្តកើនឡើងរហូតដល់គាត់ត្រូវបានលំពាត់ជុំចិត្តតែម្ដង គាត់ពិតជាភ័យស្លន់ស្លោចំពោះការធ្លាក់ក្បាលខ្មោចដ៏ភ្ញាក់ផ្អើលនេះអ្នកនាំផ្លូវបញ្យល់ថាក្នុងចំណោមក្បាលខ្លែងៗទាំងអស់នេះមានតែមួយគត់ជារបស់ពិត សម្លឹងមើលគំនូរក្បាលខ្មោចនេះអូឆេនមិនដឹងថាត្រូវចាប់ផ្ដើមពីណាទេប៊ិចនេះក៏សើចក្អាកក្អាយដោយរំលឹកថានេះជាការសាក់លបងមិនមែនជាការដើរលេងឡើយ អរគុណសម្រាប់ការរំលឹកអូឆេងចាប់ផ្ដើមលបែងទីមុខដ៏អាក្រក់បំផុតដោយបោះចោលនៅក្បាលដែលខូចយ៉ាងច្បាស់ចេញភ្លាមៗតែម្ដង គាត់ដឹងថាលបែងគុកងឹតតែមានតម្រុយតែនេះជាឋាននរកទីនេះគ្មានវិធីប្រាប់មុនគ្មានច្បាប់ហើយពុកពេញដោយសមុទ្រក្បាលខ្មោចអណ្ដែត គាត់គិតមិនចេញសោះថាត្រូវចាប់ផ្ដើមរបៀបណាតម្រុយតែមួយគត់គឺអក្សរលើជញ្ជាំងឯប៊ិចនោះបែរជាឌឺដងគាត់រឿងស្លាប់ទៅវិញ មួយរំពេចនោះគាត់នឹកឃើញគំនិតដ៏ឆ្លាតវៃមួយបានលេចឡើងដែលអាចសង្គ្រោះជីវិតគាត់បាន ប៊ិចនេះនឹងក្បាលខ្មោចទាំងអស់ទៀមទាចង់ដឹងភ្លាមៗថាគាត់រកឃើញអ្វី ពួកនេះចូលចិត្តចង់ដឹងរឿងគេណាស់តែអូឆេនធ្វើមិនដឹងហើយប្រាប់ប៊ិចនោះឲ្យនៅឆ្ងាយបន្តិចទៅ អ្នកនាំផ្លូវគាត់ចាប់ផ្ដើមអន្ទះសារដោយសុំជួយប្រាប់ចម្លើយដែលវាដឹងច្បាស់សន្យាហ្មង ដោយមួយខ្វល់កន្មោះជើងកញ្ចាប់ទីងក្បាលសក់បាសមួយយ៉ាងជឿជាក់ថាគាត់រកឃើញហើយ គាត់ចាំថាអក្សរនោះបញ្ជាក់ពីស្នាមរបួសធំមួយហើយអាមួយនេះមានស្នាមកាត់ចំភ្នែកតែម្ដង គាត់សួរប៊ិចឲ្យប្រកាសតែអ្នកនាំផ្លូវនោះគ្រាន់តែឆ្លើយយ៉ាងអាចកំបាំងថាគាត់នឹងដឹងឆាប់ៗនេះហើយ មួយផ្លែតក្រោយមកភ្នែកក្បាលនោះចាប់ផ្ដើមភ្លឺពណ៌ស្វាយដែលជាសញ្ញាប្រាប់ថាគាត់វីវ័រហើយក ន្លោះយើងមានពេលត្រឹមតែលន់មកថាចប់ហើយវាដឹងថាគាត់រើសខុសហើយក្បាលនោះក៏ផ្ទុះឆេះចំមុខគាត់ជាមួយនឹងធម្មពលពណ៌ស្វាយដ៏ខ្លាំងក្លាធ្វើឲ្យគាត់ខ្ទាតទៅក្រោយកាត់ហ្វូងក្បាលផ្សេងទៀត ប៊ិចនេះស្រាប់តែប្រកាសយ៉ាងសប្បាយថាគាត់ឆ្លើយខុសហើយធ្វើដោយការផ្ទុះនោះមិនទាន់គ្រប់គ្រាន់អញ្ចឹងទាំងខ្លួនរបួសគាត់គិតតម្រុយនោះឡើងវិញដោយសង្ស័យថា King Jama ប្រហែលមិនមែនជាមនុស្សទេ គាត់ទប់ការឈឺចាប់ដោយតាំងចិត្តរកក្បាលមួយទៀតដែលត្រូវនឹងតម្រុយនេះដើម្បីលើកទឹកចិត្តប៊ិចនោះទាញយកមីក្រូតូចមួយមកប្រាប់អតិកំបងដ៏គួរឲ្យអស់សម្ដេចមួយ ការពិតការសាក់លបងនេះមានពេលកំណត់ហើយពេលនេះជាប់ពាក់ព័ន្ធនឹងពួកអ្នកប្រមូលព្រលឹងបញ្ចប់ការងារនៅខាងលើក៏ពិតអូឆេងស្លាប់បានដាស់ប្រព័ន្ធនេះដល់ចៃដនដែលពេលនេះកំពុងដើរដោយស្វ័យប្រវត្តិ ពួកអ្នកប្រមូលប្រឡងគ្រាន់ជាការពារសត្វចម្លែកទេតែដោយសារមនុស្សសម្លាប់គាត់ប្រព័ន្ធនេះក៏ចាប់ផ្ដើមគាំងតែម្ដង អញ្ចឹងពេលនេះគឺងាយទេគាត់ត្រូវឆ្លងកាត់ការសាក់លបងនេះបើមិនដូច្នេះទេប្រព័ន្ធនឹងសម្លាប់គ្រប់គ្នាក្នុងគុកងឹតនេះ គំនិតដំបូងគាត់គឺបារម្ភពីមិត្តភ័ក្តិដោយភ័យថាពួកគេអាចនឹងរងគ្រោះដោយសារពួកអ្នកប្រមូលព្រលឹង គាត់ដឹងថាពេលកំណត់សម្រាប់លបែងនេះគឺតាក់ទងផ្ទាល់នឹងជីវិតពួកគេបើគាត់យឺតពេកពួកគេនឹងស្លាប់ទាំងអស់ ការតាំងចិត្តថ្មីនេះជំរុញឲ្យគាត់ប្រញាប់កាត់ហ្វូងក្បាលទាំងនោះដើម្បីរកមួយដែលត្រឹមត្រូវយ៉ាងអន្ទះសាខណៈពេលកំពុងដើរថយក្រោយក៏កំពុងប្រណាំងប្រជែងនឹងពេលវេលាដើម្បីដោះស្រាយរឿងនេះរូបភាពដ៏គួរឲ្យខ្លាចមួយរំលឹកគាត់ពីហានិភ័យនេះ ការបរាជ័យមានន័យថាមនុស្សដែលគាត់ស្រឡាញ់នឹងត្រូវស្លាប់ទាំងអស់តែចំពេលវឹកវរនោះគាត់បានឃើញក្បាលដ៏សង្ហាមួយពាក់មួកយ៉ាងធំ ដោយគេថាគាត់រកចម្លើយឃើញគាត់ក៏លោតចូលក្នុងគំនរនោះរួចស្រែកថាគាត់រកឃើញហើយ គាត់ចាប់ទាញសក់ក្បាលនោះដោយជឿជាក់យ៉ាងមុតមមថានេះជាចម្លើយត្រឹមត្រូវ ជាមួយទៅមុខដ៏មុតមមគាត់លើករវល់គាត់ឡើងដោយត្រៀមបញ្ចប់រឿងនេះតែវាក៏ស្រាប់តែផ្ទុះចំមុខគាត់ជាលើកទី2ទៅវិញព្រោះថាវាត្រូវតែអញ្ចឹង ក្បាលអណ្ដែតផ្សេងទៀតគ្រាន់តែសម្លឹងមើលដោយមិនភ្ញាក់ផ្អើលនឹងលទ្ធផលខុសទាំងពីរដងរបស់គាត់សោះដៃមួយបានលូកចេញពីបាតកណូវិញជាក់ថាគាត់មិនទាន់ស្លាប់ទេអ៊ូឆេងដើរត្រេតត្រោតចេញពីកណូនោះដោយឆ្ងល់ថាគាត់សន្លប់អស់ពេលប៉ុន្មានអ្នកនាំផ្លូវដ៏រស់រវើករបស់គាត់ប្រាប់ថាគាត់សន្លប់អស់20នាទីពេញជាការប្រើប្រាស់ពេលកំណត់ដ៏ល្អណាស់ជាការពិន័យដ៏សប្បាយមួយចំនួនក្បាលបានកើនឡើងហើយពេលនេះគាត់សល់ពេលត្រឹមតែ2នាទីប៉ុណ្ណោះ សម្ពាធនៃស្ថានភាពដ៏លំបាកនេះធ្វើឲ្យគាត់និយាយមិនរួចហើយអង្គុយសម្លឹងមើលទៅមុខថេង តែគាត់មិនអត់សង្ឃឹមឯស្នាមញញឹមដ៏គួរឲ្យខ្លាចបានលេចឡើងពេលគាត់នឹកឃើញផែនការថ្មី សម្លេងសាច់យ៉ាងកក់ក្អឹករបស់អូចេងធ្វើឲ្យអ្នកនាំផ្លូវគាត់ភ័យខ្លាំងទីបំផុតគាត់យល់ពីរឿងរ៉ាវពាក់កណ្ដាលស្លាប់នេះហើយគាត់ចាត់ទុកការសាក់លបងនេះជារឿងកំប្លែងស្ងួតដោយព្រមទទួលយកវាសនាខ្លួនឯងអ្នកនាំផ្លូវគាត់ឆ្ងល់យ៉ាងខ្លាំងក៏សួរថាគាត់ឈួតហើយមែនទេ
តែអូឆេននឹកឃើញពីច្បាប់គុកងងឹតមួយដែលបង្កើតឡើងដើម្បីបំបាក់ស្មារតីអ្នកលេងវាជាប្រព័ន្ធដ៏ឃោរឃៅមួយដែលបង្កើតឡើងដើម្បីផ្ដល់ក្តីសង្ឃឹមคล้ายៗនិងធ្វើឲ្យមនុស្សអស់សង្ឃឹមឃើញគាត់បបងប៊ីចនោះក៏ព្យាយាមធ្វើឲ្យគាត់តបតអូចេងគ្រាន់តែអង្គុយហាក់ដូចជាព្រមទទួលយកវាសនាខ្លួនខណៈដែលប៊ីចនៅតែបន្តរអ៊ូដាក់គាត់ល្បែងដ៏សាហាវនេះបង្កើតឡើងដើម្បីឲ្យអ្នកផ្សងព្រេងកាប់សម្លាប់គ្នាក្នុងស្ថានភាពដ៏អស់សង្ឃឹមនេះនិយាយរួមវាជាល្បែងដែលគ្មានផ្លូវឈ្នះបង្កើតដោយបិសាចសាហាវដែលចូលចិត្តមើលការឈឺចាប់មួយផ្លែតនោះគាត់ពិតជាអស់សង្ឃឹមដោយគិតថាខ្លួនល្ងងដែលជឿថាមានឱកាសទី2តែគាត់ក៏ចាប់អារម្មណ៍ភាពមិនប្រក្រតីរបស់ប៊ិចនោះវាហាក់ដូចជាកំពុងប្រញាប់ខ្លាំងណាស់គាត់មិនដឹងថាវាសប្បាយចិត្តឬកំពុងភ័យទេតែវាពិតជាមិនប្រក្រតីនោះទេស្រាប់តែប៊ិចនោះចាប់ផ្ដើមស្រែកឲ្យហោះឆ្វាត់ឆ្វែងដូចជាខ្លាចស្លាប់អញ្ចឹងវាបានប្រមានគាត់យ៉ាងភ័យស្លន់ស្លោឲ្យប្រយ័ត្នខ្លួនតួអូចឹងមិនដឹងមូលហេតុក៏កំឡោះយើងគាត់តែអង្គុយស្ងៀមមើលភាពវឹកវរនោះហើយឆ្ងល់ថាតើមានរឿងអ្វីធំដុំទៅពេលនោះគាត់ក៏បានឃើញវាមានក្បាលមួយកំពុងអណ្ដែតតែឯងធ្វើចលនាយ៉ាងមានគោលដៅតែម្ដងគាត់ដឹងថាពេលក្បាលភាគច្រើនគ្រាន់តែអណ្ដែតមានខ្លះទៀតកំពុងផ្លាស់ទីយ៉ាងសកម្មវាហាក់ដូចជាមានអ្វីម្យ៉ាងកំពុងបញ្ឆេះបញ្ហាហើយគាត់បានចង្អុលទៅក្បាលតលុកមួយជាឧទាហរណ៍ពេលភ្ជាប់វាទៅនឹងអក្សរលើជញ្ជាំងគាត់ស្រាប់តែនឹកឃើញទម្រង់ដ៏សំខាន់មួយភ្លាមតែម្ដងអូខេជប់ទៀតទៅកំឡោះរបស់យើងសម្រាប់ចិត្តថាដល់ពេលត្រូវសាក់លបងទ្រឹស្ដីថ្មីដ៏ឈ្គួតលលារបស់គេហើយដោយចង់ចាំទីតាំងរបស់ក្បាលមួយយ៉ាងច្បាស់គាត់ក៏ត្រៀមខ្លួនដើម្បីសាក់លបងធ្វើរឿងនេះឡើងវិញម្ដងទៀតដោយជឿជាក់ថាគេរកឃើញចម្លើយហើយគេក៏បញ្ចេញដុំធម្មពលងងឹតមួយដោយរំពឹងថាក្បាលពិតប្រាកដនឹងហោះមករកតែម្ដងក្របធម្មពលរបស់គេបានហោះកាត់ខ្យល់ដែលធ្វើឲ្យប៊ិចនោះឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាការសាក់លបងមួយនេះមិនទាន់ចប់ទៀតពេលនេះក្បាលទាំងអស់កំពុងហោះឆ្វេងឆ្វាយពេញនឹងធ្វើឲ្យប៊ិចនោះភ័យស្លន់ស្លោយ៉ាងខ្លាំងអ្នកគូទេសមាត់ធំនេះពិតជាលប់សតិបាត់ទៅហើយវាបានស្លែកគំហោដាក់អ៊ូចាំងចំពោះអ្វីដែលគេទើបតែធ្វើអំបញ្ញមិញប៊ិចនេះចាប់ផ្ដើមបែកញើសស្រាក់ដោយដឹងថាបើក្មេងនេះនៅតែបន្តលេងសើចគេប្រកាសជារកឃើញល្បិចបោកប្រាស់នេះទាំងអស់មិនខានឡើយវាប្រែកន្លះសម្ដី180ដឺក្រេស្រាប់តែព្យាយាមនិយាយលួងលោមឲ្យគេព្រមចុះចាញ់ហើយស្លាប់ទៅយ៉ាងស្ងប់ស្ងាត់ប៉ុន្តែអ៊ូចាំងមិនជឿភាពល្អភ្លាមៗនេះសូម្បី1វិនាទីគេញញឹមចុកមាត់ព្រោះដឹងថាទីបំផុតគេបានបំបីអត្ថកំបាំងនេះរួចហើយគេនឹកឃើញដល់អក្សរនៅលើជញ្ជាំងដោយដឹងថាវាជាតម្រុយដ៏ធំប៉ុន្តែមានច្បាប់លាក់កំបាំងមួយទៀតដែលគេមើលរំលងហើយគ្រប់យ៉ាងក៏ស៊ីចង្វាក់គ្នាភ្លាមប្រអប់បេសកកម្មពីដំបូងបានប្រាប់ថាគ្មានពេលកំណត់ទេដែលនេះជាការកុហកទាំងស្រុងដើម្បីធ្វើឲ្យគេចុះចាញ់ល្បែងប្រាជ្ញាទាំងមូលនេះគឺផ្ដោតសំខាន់ទៅលើរាងកាយដ៏ធំគ្មានក្បាលរបស់ស្ដេចយ៉ាម៉ានៅលើបល្ល័ង្កនោះឯងគេបាននឹកឃើញឃ្លាចុងក្រោយនៅលើជញ្ជាំងពួកយើងទៅជាមួយគ្នាជាសារដែលបញ្ជាក់ច្បាស់សម្រាប់នរណាម្នាក់ជាក់លាក់បន្ទាប់មកច្បាប់ដ៏ធំបំផុតក៏លេចឡើងចម្លើយពិតប្រាកដគឺតែងតែស្ថិតនៅពីក្រោយអ្នកដោះស្រាយជានិច្ចទោះបីជាពួកគេងាកទៅខាងណាក៏ដោយប៉ុន្តែទោះបីជាដឹងថាចម្លើយនៅពីក្រោយគេក៏ដោយក៏គេនៅសល់ជំហានចុងក្រោយមួយទៀតដែលត្រូវគិតរកឲ្យឃើញគេបានងាកក្រោយដើម្បីមើលប៉ុន្តែបែរជាឃើញមកកទេសាកំពុងអណ្ដែតចំពីមុខគេជាមួយទឹកមុខភ្ញាក់ប្រោយយ៉ាងខ្លាំងទៅវិញពេលសម្លឹងមើលទៅរាងកាយដ៏ធំមហិមានោះគេមិនដឹងតតែសោះថាតើត្រូវយកក្បាលពីកម្ពស់ដ៏ខ្ពស់បែបនោះបានដោយរបៀបណាឡើយការឡើងលើរាងកាយដ៏ធំនោះពិតជាគំនិតដ៏អាក្រក់មួយដូច្នេះគេត្រូវគិតឲ្យធំជាងនេះតម្រុយចុងក្រោយនេះក៏ចាប់ផ្ដើមស៊ីចង្វាក់គ្នាមិត្តចាស់ដែលបានលើកឡើងនៅក្នុងអត្ថបទគឺជាគន្លឹះនៃរឿងទាំងអស់នេះមគ្គទេសរបស់គេនៅតែបន្តស្រ័យប្រាប់ឲ្យគេស្លាប់ដោយស្ងៀមស្ងាត់ដោយមិនដឹងខ្លួនទាល់តែសោះថាអ៊ូចាងចិត្តដោះស្រាយគ្រប់យ៉ាងបានទៅហើយអ៊ូចាងចង្អុលចំមុខគទេសរបស់គេដែលញើសភ័យខ្លាចរបស់វាប្រៀបដូចជាការសារភាពទៅហើយគំនិតដ៏ឆ្លាតវៃរបស់គេបានរកឃើញគន្លឹះនោះគឺការគួសមដែលជាអ្វីសត្រូវរបស់យ៉ាម៉ាមិនដែលធ្វើឡើយដែលមិនខ្វល់ពីសំណួរញាប់ញ័ររបស់ប៊ិចគេបានដើរសម្ដៅត្រង់ទៅកាន់បល្ល័ង្កគ្មានក្បាលដ៏ធំមហាមានោះបន្ទាប់មកគេបានសំពះដៃជួលគ្នាដើម្បីបង្ហាញការគោរពតាមបែបប្រពៃណីយ៉ាងត្រឹមត្រូវបំផុតខណៈពេលដែលមុខទេសកទួននៅតែបន្តស្រែកអូចាំងគ្រាន់តែរៀបចំអនុវត្តផែនការថ្មីដ៏លុបរបស់គេយ៉ាងស្ងប់ស្ងាត់គេបានគិតរកឃើញហើយនេះជារបៀបដែលអ្នកត្រូវប្រគល់ក្បាលត្រឡប់ទៅឲ្យរាងកាយវិញប៉ុន្តែមួយចន្ទុះក្រោយមកគ្មានអ្វីកើតឡើងទាល់តែសោះតែធ្វើឲ្យគេងឿងឆ្ងល់យ៉ាងខ្លាំងតែម្ដងពេលសម្លឹងមើលឡើងទៅបល្ល័ង្កគេឆ្ងល់ថាហេតុអ្វីបានជាក្បាលនោះត្រូវដាក់នៅទីខ្ពស់យ៉ាងនេះទីបំផុតវាក៏ស៊ីចង្វាក់គ្នាភ្លាមស្ដេចយ៉ាម៉ាគឺជាអ្នកគ្រប់គ្រងទឹកដីមួយនេះហើយអ្នកមិនអាចគ្រាន់តែជម្រាបសួរស្ដេចតាមរបៀបធម្មតានោះទេដូច្នេះដោយដឹងពីរឿងនេះគេក៏លុតជង្គង់ចុះដើម្បីបង្ហាញការគោរពឲ្យបានត្រឹមត្រូវបំផុតកំឡុងរបស់យើងបានក្រាបថ្វាយបង្គំដោយដាក់ថ្ងាសផ្ទាល់នឹងដីដើម្បីបង្ហាញការគោរពយ៉ាងជ្រាលជ្រៅបំផុតនៅចំពោះមុខរាងកាយដ៏ធំមហិមារបស់ព្រះដែលសោយទីវង្គតគេបានធ្វើការអង្វរកដ៏រៀបទៀបជាចុងក្រោយមួយហើយភ្លាមនោះក៏ត្រង់កន្លែងគ្មានក្បាលក៏ផ្ទុះពន្លឺធម្មពលពណ៌ក្រហមឆ្អិនឆ្អៅយ៉ាងខ្លាំងគេមិនដឹងថាការរៀបចំទាំងអស់នេះធ្វើឡើងសម្រាប់នរណានោះទេប៉ុន្តែគេនឹងយកឱកាសនេះដើម្បីកើតជាថ្មីម្ដងទៀតផ្ទាំងប្រព័ន្ធគេបានបញ្ជាក់វាច្បាស់ណាស់ការសាក់លបងត្រូវបានបញ្ចប់ហើយសុព្យាបាលជំងឺកំពុងតែបញ្ចេញឥទ្ធិពលរបស់វាហើយសសរពន្លឺដ៏ចែងចាំងបានគ្របដណ្ដប់រូបគេគណៈរង្វាន់ជាច្រើនបានហូរចូលប្រព័ន្ធរបស់គេអាចដឹងពីវេទមន្តកំពុងរត់ពេញរាងកាយជាថ្មីម្ដងទៀតជំងឺប្រចាំកាយរបស់គេត្រូវបានបាត់អស់រលីងតែម្ដងផ្ទាំងមួយទៀតបានលោតឡើងដោយផ្ដល់តួនាទីថ្មីឲ្យគេជាអ្នកហាត់ការនៃពិភពខាងក្រោមអូចាំងគ្រាន់តែឈួរសម្លឹងមើលទៅអេក្រង់ដោយឆ្ងល់ថាតើការសន្យារបស់មិត្តចាស់នោះគឺជាស្អីឲ្យប្រកាសទៅវិញក្នុងពេលជាមួយគ្នានោះម៉ាក់កូតេប៊ិចបានឈប់សម្ដែងបង្ហាញរូបរាងបិសាចពិតប្រាកដរបស់វាហើយសច្ចាថានឹងស៊ីគេតែម្ដងអូចាំងស៊ូទាំងភ័យថាតើចាំបាច់ត្រូវខឹងខ្លាំងដល់ថ្នាក់នេះទេដោយដឹងថាប៊ិចនោះមិនដែលចង់ឲ្យគេឆ្លងកាត់ឡើយរូបរាងពិតរបស់អតីតមេកបេគេគឺពោពេញទៅដោយថ្មីយ៉ាងកខឹងច្បាស់ណាស់ថាវាមិនមានបំណងអត់ទោសឲ្យឡើយគេស្រាប់តែមានអារម្មណ៍ថាខ្លួនតូចទាបខណៈពេលបិសាចនោះឈរទៅដៃពីលើគេដោយដឹងថានេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយហើយ
ជាមួយនឹងសម្លេងក្រហមដ៏គួរឲ្យភ័យខ្លាចសັບនោះបានលោតចូលមកសម្លាប់ដោយត្រៀមខ្លួនលេបគេចូលទៅតែមួយតែម្ដងប៉ុន្តែជំនួសឲ្យការស៊ីគេបិចនោះបែរជាចាប់ផ្ដើមក្រាបអង្វរស្ដេចយ៉ាម៉ាដែលមើលមិនឃើញដោយរកលេសចំពោះភាពបរាជ័យរបស់ខ្លួនទៅវិញស្រមោលដ៏ធំមហាថ្មីមួយបានលេចឡើងហើយបិចនោះភ័យខ្លាចយ៉ាងខ្លាំងដោយលុតជង្គង់សុំក្តីមេត្តាតែម្ដងអ៊ូចាំងមានអារម្មណ៍ថាសតិរបស់គេកំពុងតែបាត់បង់បន្តិចម្ដងខណៈពេលវត្តមានដ៏គួរឲ្យខ្លាចថ្មីមួយនេះបានមកដល់ទីនោះក្រុមមន្ត្រីពិភពខាងក្រៅមួយហ្វូងធំបានបង្ហាញខ្លួនហើយសម្លេងបញ្ជាដ៏មានអំណាចមួយបានប្រាប់ប៊ិចនោះឲ្យបោះអ៊ូចាំងចេញសម្លេងដ៏អត់កំបាំងមួយបានត្អូញត្អែថាផែនការរបស់វាត្រូវបានបំផ្លាញអស់ទៅហើយឥឡូវនេះពួកគេត្រូវបង្ខំចិត្តភ្នក់គ្រប់យ៉ាងទៅលើជោគវាសនារបស់ក្មេងម្នាក់នេះឈុតនេះផ្លាស់ប្ដូរទៅកាន់ពិភពពិតដោយពន្យល់ថាអ្នកផ្សងព្រេងខ្លាចជាអ្នកមានដោយសារតែការប្រថុយជីវិតជារៀងរាល់ថ្ងៃយើងឃើញឈុតរំលឹកអតីតកាលរបស់អូចាំងកាលពីនៅក្មេងដែលចាប់អារម្មណ៍នឹងភាពតាក់ទាញដ៏គ្រោះថ្នាក់នៃច្រកទ្វាងងឹតវាជាការរំលឹកដ៏សោកសៅមួយដែលថាសម្រាប់មនុស្សជាច្រើនគ្រាន់តែអាចយករាងកាយត្រឡប់ពីគុកងងឹតមកវិញក៏ចាត់ទុកថាជាជ័យជំនះទៅហើយត្រឡប់មកកាន់បច្ចុប្បន្នវិញអូចាំងបានភ្ញាក់ឡើងទាំងជាប់ឃុំនៅក្នុងទីងងឹតដោយព្យាយាមរើសបំរាស់យ៉ាងស្លន់ស្លោដើម្បីចេញមកក្រៅគម្របមួយបានរបើកឡើងហើយគេងើបមើលដោយក្តីធូរស្រាលព្រមទាំងថ្លែងអំណរគុណដល់អ្នកដែលបានបើកវាពិតណាស់អ្នកសង្គ្រោះរបស់គាត់គឺអាបិចបិសាចដែលត្រឡប់មកទម្រង់កំ pl ាញរបស់វាវិញហើយធ្វើខ្លួនដូចជាមិត្តចាស់អញ្ចឹងការឆ្លើយតបរបស់អូជេងគឺការដើរមួយដៃចំកណ្ដាលមុខចាប់បាត់ហើយការជួបជុំដល់រីករាយអាបិចនេះបញ្យល់ថាគាត់កំពុងនៅក្នុងបន្ទប់ដាក់សពហើយការដាល់របស់អូជេងគ្រាន់តែមកពីគាត់គិតថាវាជាសុបិនអាក្រក់ប៉ុណ្ណោះគាត់ចាប់ទ្រង់ខ្លួនឯងហើយគិតថាសមាគមច្បាស់ជាបានបញ្ជូនជំនួយមកបន្ទាប់ពីក្រុមរបស់គាត់បាត់ដំណឹងនេះមានន័យថាមិនគួរមានអ្នកផ្សេងរស់រានមានជីវិតពីពួកអ្នកប្រមូលព្រលឹងនោះទេប៉ុន្តែគាត់កំពុងឆ្ងល់ថាតើគាត់ជាមនុស្សតែម្នាក់គត់ដែលរស់ឬអត់អាបិចនេះបញ្ជាក់ថាមាន2អ្នកទៀតនៅរស់ប៉ុន្តែវាជំរុញឲ្យគាត់ចេញពីបន្ទប់ដាក់សពនេះឲ្យលឿនមុនពេលគេចាប់បានជាមួយនឹងសម្លេងរោចណ្ដោយន្តកុំដោចន់បន្ទប់ដាក់សពដែលនេះមិនមែនជារឿងល្អតតែសោះបុគ្គលិកម្នាក់ដែលធ្វើការហូបកម្លាំងកំពុងរុញសពតាមច្រករបៀងបណ្ដារអ៊ូទាន់ពីម៉ោងធ្វើការដ៏សែនធុញរបស់គាត់បណ្ដាគាត់គ្រាន់តែចង់បញ្ចប់ការដឹកជញ្ជូនចុងក្រោយប្រចាំថ្ងៃនេះដោយមិនដឹងទាល់តែសោះថាមានរឿងអ្វីកើតឡើងស្រាប់តែមានសម្លេងស្រែកពីក្រោយប្រាប់ឲ្យគាត់ឈប់នៅទីនោះអ៊ូជេងរត់កាត់យ៉ាងលឿនជាមួយអ្នកនាំផ្លូវរបស់គាត់ហើយក៏ត្រូវបរិះដែលកំពុងភ័ន្តផែងនោះស្ដីបន្ទោសរឿងរត់ក្នុងច្រករបៀងខួរក្បាលរបស់បរិះកំសត់នេះគាំងតែម្ដងពេលគាត់នឹកឃើញថាគាត់ធ្វើការនៅបន្ទប់ដាក់សពមិនមែនវូតមន្ទីរពេទ្យធម្មតានោះទេកំឡុងរបស់យើងក៏ចាប់បុគ្គលិកនោះទាំងភ័យស្លន់ស្លោខណៈដែលអាប៊ិចស្រែកប្រាប់ឲ្យគាត់បោះបង់ខែការពារមនុស្សនោះចោលទៅគាត់ក៏ទម្លាក់បរិះនោះចោលភ្លាមហើយរត់យ៉ាងលឿនទៅរកចដាយន្តទុកឲ្យបុគ្គលិកនោះនៅឆ្ងល់ពីជោគវាសនាជីវិតខ្លួនឯងក្នុងពេលជាមួយគ្នានោះនៅខាងក្រៅស្ត្រីម្នាក់មកពីសមាគមកំពុងនិយាយទូរស័ព្ទព្យាយាមដោះស្រាយគ្រោះមហន្តរាយនៅក្នុងគុកងងឹតនាងពិតជាស្ត្រេសខ្លាំងមែនទែនដោយសន្យាថានឹងចាត់ចែងការបញ្ជាក់ពីការស្លាប់ទាំងនោះខណៈពេលដែលនាងរអ៊ូពីការគាំងរបស់ខ្លោងទ្វារអូឆេងក៏ដើរកាត់ពីក្រោយយ៉ាងរំភើយស្ត្រីនោះងើបមុខឡើងដឹងថាមានអ្វីម្យ៉ាងខុសប្រក្រតីប៉ុន្តែមើលមិនសូវច្បាស់នៅក្មេងដែលទើបតែរត់ចេញពីថង់ដាក់សពខ្លួនឯងនោះទេទស្សនវិជ្ជាលើបង្ហាញថានាងកំពុងស្វែងរកដោយមើលរំលងអ្នករស់រានមានជីវិតទាំងពីរនាក់ដែលដើរកាត់មុខនាងតែម្ដងឈុតនេះផ្លាស់ប្ដូរទៅកាន់ផ្លូវលំដ៏ស្ងាត់មួយខណៈដែលអូជេងធ្វើដំណើរទៅដល់ផ្ទះគាត់លួចជិះទៅក្នុងអាផាតមិនរបស់គាត់ដោយសង្ឃឹមថានឹងមានពេលស្ងប់ស្ងាត់បន្ទាប់ពីឆ្លងកាត់សេចក្តីស្លាប់រួចមកពិតណាស់អាបិចនោះចាប់ផ្ដើមរិះគន់កន្លែងរស់នៅរបស់គាត់ភ្លាមព្រោះវាជាមិត្តរួមបន្ទប់ដ៏សែនអាក្រក់វាថែមទាំងប្រាប់ថានរុជាជំរឿផ្ទះដែលល្អជាងដោយអួតពីតម្លៃអាចលនៈទ្រព្យដ៏ថោកសម្រាប់មនុស្សស្លាប់ទៀតផងអូជេងគ្រាន់តែដួលទៅលើគ្រែរបស់គាត់ដោយបញ្ជាក់ថាគាត់រស់នៅម្នាក់ឯងពេលអាប៊ីនោះសួរពីគ្រួសាររបស់គាត់សម្លឹងមើលពីដានគាត់បានទម្លាយថាឪពុកម្ដាយរបស់គាត់គឺជាអ្នកផ្សងព្រេងដែលបានបាត់ខ្លួនចូលទៅក្នុងខ្លោងទ្វារជាយូរមកហើយការរំលឹកសាច់រឿងដ៏កំសត់មួយបង្ហាញពីស្នាមញញឹមឪពុកម្ដាយរបស់គាត់មុនពេលពួកគេចេញទៅបំពេញបេសកកម្មចុងក្រោយនោះគាត់នឹកឃើញការនៅក្មេងដែលរងចាំយ៉ាងអន្ទះសារនៅក្បែរខ្លោងទ្វារដោយឪពុកម្ដាយរបស់គាត់ដែរពេលនេះគាត់កំពុងអូសទូរស័ព្ទរកមើលព័ត៌មានពីការងារថ្មីរបស់គាត់ប៉ុន្តែរកមិនឃើញអ្វីទាំងអស់ការស្វែងរកនេះបង្ហាញពីអាជីពលាក់កំបាំងដែលជាដំណើរដូចជាគ្រូមន្តអាគមខ្មៅដ៏គួរឲ្យខ្លាចបន្ទាប់មកគឺថ្នាក់អ្នកទស្សទាយដ៏វិសុទ្ធនិងសូម្បីតែអ្នកជិះរទេះចម្បាំងជក់ស៊ីកាដែលស្ថិតក្នុងបញ្ជីតួអង្គរឿងព្រេងនិទានផងដែរមើលទៅអាជីពលាក់កំបាំងទាំងនេះคล้ายជាប្រវត្តិសាស្ត្របុរាណបាត់ទៅហើយនៅពេលនេះលេងនៅលើខែអ៊ូជេងចាប់ផ្ដើមភ្ជាប់សាច់រឿងអំពីស្ថានភាពរបស់គាត់ហើយវាក៏ធ្វើឲ្យគាត់នឹកឃើញដល់ចំណងជើងថ្មីរបស់គាត់អ្នកបម្រើការនៅនរុប្រហែលជាអាចជាម្នាក់ក្នុងចំណោមនោះដែរជាលើកទី1ក្នុងរយៈពេលជាយូរគាត់មានអារម្មណ៍សង្ឃឹមថាគាត់ពិតជាអាចធ្វើបានប៉ុន្តែការពិតជាក់ស្ដែងគឺវាសាហាវខ្លាំងណាស់គាត់ធ្លាក់មក level 1វិញហើយក៏ធ្លាប់ស្លាប់ម្ដងរួចមកហើយគាត់ចង់ចាំពីជ្រុងងងឹតនៃពិភពលោកនេះដែលអ្នកមានអំណាចតែងតែកេងប្រវ័ញ្ចលើអ្នកខ្សោយហើយគាត់ខំថ្មិញដោយគិតអំពីអំពើពុករលួយដែលកំពុងវាយលុកយ៉ាងខ្លាំងនៅពីក្រោយឆាកវារំលឹកពីការចងចាំរបស់បុរសម្នាក់ដែលចាត់ទុកជីវិតរបស់គាត់ដូចជាសម្រាមដើម្បីតែមេរបស់គេដៃរបស់គាត់ក្តាប់យ៉ាងណែនជាមួយនឹងការបដិញ្ញាចិត្តថ្មីដើម្បីរស់រានមានជីវិតទោះបីជាត្រូវលះបង់អ្វីក៏ដោយបន្ទាប់មកការសង្ស័យក៏លេចឡើងម្ដងទៀតព្រោះបើគ្មានការផ្សងព្រេងគាត់គ្មានផ្លូវរស់នោះទេអ្នកនាំផ្លូវរបស់គាត់លេចមុខមកដើម្បីបដិការលើកទឹកចិត្តប្លែកៗដោយប្រាប់ថាវាក៏ធ្លាប់ត្រូវគេធ្វើបាបដែរបន្ទាប់ពីឪពុកម្ដាយរបស់វាបាត់ខ្លួនដោយសម្រេចចិត្តបដោតលើអ្វីដែលគាត់អាចគ្រប់គ្រងបានអូជេងក៏ងើបអង្គុយឡើងដើម្បីពិនិត្យមើលជំនាញរបស់គាត់ចង្អុលដៃដោយទំនុកចិត្តដោយរំពឹងថានឹងមានផ្ទាំងប្រព័ន្ធលេចឡើងដោយអ្នកផ្សងព្រេងផ្សេងទៀតប៉ុន្តែគ្មានអ្វីកើតឡើងសោះធ្វើឲ្យគាត់ងឿងឆ្ងល់យ៉ាងខ្លាំងព្រោះជំងឺម៉ាណារបស់គាត់ជាសះស្បើយហើយ
អាបិទបេសាចនេះលេចចេញមកម្ដងទៀតដើម្បីហៅគាត់ថាមនុស្សល្ងងហើយសើចចំអកឲ្យគាត់ព្រោះ level 1គឺមិនមានជំនាញនោះទេពេលកំពុងត្រូវគេសើចចំអកស្រាប់តែមានផ្ទាំងពលឺមួយលេចឡើងក្នុងបន្ទប់ដែលគាត់ស្មានថាវាជាកាដូបេសកកម្មថ្មីមួយបានលេចឡើងដោយប្រាប់ឲ្យគាត់ធ្វើដំណើរទៅកាន់សមាគមអ្នកផ្សងព្រេងដើម្បីទទួលរង្វាន់ដ៏អាថ៌កំបាំងមួយដូច្នេះគាត់ក៏មកដល់អគារដ៏ខ្ពស់កប់ពពកដោយឆ្ងល់ថាតើប្រព័ន្ធនេះមានអ្វីខ្លះទុកសម្រាប់គាត់នៅខាងក្នុងអូឆេងជាយាមប្រាប់អាបិចអណ្ដែតរបស់គាត់កុំឲ្យធ្វើខ្លួនលេចធ្លោពេកប៉ុន្តែវាបញ្ជាក់ថាមានតែគាត់ម្នាក់គត់ដែលអាចមើលឃើញវាអ្នកនាំផ្លូវរបស់គាត់ចាប់ផ្ដើមហោះហើរជុំវិញដូចជាអ្នកទេសចរភ្លាមៗដែលធ្វើឲ្យអូឆេងភ័យស្លន់ស្លោយ៉ាងខ្លាំងពួកគេដើរកាត់បន្ទប់ដាស់ធម្មពលដែលមានបរិសម្នាក់កំពុងសម្លាប់បិសាចហើយអាបិចនោះក៏រអ៊ូពីខ្លាន់ស្អុយនៅក្នុងសាលធំអាបិចនោះស្ទើរតែលួចបញ្ចេញចំណងចង់ស៊ីរបស់វាទៅហើយមុនពេលកែខ្លួនទាន់ស្រាប់តែអ្នកនាំផ្លូវចាប់ផ្ដើមបែកញើសនិងញ័រខ្លួនដោយបង្ហាញពីភាពភ័យខ្លាចចំពោះអ្វីមួយនៅក្នុងអគារនេះបន្ទាប់មកវាក៏អួតពីការចាប់បាននៅធម្មពលវេទមន្តពីខ្លងទ្វាររាប់មិនអស់ដែលលាក់នៅខាងលើពួកគេអាបិចនេះបានបញ្យល់ទ្រុសអំពីរបៀបដែលសមាគមដំណាក់កាលកន្លែងនេះជាទីតាំងវឹកហាត់សម្រាប់អ្នកថ្មីអ៊ូឆេងចាប់ផ្ដើមធុញទ្រាន់នឹងការប្រាប់ព័ត៌មានបែបមើងងាយនេះខ្លាំងពេកហើយក៏បានគំរាមបោះអំបោសចោលដោយក្តីហួសចិត្តដោយសារតែរវល់ខឹងអ្នកណែនាំដ៏គួរឲ្យធុញគាត់ក៏បានដើរទៅបុកចំមុខបរិះម៉ាត់ធំម្នាក់ដែលពាក់អាវក្រោះពេញខ្លួនតែម្ដងអ្នកផ្សងព្រេងពាក់អាវក្រោះនោះរៀងត្រេកបន្តិចព្រមទាំងសម្លឹងមកទាំងខឹងសមាគណៈពេលដែលអ៊ូឆេងកំពុងអង្គុយសុំទោសពីលើដីផ្នែករបស់បរិះនោះបញ្ចេញពន្លឺរួចប្រើជំនាញដើម្បីពិនិត្យមើលកម្រិតរបស់អូឆេងដោយការមើលងាយយ៉ាងច្បាស់អូឆេងមិនសូវខ្វល់ពីរឿងនេះទេព្រោះក្នុងនាមជាអ្នកកម្រិតទី1គាត់មិនអាចធ្វើអ្វីបានឡើយពេលត្រូវគេមើលងាយបែបនេះមួយសន្ទុះក្រោយមកបរិះមាធំនោះបែរជាអោនក្បាលគោរពបរិះពាក់អាវធំម្នាក់ទៅវិញដែលនេះបញ្ជាក់ថាកម្លាំងមិនមែនជាអ្វីទាំងអស់នោះទេអ្នកណែនាំរបស់គាត់សោយចំអកចំពោះអំណាចនេះហើយរអ៊ូតិចថាពិភពលោកចិត្តផ្លាស់ប្ដូរហើយស្របពេលនោះផ្ទាំងប្រព័ន្ធពណ៌មាសមួយទៀតក៏ចាប់ផ្ដើមលេចចេញមកយ៉ាងច្បាស់នៅចំពោះមុខរបស់អូឆេងតែម្ដងគាត់បាក់ភ្នែកធំសម្លឹងមើលការណែនាំថ្មីដែលលេចឡើងនៅពីមុខគាត់បេសកកម្មបន្ទាប់នេះគឺពិតជាងាយស្រួលមែនទែនជ្រើសរើសគុកអង្គងារមួយនៅសមាគមរួចចាំមើលថានឹងមានអ្វីកើតឡើងអូឆេងព្យាយាមលើកទឹកចិត្តខ្លួនឯងដោយសម្រេចចិត្តធ្វើវាសន្សឹមព្រោះគាត់ទើបតែស្ថិតនៅកម្រិតទី1ប៉ុណ្ណោះបិចណែនាំរគួរឲ្យខ្លាចនោះបានលេចចេញមកភ្លាមៗហើយសួរថាហេតុអ្វីបានជាគាត់នៅឈរស្ងៀមមិនព្រមធ្វើអ្វីសោះបែបនេះបន្ទាប់មកច្រត់ទ្វារមួយបានទាញគាត់ចូលយ៉ាងខ្លាំងខណៈគាត់ស្រែកឡោឡាថាគាត់មានតែម្នាក់ឯងបេសកកម្មនេះតម្រូវឲ្យជំរះគុកងងឹតតែម្នាក់ឯងដែលបិចនោះបានស្បត់ថាវាមិនអាចគ្រប់គ្រងកិច្ចការនេះបានឡើយអូឆេងហួចចិត្តយ៉ាងខ្លាំងហើយរំលឹកអ្នកណែនាំរបស់ខ្លួនថាការចូលគុកងងឹតគឺត្រូវការក្រុមពេញលេញមិនមែនចូលទៅរត់រកសេចក្តីស្លាប់តែម្នាក់ឯងនោះទេយើងត្រឡប់ទៅមើលគាត់នៅសមាគមវិញជាកន្លែងដែលអ្នកទទួលភ្ញៀវបានយកព្រមលើពាក្យសុំចូលទៅកាន់គុកងងឹតកម្រិតទី3របស់គាត់នៅពេលដែលគាត់កំពុងព្យាយាមជ្រើសរើសពីក្នុងបញ្ជីបិចនោះក៏បានចេញមុខមកជួយផ្ដល់យោបល់យ៉ាងសកម្មពាក្យថាជួយនេះគឺប្រមូលដោយចម្លែករបស់វាគ្រាន់តែលោកទៅជួយជ្រើសរើសគុកងងឹតមួយដោយចៃដន្យនៅលើ tablet សម្រាប់គាត់តែប៉ុណ្ណោះរឿងនេះធ្វើឲ្យអូឆេងខឹងយ៉ាងខ្លាំងហើយចាប់ក្លុកបិចនោះខណៈដែលវាប្រកែកថាគាត់គួរតែអរគុណវាទៅវិញទៅត្រូវអ្នកទទួលភ្ញៀវញញឹមហើយបញ្ជាក់ពីជំរឿដ៏បង្ខំនេះដោយមិនបានដឹងពីរឿងហេតុចាប់ចំណាប់ខ្មាំងនេះទាល់តែសោះត្រឡប់មកបច្ចុប្បន្នវិញបិចនោះបានផ្ដល់ជំនាញសង្គ្រោះជីវិតមួយដើម្បីសុំទោសដែលបានធ្វើឲ្យគាត់ជួបបញ្ហាដ៏ធំនេះបេសកកម្មនេះគឺតម្រូវឲ្យផ្ទះកំភ្លៀងច្រាស់នោះដើម្បីទទួលបានរង្វាន់អាថ៌កំបាំងដែលជាការលេងសើចដ៏កំប្លែងបំផុតរបស់ប្រព័ន្ធខណៈពេលដែលអ៊ូឆេងកំពុងតែខឹងខ្លាំងបិចនោះបានព្រមានថាការបោកបង់បេសកកម្មគឺស្មើនឹងការបាត់បង់ជីវិតថ្មីរបស់គាត់ការពិតនេះធ្វើឲ្យគាត់ភ្ញាក់ខ្លួនព្រឺតតែម្ដងប្រសិនបើគាត់មិនធ្វើតាមរឿងឈួតនេះទេគាត់ច្បាស់ជាត្រូវស្លាប់ពិតមែនដោយឃើញបិចនោះកំពុងតែលិតមាត់របស់វាគាត់ដឹងយ៉ាងច្បាស់ថាគាត់បានជាប់អន្ទាក់នេះទាំងស្រុងបាត់ទៅហើយគាត់នៅឃើញដល់កាដូពីភារកិច្ចទី1របស់គាត់ដែលជាអ្វីដែលបានបញ្ជូនគាត់ឲ្យមកកាន់សមាគមនេះតាំងពីដំបូងម្លេះជំនាញថ្មីមួយបានបើកដំណើរការគឺភ្លើងនរកដែលជាអណ្ដាតភ្លើងឯកឆេះទម្លុះធម្មពលវេទមន្តជំនាញមួយទៀតក៏បានលេចឡើងគឺមនុស្សក្រដាស់ដែលអាចបង្កើតតួអង្គខ្លាំងៗ3នាក់ដើម្បីបង្កការភ័ន្តច្រឡំយ៉ាងខ្លាំងកំឡុងរបស់យើងសប្បាយចិត្តខ្លាំងណាស់ពេលដឹងថាគាត់ទើបតែទទួលបានតួអង្គខ្លាំងៗសង្គ្រោះជីវិតដល់ទៅ3ដែលជាជំនាញដ៏កម្របំផុតគាត់មិនគួរឲ្យជឿតតែសោះថាការតាក់កំភ្លៀងធម្មតាមួយអាចឲ្យគាត់ទទួលបានរង្វាន់ដ៏អស្ចារ្យដល់ថ្នាក់នេះក្រឡេកមើលមិត្តភក្តិកដាស់ថ្មីរបស់គាត់អូឆេងចាប់ផ្ដើមពិនិត្យមើលជំនាញថ្មីនិងថ្នាំសង្គ្រោះមួយចំនួនដែលគាត់មានដោយដឹងថាគាត់គ្មានសម្ភារៈគ្រប់គ្រាន់សោះនោះយុទ្ធសាស្ត្រតែមួយគត់របស់គាត់គឺត្រូវលួចដើរចូលទៅក្នុងគុកងងឹតជៀសវាងការប្រយុទ្ធទាំងអស់ហើយគ្រាន់តែឆក់យកគោលដៅឲ្យបានប៉ុណ្ណោះបេសកកម្មនេះគឺគ្រាន់តែត្រូវយកឧបករណ៍មួយជូនសញ្ញាមកវិញមិនមែនតម្រូវឲ្យសម្លាប់មេកុយនោះទេដែលរឿងនេះធ្វើឲ្យគាត់គិតថាវាចម្លែកខ្លាំងណាស់ការពិតថាសមាគមរក្សាច្រត់ទ្វារឲ្យបើកចំហដោយមិនសម្លាប់មេកុយនោះទេដែលនេះបានប្រែក្លាយវាទៅជាកន្លែងហ្វឹកហាត់ដែលអាចប្រើប្រាស់ឡើងវិញបានយ៉ាងស្រួលអ្នកណែនាំរបស់គាត់ក៏បាននិយាយចំអកដែលគាត់រកឃើញចន្លោះប្រហោងរុកលុយរបស់សមាគមនេះពិតជាអ្នកបោកប្រាស់អាជីពមើលស្គាល់គ្នាយ៉ាងច្បាស់មែនមុនពេលចុះទៅខាងក្នុងអូឆេងត្រូវពិនិត្យមើលសិនថាតើសម្ភារៈចាស់របស់គាត់នៅតែដំណើរការឬអត់ព្រោះពេលនេះគាត់លែងមានបណ្ដាសាជាប់ខ្លួនទៀតហើយគាត់បានឈានជើងទៅជាន់លើទឹកដោយប្រាញ់ប្រយ័ត្នដើម្បីសាកល្បងស្បែកជើងវេទមន្តរបស់គាត់ថាតើគាត់នៅតែអាចដើរលើវាបានដូចមុនឬអត់ជើងរបស់គាត់នៅតែស្ងួតល្អដែលនេះបញ្ជាក់ថាស្បែកជើងនៅតែអាចប្រើបានធម្មតាហើយក្រសែភ្នែករបស់គាត់ក៏បានបង្ហាញយ៉ាងច្បាស់ពីអារម្មណ៍ធូរស្រាលយ៉ាងខ្លាំងដែលកំពុងតែមាននៅក្នុងចិត្តគាត់ពិតជាកំពុងតែរត់នៅលើផ្ទៃទឹកមែនដោយក្តីត្រេកអរយ៉ាងខ្លាំងដែលបញ្ហាជាតិពុលម៉ាណារបស់គាត់បានក្លាយជាអតីតកាលទៅហើយពេលនេះគាត់មានទំនុកចិត្តពេញទំហឹងអ៊ូឆេងបានស្ពាយកាបូបរបស់គាត់រួចរាល់ក្នុងការប្រជុំមុខនឹងបេសកកម្មតែម្នាក់ឯងនេះគាត់ក៏មើលផែនទីដែលមើលទៅហាក់ដូចជាគូដោយក្មេងអាយុ5ឆ្នាំរួចក៏រិះគន់ពីគុណភាពដ៏អន់របស់វាពេលកំពុងដើរកាត់ទឹកគាត់បាននិយាយលេងសើចថាវាមានអារម្មណ៍ដូចជាការដើរលេងកម្សាន្តជាងការលួចចូលមករុករកនៅក្នុងគុកងងឹតទៅទៀត
វិទ្យុក៏បានបំផ្លាញបរិយាកាសភ្លាមៗដោយប្រមានគាត់ថាផ្កាយសមុទ្រនៅតំបន់នេះគឺជាសត្វដែលស៊ីសាច់មនុស្ស បន្ទាប់មកពួកគេឃើញកង្កែបបញ្ចេញពន្លឺមួយដែលអ្នកណែនាំបានបញ្យល់ថាវាជាប៉ុស្តិ៍យាមវេទមន្តពលឹងមកទល់ពេលនេះស្ថានភាពគឺនៅមានសុវត្ថិភាពល្អដោយមិនមានបិសាចណាមួយបង្ហាញខ្លួនឲ្យឃើញនៅឡើយទេ កំឡោះរបស់យើងចាប់ផ្ដើមអួតខ្លួនបន្តិចដោយគិតថាគាត់ប្រហែលជាអាចបញ្ចប់បេសកកម្មនេះដោយមិនមានរបួសសំបីតែបន្តិច ហើយជាការពិតណាស់ប្រព័ន្ធក៏បានផ្ដល់ឲ្យគាត់នៅបេសកកម្មថ្មីភ្លាមៗគឺតម្រូវឲ្យសម្លាប់បិសាចមួយក្បាល អូឆេងខឹងយ៉ាងខ្លាំងហើយក៏ចាប់ច្បាច់កកប៊ិចនោះរួចចោលប្រកាន់វាថាបានរាយការណ៍ពីខ្លួនទៅកាន់ប្រព័ន្ធ ដោយយកព្រមទទួលយកជោគវាសនារបស់ខ្លួនគាត់ក៏បានត្រៀមខ្លួនរួចរាល់ដោយចងចាំយ៉ាងច្បាស់ថាមានបិសាចប្រភេទណារស់នៅទីនេះ អូឆេងបានលួចមើលតាមកែងជញ្ជាំងយ៉ាងប្រុងប្រយ័ត្នរួចរាល់សម្រាប់ការប្រយុទ្ធជាមួយបិសាចតែម្នាក់ឯងជាលើកដំបូងរបស់គាត់គោលដៅរបស់គាត់គឺមនុស្សទាដែលកំពុងមានការភ័ន្តច្រឡំយ៉ាងខ្លាំងបន្ទាប់ពីវាបានឮសំឡេងអ្វីមួយ គាត់ដឹងខ្លួនថាគាត់មានសំណាងខ្លាំងណាស់ព្រោះជាធម្មតាសត្វទាំងនេះគឺតែងតែដើរជាហ្វូង សំណាងនោះក៏បានអស់រលីងភ្លាមៗនៅពេលដែលបិសាចនោះសម្លឹងឃើញគាត់ហើយចាប់ផ្ដើមស្រែកឡឡាយយ៉ាងខ្លាំងតែម្ដង វាព្យាយាមរត់គេចខ្លួនដើម្បីទៅហៅប៉ាពួកទើបបង្ខំឲ្យអូឆេងត្រូវរត់ដេញតាមវាពីលើផ្ទៃទឹកបន្ទាប់មកគាត់ក៏សង្កេតឃើញមានកញ្ចែឈើមួយនៅជាប់ករបស់វា គាត់ដាច់ខាតត្រូវតែកំទេចកញ្ចែប្រកាសអាសន្ននោះចោលបន្ទាប់ពីបញ្ចេញភ្លើងនៅរកមកកំឡោះយើងរៀងពិបាកតម្រង់អណ្ដាតភ្លើងទៅរកគោលដៅដ៏តូចមួយនោះបន្តិចហើយ បិទមួយនេះក៏ស្រែកប្រាប់គាត់ភ្លាមៗឲ្យឈប់ធ្វើល្ងងទៀតទៅហើយគ្រាន់តែបញ្ចូលភ្លើងនោះទៅក្នុងអាវុធទៅវាចប់បាត់ហើយ ទឹកមុខភ្ញាក់ប្រាយ៉ាងខ្លាំងបានលេចឡើងលើអូឆាងពេលដែលដំណោះស្រាយដ៏សាមញ្ញមួយនេះផុសឡើងក្នុងខួរក្បាលឥឡូវគាត់យល់កាយគាត់អាចហែអាវុធចេញមករួចបញ្ចូលអណ្ដាតភ្លើងទៅក្នុងវាជាមួយនឹងពន្លឺភ្លឺផ្លេគាត់បានបង្កើតដាវប្រភេទរ៉ាពីដ៏ស្រួចមួយចេញពីធម្មពលវេទមន្តសុទ្ធសាធ បន្ទាប់មកកំឡោះយើងក៏គ្រូវៀងដាវភ្លើងនោះសម្ដៅទៅរកសត្វចម្លែកដែលកំពុងរត់គេចខ្លួនអស់ពីកម្លាំងកាយតែម្ដងវាចំគោដាវពេញទំហឹងហើយសត្វមនុស្សទាក៏ត្រូវគ្របដណ្ដប់ដោយអណ្ដាតភ្លើងពណ៌សភ្លាមៗ អ្នកណែនាំរបស់គាត់ថែមទាំងសរសើរដាវស៊ីម៉ាណានេះទៀតផងព្រោះវានៅតែអាចប្រើបានទោះជានៅក្នុងទឹកក៏ដោយពេលនេះសត្វចម្លែកបានត្រឹមលុតជង្គង់បន្លឺសម្លេងឈឺចាប់ខណៈដែលភ្លើងកំពុងដុតរាងកាយវាបិចនេះសួរថាតើគួរតែលើកលែងទោសឲ្យវាឬអត់តែទស្សនវិជ្ជានេះធ្វើឲ្យ Ocean នឹកឃើញរឿងផ្សេងទៅវិញ សត្វចម្លែកនេះកំពុងតែបែកញើសប៉ុនៗគ្រាប់ពោតឯភ្នែកបើកធំៗដោយក្តីភ័យខ្លាចបំផុតដោយគ្មានការស្ទាក់ស្ទើរអូឆេងក៏ស្ទុះទៅមុខដើម្បីវាយប្រហារផ្ដាច់សង្ខារវាតែម្ដង គាត់និយាយដោយទឹកមុខស្មើថាការអង្វរគ្មានន័យទេនៅក្នុងគុកងងឹតធ្វើឲ្យសូម្បីតែបិសាចណែនាំរបស់គាត់ក៏ភ្ញាក់ផ្អើលដែរ ពេលឆាច់មើលកម្រិតរបស់ខ្លួនឯងគាត់ឃើញថាការវាយប្រហារដ៏អស្ចារ្យមិញនេះបានស៊ីម៉ាណាអស់ចិត្តពាក់កណ្ដាលទៅហើយគាត់សម្រេចចាត់សន្សំសច្ច័យម៉ាណាដោយដឹងថាគាត់ប្រហែលជាគ្មានឱកាសអាចបញ្ចូលវាវិញពេលកំពុងប្រយុទ្ធនោះទេ អ្នកណែនាំរបស់គាត់ចំអកឲ្យដាវរៀងដូចឈើចាក់ថ្មីនោះភ្លាមតែអូឆាងពន្យល់ថាគាត់ត្រូវការអាវុធស្រាលៗ ប៉ុន្តែក្រោយពេលសម្លាប់រួចគាត់ឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបេសកកម្មមិនទាន់បញ្ចប់ផ្ទាំងប្រព័ន្ធនេះបានបញ្ជាក់ពីក្តីបារម្ភរបស់គាត់មែន ចំនួនសត្វចម្លែកដែលសម្លាប់បាននៅតែ0ដដែលតាមពិតសត្វមនុស្សទានោះមិនទាន់ស្លាប់ទេហើយវាកំពុងតែរៀបនឹងផ្លុំកញ្ចែប្រកាសអាសន្នទៅហើយ អូឆាងពិតជាគាំងតែម្ដងពេលដឹងថាគាត់វាយមិនចំកន្លែងស្លាប់ស្របពេលដែលបេសកកម្មលោតបង្ហាញថាសម្លាប់បានមួយក្បាលវាពិតជាហួសពេលបាត់ទៅហើយសម្លេងកញ្ចែនោះបន្លឺឡើងពេញផ្ទៃទឹកហើយពេលនេះកងទ័ពមនុស្សទាទាំងមូលកំពុងធ្វើដំណើរមកហើយសូម្បីតែអ្នកណែនាំគាត់ក៏ស្រែកថាចប់សពគ្រប់ដែរខណៈដែលហ្វូងសត្វចម្លែកកំពុងឡោមព័ទ្ធពួកគេពីគ្រប់ទិសទី អូហ្គែនត្រូវគេទាស់ច្រកតែម្ដងទឹកមុខរបស់គាត់បង្ហាញយ៉ាងច្បាស់ថាតើគួរធ្វើយ៉ាងណាបន្តទៀតគាត់ភ័យស្លន់ស្លោពេលឃើញហ្វូងសត្វចម្លែកខិតចូលមកគៀកមើលទៅដូចជាផ្លូវទាល់ពិតមែនសម្រាប់កំឡោះយើងប៉ុន្តែស្រាប់តែគាត់សង្កេតឃើញពន្លឺភ្លឹបភ្លែតមួយនៅក្នុងទឹកវាជាផ្លូវកិច្ចខ្លួនបំណែករូបគុំអណ្ដែតទឹកមួយបានលេចឡើងដែលគាត់ដឹងច្បាស់ថាវាជាផ្លូវចេញតែមួយគត់ ដោយមិនគិតច្រើនគាត់ក៏ចាប់យករបស់ចម្លែកនោះភ្លាមដោយច្របាច់វានៅក្នុងដៃវាបានបង្កើតជាបន្ទុះពន្លឺនិងផ្សែងយ៉ាងធំសម្បើមបន្ទុះនេះបានមកវាយចំណាប់រោមយ៉ាងល្អធ្វើឲ្យពួកមនុស្សទេវង្វេងទិសនិងភ័ន្តច្រឡំយ៉ាងខ្លាំង រូបតំណាងក្រដាស់របស់គាត់រលីចូលក្នុងទឹកធ្វើឲ្យពួកសត្វចម្លែកគិតថាគាត់បានរលីបាត់ស្រមោលទៅហើយ ក្នុងពេលនោះអូឆេងកំពុងហាយកិច្ចខ្លួននៅក្រោមទឹកដោយយកភាពវឹកវួរនេះជាការបិទបាំង ដើម្បីភ្លើងនៅរូបរបស់គាត់បង្ហាញថាបន្ទុះនោះគ្រាន់តែជាគ្រាប់បែបផ្សែងដើម្បីទិញពេលប៉ុណ្ណោះពេលនេះគាត់កំពុងតែហែប្រឹងយករស់ជីវិតហើយគាត់ដឹងច្បាស់ថានឹងស្លាប់បើពួកមនុស្សទាឃើញគាត់ពេលកំពុងទប់ដង្ហើមក្រោមទឹកអូឆេងឆ្ងល់ថាស្រមោលដ៏ធំនោះជាអ្វីព្រោះវាប្រកាសជាមិនមែនសត្វទាទេសត្វចម្លែកស្រមោលដ៏ធំមួយក៏ហែឆាប់កាត់មុខគាត់ដែលបញ្ជាក់ពីក្តីភ័យខ្លាចបំផុតរបស់គាត់ពិតមែនភ្លាមនោះអ្នកណែនាំពីនរករបស់គាត់ក៏លេចមុខមកដោយត្អូញត្អែរឿងត្រូវគេបោះបង់ចោលខណៈអ៊ូងកំពុងតែឆ្លក់ទឹកបិចនេះហៅគាត់ថាក្បត់ខណៈដែលកំឡោះយើងកំពុងភ័យស្លន់ស្លោព្រោះដឹងថាគាត់អស់ខ្យល់ដកដង្ហើមរលីង ចំពេលល្អមែនត្រឡប់មកផ្ទៃទឹកវិញមនុស្សទាមួយក្បាលបានលឺសំឡេងរំខានហើយកលេចមួយជុំវិញដោយក្តីងឿងឆ្ងល់យ៉ាងខ្លាំងទីបំផុតពួកគេក៏ផុសចេញពីទឹកដើម្បីដកដង្ហើមប៉ុន្តែក៏ត្រូវឆ្មាំល្បាតទាប្រទះឃើញនិងចាប់ផ្ដើមស្រែកឡូឡាភ្លាមៗតែម្ដង កងទ័ពមនុស្សទីដ៏ខាងសម្បាមួយក្រុមធំបានសម្រុកចូលមកខណៈដែលប៊ិចនោះបញ្ចេញយោបល់យ៉ាងល្អថាគាត់គួរតែវាយតបតវិញទៅ អូឆេងរត់កាត់ផ្ទៃទឹកជាមួយផែនទីដ៏អាក្រក់របស់គាត់ខណៈអ្នកណែនាំចង់ឲ្យបង្ហាញពីរឿងដែលច្បាស់កន្លែងនេះពួកគេត្រូវគេឡំពាត់ហើយដោយគ្មានជំរឿគាត់នឹងរូបតំណាងរបស់គាត់ក៏សម្រេចចិត្តលោតចុះទៅក្នុងជ្រលងថ្មភ្នំតែម្ដង គាត់ចចលើផ្ទៃទឹកយ៉ាងស្អាតដោយស្បែកជើងវេទមន្តរបស់គាត់ដំណើរការទាន់ពេលប៉ុន្តែបានបង្កើតជារលកទឹកយ៉ាងធំដែលនេះប្រកាសជាមិនមែនជារបៀបធ្វើបេសកកម្មលួចលាក់នោះទេ គាត់ក៏ប្រុងជើងព្រួលការពារខ្លួនភ្លាមៗដោយដឹងថាការតាមប្រមាញ់នេះមិនទាន់ចប់ងាយៗឡើយ ពេលងើបមើលទៅលើគាត់ឃើញច្រាំងថ្មពេញទៅដោយសត្វចម្លែកដែលកាត់ផ្ដាច់ផ្លូវកិច្ចខ្លួនរបស់គាត់គ្មានសល់តាមពិតក្របបែកផ្សែងមុននេះគឺប្រៀបដូចជាជួងហៅញ៉ាំអាហារអញ្ចឹងដែលបានតាក់ទាញសត្រូវមួយហ្វូងធំមកបន្ថែមទៀត
ក្នុងចំណោមពួកវាមានសត្វពាក់រណាំងភ្នែកកាន់អាវុធ2ដែលមើលទៅដូចជាមេគុយនៃការវាយប្រហារនេះអញ្ចឹងដោយគ្មានជំរឿផ្សេងអ៊ូចាំងសម្រេចចិត្តថាវាដល់ពេលត្រូវប្រើជំនាញសង្គ្រោះជីវិតរបស់គាត់ម្ដងទៀតហើយគាត់ក៏ដំណើរការជំនាញមនុស្សក្រដាសដោយហៅរូបតំណាង3នាក់ចេញមកដើម្បីបង្កើតភាពវឹកវរនិងការភ័ន្តច្រឡំដល់សត្រូវរូបតំណាងរបស់គាត់ឈរយ៉ាងរឹងមាំដែលមើលទៅកាច់សាហាវជាងអូចាំងផ្ទាល់ទៅទៀតខណៈរូបតំណាងកំពុងតាក់ទាញចំណាប់អារម្មណ៍អូចាំងពិតប្រាកដបានតម្រង់ទៅរកមេគុយដើម្បីវាយប្រហារដោយមិនឲ្យដឹងខ្លួនប៉ុន្តែដាវរបស់គាត់ត្រូវរារាំងយ៉ាងងាយធ្វើឲ្យគាត់ឆ្ងល់យ៉ាងខ្លាំងថាហេតុអីការវាយប្រហារអស់ពីកម្លាំងកាយនេះបែរជាគ្មានឥទ្ធិពលទាល់តែសោះបិទនេះបញ្យល់ថារូបតំណាងរបស់គាត់គ្រាន់តែជារូបសំណាកប៉ុណ្ណោះព្រោះគាត់មិនទាន់បានគូភ្នែកដើម្បីផ្ដល់ព្រលឹងឲ្យពួកវាបន្ទាប់មកវាក៏ស្ម័គ្រចិត្តច្របាច់ទៅខ្មែរខ្លះឲ្យគាត់ព្រោះពេលនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការគូររូបសិល្បៈហើយដំណើរការនេះនឹងបញ្ចូលព្រលឹងទាំង3របស់គេទៅក្នុងមនុស្សក្រដាសដើម្បីឲ្យវាកម្រើកបានឆ្លើយតបទៅនឹងការបញ្យល់ពីធម៌ពលថ្មីនេះមេទានោះគ្រាន់តែស្រែកយ៉ាងខ្លាំងមួយទំហឹងកូនចៅវាយកនោះជាសញ្ញាប្រយុទ្ធឲ្យសម្រុកចូលវាយអូចេនពីគ្រប់ទិសទីកន្លងយើងពិបាកក្នុងការទប់ទល់ផ្លែដាវដ៏ធ្ងន់របស់ពួកវាស្ទើរតែមិនអាចឈោះជើងបានគេរបួសយ៉ាងដំណំទើបដឹងថាការប្រយុទ្ធជាមួយបិសាចពិតគឺខុសគ្នាស្រឡះចំណែកខ្លួនទាំង3ដែលគួរតែជួយគេបែរជាឈរស្ងៀមដូចជារូបចម្លាក់គ្មានប្រយោជន៍ដោយខំធ្ងន់យ៉ាងណែនអូឆែនមានអារម្មណ៍ថាគេត្រូវបានរុញច្រានដល់ទីបញ្ចប់ដោយគិតថាស្លាប់ឬរស់គេក៏លោតថយក្រោយយ៉ាងលឿនដើម្បីបង្កើតគម្លាតខ្លះពួកទាស្រាប់តែភ័យខ្លាចពេលភ្លើងនរោរបស់គេផ្ទុះឡើងដោយដឹងថាក្មេងនេះគ្រោះថ្នាក់ពួកវាដកថយពីអណ្ដាតភ្លើងពណ៌សដោយឯកឯងដែលផ្ដល់ពេលមានតម្លៃឲ្យគេដកដង្ហើមប៉ុន្តែមេណារបស់គេកំពុងអស់យ៉ាងលឿនហើយគេដឹងថាត្រូវតែប្រឆេះមនុស្សក្រដាសរបស់គេភ្លាមខ្លួនមួយគ្រាន់តែឈរស្ងៀមនៅទីនោះមើលទៅដូចជាក្រដាសគ្មានព្រលឹងនិងគ្មានប្រយោជន៍ភ្នែករបស់ប៊ិចនេះភ្លឺឡើងយ៉ាងគួរឲ្យខ្លាចទីបំផុតវាត្រៀមខ្លួនផ្ដល់ធម្មពលដ៏នុយទាំងនេះធម្មពលចម្លែកមួយបានហូរចេញមកបញ្ចូលជីវិតឲ្យមនុស្សក្រដាសទាំង3នោះមេដឹកនាំបិទភ្នែកនេះពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញអូឆាំង3នាក់ស្រាប់តែលិចមុខឡើងពួកកូនចៅទាក៏ងឿងឆ្ងល់ដូចគ្នាដោយចាត់ទុកចលនានេះថាជាវិជាក្លូនសមោលជាមួយផ្ទៃមុខគូដោយដៃដ៏គួរឲ្យខ្លាចមនុស្សក្រដាសដែលទើបមានជីវិតទីបំផុតបានសម្រុកចូលប្រយុទ្ធតែពួកវាបែរជាអត់ប្រយោជន៍ត្រូវគេបោះចោលដូចតុក្កតាក្រណាត់ប៉ុន្តែយ៉ាងហោចណាស់ភាពស្ទាត់ជំនាញបានកើនឡើងប៊ិចនេះប្រាប់ថាខ្លួនក្រដាសរបស់គេគឺធន់គួរឲ្យភ្ញាក់ផ្អើលដោយប្រាប់ឲ្យគេរត់ពេលពួកវាកំពុងពន្យាពេលបើធ្វើតាមដំបូន្មាននោះអ៊ូចាំងក៏រត់កាត់ទឹកភ្លាមៗដោយទុកនុយរបស់គេចោលនៅខាងក្រោយការរត់គេចរបស់គេក៏ជួបការលំបាកភ្លាមៗដោយសាររបួសដែលគេទទួលរងមុននេះចាប់ផ្ដើមធ្វើទុកគេក៏បានបន្សល់ទុកស្នាមឈាមយ៉ាងច្បាស់ក្នុងទឹកឲ្យពួកទាតាមដានផងដែរពិតជាកំពូលអ្នកលាក់ខ្លួនមែនក្មេងនេះដោយត្រូវការព្យាបាលរបួសគេក៏ពួនពីក្រោយផ្ទាំងថ្មខ្លះដោយខំប្រឹងរកកន្លែងលាក់ខ្លួនពេលនោះគេក៏ប្រទះឃើញទ្វារពណ៌ស្វាយកំពុងវិលដែលបញ្ចេញថាមពលដ៏គួរឲ្យខ្លាចគេក៏ទៀងផាំងទីដ៏អាក្រក់របស់គេមកមើលដើម្បីរកឲ្យឃើញថាទ្វារចម្លែកនេះជាអ្វីតាមមើលទៅវាជាបន្ទប់របស់មេកំពូលដែលមិនសមហេតុផលព្រោះសមាគមបានបិទវាអស់ហើយក្មេងនេះពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឆ្ងល់ថាហេតុអ្វីបានជាមួយនេះស្រាប់តែបើកចំហទៅវិញមុនពេលគេគិតយល់សម្លេងស្រែកខឹងសម្បាររបស់ពួកទាបានបញ្ជាក់ថាពួកវារកគេឃើញហើយដែលគ្មានពេលគិតអ្វីទៀតគេគិតតែម្យ៉ាងគឺត្រូវចាក់ចេញពីទីនេះជាបន្ទាន់ប៉ុន្តែពន្លឺមួយស្រាប់តែផ្ទុះចេញពីក្នុងទឹកដែលធ្វើឲ្យគេត្រូវឈប់ស្ងៀមនៅមួយកន្លែងវាជាការស្ទាក់វាយហើយពេលនេះគេត្រូវបានឡោមព័ទ្ធដោយពួកទាដែលគេខំរត់គេចនោះទាសាច់ដុំពីរក្បាលចូលមួយចិត្តដោយភ្នែកភ្លឺរបស់វាសន្យាថានឹងធ្វើឲ្យឈឺចាប់បំផុតគ្រាន់តែពួកវារៀបនឹងវាយប្រហារបិសាចទាំងនោះក៏ឈប់ស្ងៀមដោយផ្ទៃមុខរបស់វាបង្ហាញការភ័យខ្លាចយ៉ាងខ្លាំងអូឆាំងពិតជាងឿងឆ្ងល់យ៉ាងខ្លាំងដោយគិតថាតើពួកវាខ្លាចគេដោយសារមូលហេតុអ្វីមួយឬយ៉ាងណាគេក៏ដឹងភ្លាមថាមិនមែនដូច្នេះទេពួកវាមិនមែនខ្លាចគេទេពួកវាខ្លាចអ្វីផ្សេងទៅវិញនៅពីក្រោយគេគឺជាបិសាចសមុទ្រស្រមោលដ៏ធំសម្បើមមួយដែលមានអណ្ដាតវែងដ៏គួរឲ្យខ្លាចទីបំផុតគេបានងាកក្រោយដោយផ្ទៃមុខរបស់គេបង្ហាញយ៉ាងច្បាស់ថាគេកំពុងតែជួបរឿងធំហើយចំណែកឯនៅសមាគមវិញពេលនេះពួកគេទើបតែឮអំពីហេតុការណ៍ទ្វារនេះហើយក៏បញ្ជូនក្រុមការងារមួយទៅមិនបាច់បញ្ញាទេបងប្អូនមន្ត្រីសមាគមម្នាក់កំពុងនិយាយទូរស័ព្ទសន្យាសងការខូចខាតរបស់ហ្គៀលដើម្បីឲ្យគ្រប់គ្នាសប្បាយចិត្តអ្នកគ្រប់គ្រងម្នាក់ក៏ដើរចូលមកសួរនាំពីភាពវឹកវរនេះគាត់ដឹងថាអ្នកផ្សងព្រេងកម្រិត3ទៅចូលក្នុងទ្វារនោះមុខគាត់ស្លេកពេលឮថាវាត្រូវបិទចោលដែលដឹងថាក្មេងនោះប្រហែលជាបើបន្ទប់មេកំពូលគាត់ក៏ទាមទារប្រវត្តិរូបរបស់គេឲ្យរអ៊ូសថាការចូលតែម្នាក់ឯងគឺស្មើនឹងការស្លាប់គាត់អានរបាយការណ៍ដោយធន់ទ្រាំនឹងមនុស្សល្ងងខ្លះដែលតាមរករបស់របរនៅបង្គោលរឿងឈ្មុកឆ្មាយបែបនេះឯកសាររបស់អូឆេងបង្ហាញថាគ្មានហ្គៀលឬថ្នាក់ទេដែលធ្វើឲ្យអ្នកគ្រប់គ្រងគិតថាគីជាអ្នកមានទេពកោសល្យលាក់មុខការចាប់អារម្មណ៍របស់គាត់បានកើនឡើងពេលឃើញអូឆេងមានកំណត់ត្រាបញ្ចប់គុកងងឹត12/12ដ៏ល្អឥតខ្ចោះប៉ុន្តែគាត់ប្រញាប់បដិសេធការគិតនេះដោយសម្រេចថាអូឆាងគ្រាន់តែជាបុគ្គលិកការិយាល័យហើយពួកគេគួរតែបិទទ្វារនោះចោលកន្លែងផ្សេងទៀតភ្នាក់ងារពីរនាក់ពិភាក្សាពីរឿងនេះដោយដឹងថាសមាគមកំពុងទាមទារចម្លើយក្នុងគុកងងឹតបិសាចមេធំពាក់មួកការពារមួយបានលេចមុខមកដោយប្រកាសថាសំណាងរបស់អូឆេងដល់ទីបញ្ចប់ហើយវាគ្រវីអាវុធដ៏ធំមួយភ្លាមៗដែលបង្ខំឲ្យកំឡោះយើងអោនកិច្ចយករួចខ្លួនអូកែនកិច្ចផុតហើយលោតឡើងទៅលើអាកាសបង្វិលខ្លួនទាត់បក់វិញយ៉ាងខ្លាំងក្លាគេចុះមកដល់ដីទប់ទល់ការវាយប្រហារស្ទើរតែមិនជាប់នឹងដាវរបស់គេខណៈអ្នកណែនាំស្រែកប្រាប់ឲ្យគេរត់បិសាចពាក់មុខថ្មីនេះឈរសម្លឹងមកគេដែលបង្ហាញច្បាស់ថាវាត្រៀមខ្លួនជាស្រេចប៉ុន្តែបន្ទាប់មកវាបែរជារំលងអូចាំងហើយវាយបំបែកមនុស្សទាក្បែរនោះឲ្យខ្ទេចទៅវិញការពិតទៅបរិសម្នាក់នេះមកទីនេះដើម្បីសម្លាប់ពួកទាដោយកាប់ឆ្ការហ្វូងបិសាចទាំងនោះដោយម៉ាស៊ីនកាត់ស្មៅអញ្ចឹងពេលឃើញឱកាសល្អភ្លាមអូចាងក៏មកជួបជំនាញរបស់ខ្លួនហើយព្យាយាមរត់គេចេញខណៈពេលដែលបិសាចទាំងនោះកំពុងតែវង្វេងស្មារតីប៉ុន្តែគួរឲ្យស្ដាយណាស់សម្រាប់រូបគេច្រកទ្វារគុកងឹតត្រូវបានបិទជិតឈឹងបាត់ទៅហើយច្បាប់លេងនៅទីនេះគឺមានតែមួយគត់
សម្រាប់មេកូឬក៏ត្រូវស្លាប់នៅទីនេះនៅក្នុងភាពវឹកវរនៃការប្រយុទ្ធនោះគេទើបតែដឹងខ្លួនថាការវាយប្រហារមុននេះបានធ្វើឲ្យកាបូបស្ពីរបស់គេខ្ទាតចេញពីស្មាបាត់ទៅហើយអ្នកណែនាំរបស់គេស្រ័យប្រាប់ភ្លាមឲ្យបំភ្លេចចោលកាបូបដ៏ល្ងងខ្លៅនោះទៅហើយផ្ដោតអារម្មណ៍លើការរក្សាជីវិតវិញល្អជាងអូហ្គេនឹកឃើញថាកាបូបរបស់គេមានថ្នាំម៉ាណាចុងក្រោយដែលជាមជ្ឈបាយតែមួយគត់ដើម្បីឲ្យគេអាចបន្តប្រើប្រាស់ភ្លើងរបស់គេបានបញ្ជីបេសកកម្មរបស់គេលោតសារឡើងដោយបង្ហាញថាភារកិច្ចតែមួយគត់ដែលនៅសេសសល់គឺត្រូវសម្លាប់មេគុកងងឹតហើយគេមានគម្រោងប្រើប្រាស់ភ្លើងដើម្បីចាត់ការខ្យល់បបោយ៉ាងខ្លាំងភ្លាមនោះធ្វើឲ្យគេមានការប្រុងប្រយ័ត្នខ្ពស់ដោយបើកភ្នែកធំយ៉ាងភ្ញាក់ផ្អើលមានវត្ថុដ៏ធំមួយហងតម្រង់មករកគេហើយវាមើលទៅគួរឲ្យសង្ស័យណាស់ព្រោះវាហាក់ដូចជាកាបូបដែលបាត់បង់របស់គេអញ្ចឹងភ្នែករបស់គេសម្លឹងយ៉ាងមុតស្រួចទៅកាន់វត្ថុដែលកំពុងហោះមកនោះហើយទើបដឹងថាវាមិនមែនជាកាបូបទេតែវាជារូបខ្លាំងៗกระดาษរបស់គេទៅវិញអាចគួតពាក់មួកដៃនោះបានគប់រូបខ្លាំងៗទៅកាន់មនុស្សទៀតដែលនៅក្បែរនោះដែលអាចគេចផុតពីការគប់នោះយ៉ាងប្រផិតប្រផោយការពិតទៅបិសាចនោះបានប្រើប្រាស់បំណែកតុក្កតាដើម្បីពង្រាយអណ្ដាតភ្លើងនរករបស់អូហ្គែនដែលនៅសេសសល់តុក្កតាក្រដាសនោះបានផ្ទុះឡើងដោយឆាប់ឆេះមនុស្សទៀតនៅក្នុងបន្ទប់ភ្លើងនរកដ៏ធំសម្បើមដើម្បីបង្កើតការខូចខាតកម្រិតអតិបរមាគេត្រូវខ្ទាតថយក្រោយដោយសារកម្លាំងវាយប្រហាររបស់ខ្លួនឯងដោយទប់លំនឹងយ៉ាងត្រដាបត្រដួសនៅពីលើផ្ទៃទឹកបន្ទាប់ពីយកកាបូបរបស់គេមកវិញគេក៏សម្លឹងមើលទៅកាន់សមុទ្រភ្លើងដ៏ឆ្ងល់ថាតើប៉ុណ្ណឹងអាចគ្រប់គ្រាន់ដើម្បីយកឈ្នះដែរឬក៏អត់ប៉ុន្តែស្រមោលដ៏ធំមួយបានលេចចេញពីក្នុងអណ្ដាតភ្លើងដោយមិនរង្គើបន្តិចសោះនឹងការវាយប្រហារនោះសូមដកពាក្យនេះវិញវាមិនមែនរង្គើនោះទេព្រោះបិសាចនោះចាប់ផ្ដើមក្អួតឈាមចេញមកយ៉ាងច្រើនសន្ធឹកសន្ធាប់ការវាយប្រហារនោះជាបង្ករបួសយ៉ាងធ្ងន់ធ្ងរហើយសត្វសាហាវពាក់មួកដែកនោះកំពុងតែខឹងសម្បាយ៉ាងខ្លាំងលឿនដោយការលេចឡើងចឹងដែរអណ្ដាតភ្លើងនរកក៏បានរលត់បាត់ទៅវិញយ៉ាងលឿនជំនាញត្រូវបានបញ្ឈប់ភ្លាមអ៊ូចាងអង្គុយក្នុងទឹកដោះអស់កម្លាំងរលីងថាមពលម៉ាណារបស់គេអស់រលីងហើយអាវុធក៏បាក់បែកខ្ទេចអស់ប៉ុន្តែគេគិតថាគេឈ្នះបាត់ទៅហើយដោយមិនដឹងថាបិសាចនោះនៅតែអាចឈរបានហើយបញ្ជាក់ថាអណ្ដាតភ្លើងនោះសឹងតែមិនអាចធ្វើឲ្យរលត់ស្បែកដ៏ក្រាស់របស់វាបានផងពេលនេះគេរងរបួសយ៉ាងធ្ងន់ធ្ងរអស់ផ្លូវដើរហើយកំពុងសម្លឹងមើលមេបិសាចដែលទើបតែទប់ទល់នឹងក្បាច់ពិសេសចុងក្រោយរបស់គេបានយ៉ាងងាយស្រួលខណៈដែលបិសាចលើកអាវុធឡើងដើម្បីវាយប្រហារចុងក្រោយអូឆេនក៏ទទួលស្គាល់ថាបេសកកម្មទោលមួយនេះពិតជាមិនអាចទៅរួចនោះទេសារព្រមានអំពីការបរាជ័យបានលោតឡើងដោយបញ្ជាឲ្យគេតស៊ូឡើងខណៈដែលគេកំពុងឆ្ងល់ថាតើព្រំលិខិតកំពុងតែលេងសើចជាមួយគេមែនទេបន្ទាប់ពីឆ្លងកាត់រឿងរ៉ាវទាំងអស់នេះគេចាប់ផ្ដើមគិតថាអាជីពជាអ្នកផ្សងព្រេងរបស់គេនឹងត្រូវបញ្ចប់នៅកន្លែងដែរទើបតែចាប់ផ្ដើមនេះហើយគេនៅតែឆ្ងល់ថាតើខ្លួនឯងពិតជាស័ក្តិសមជាអ្នកផ្សងព្រេងតាំងពីដំបូងមកដែរឬទេអ្វីដែលគេចង់បានបំផុតគឺការស្វែងយល់ពីពិភពលោកនៅពីកយច្រកទ្វារអាថ៌កំបាំងហើយពេលនេះអ្វីៗគ្រប់យ៉ាងត្រូវបញ្ចប់បាត់ទៅហើយប៉ុន្តែជាមួយនឹងកម្លាំងចុងក្រោយរបស់គេអ៊ូចាងក៏ប្រមូលឆន្ទៈដើម្បីប្រយុទ្ធបន្តដោយបដិសេធមិនព្រមស្លាប់នៅទីនេះទេភ្លាមនោះអ្នកណែនាំពីនរករបស់គេបានបន្លឺសម្លេងឡើងដោយស្រែកថាវាមានល្បិចចុងក្រោយមួយទៀតនៅក្នុងដៃស្របពេលនោះមេបិសាចពាក់មួកដៃនៅតែរវល់វាយកំទេចគ្រប់យ៉ាងនៅចំពោះមុខដោយញញូយៈរបស់វាកម្លាំងនៃការវាយប្រហាររបស់វាខ្លួនឯងពិតជាបានធ្វើឲ្យវាខ្ទាតថយក្រោយធ្លាក់ចូលទៅក្នុងទឹកលឺសូប្រូយ៉ាងខ្លាំងមែនពីក្រោមទឹកជ្រៅបិសាចនោះបានចំអកឲ្យគេដោយនិយាយថាវាគ្រាន់តែផ្ដល់ឱកាសឲ្យគេប៉ុណ្ណោះព្រោះគេគ្រាន់តែជាក្មេងកម្មសិក្សាប៊ិចដ៏គួរឲ្យខ្លាចនោះបានលេចឡើងម្ដងទៀតដោយប្រាប់អ៊ូចាងឲ្យស្ដាប់ឲ្យបានច្បាស់ព្រោះពេលនេះពួកគេអស់ពេលរលីងហើយវាបញ្យល់ថាវាអាចបំផ្លាញខ្លួនទៅជាអាវុធអ្វីក៏បានតាមដែលគេត្រូវការប៉ុន្តែគេត្រូវតែជ្រើសរើសឲ្យបានវៃឆ្លាតដល់ពេលហើយពេលក្រោកឈរឡើងវិញសត្វសាហាវពាក់មួកដែកបានញញឹមយ៉ាងកំណាចត្រៀមខ្លួនរួចជាស្រេចដើម្បីសាក់លបងឆន្ទៈរស់រានមានជីវិតរបស់កំឡោះយើងក៏លើកដ៏មានប្រយោជន៍ពីប៊ិចនោះបានប្រាប់ថាស្បែករបស់បិសាចនេះរឹងដូចដែកថែបអញ្ចឹងដើរគឺគ្មានប្រយោជន៍ទេដោយដឹងថាខ្លួនមានឱកាសតែម្ដងគត់អ៊ូចាងរៀបចំប្រមូលកម្លាំងទាំងអស់ជាមួយអាវុធថ្មីរបស់គេបិសាចនោះញញឹមចុងមាត់រៀបចំបក់ញញួររបស់វាដោយជឿជាក់ថាក្មេងនេះនឹងមិនទាំងព្យាយាមកិច្ចខ្លួនផងភ្លាមនោះប៊ិចក៏ប្រែរូបរាងទៅជាត្រីបាឡែនដ៏ធំដែលកំពុងញញឹមហើយលោតចេញពីទឹកស្អីគេនឹងពេលនេះមានពួកវាពីរកំពុងអមសងខាងមេបិសាចខណៈដែលអូចាងកំពុងតែតោងយ៉ាងជាប់ពីក្រោមដើម្បីរក្សាជីវិតក្នុងមួយប៉ាព្រិចភ្នែកបិសាចនោះសារភាពថាវាគ្រាន់តែប្រើប្រាស់កម្លាំងពូកញ្ជ្រោលដោយមានឱកាសតែម្ដងគត់ក្នុងការវាយប្រហារបន្ទាប់មកវាក៏គិតថាការគិតច្រើនគឺសម្រាប់តែអ្នកចាញ់ប៉ុណ្ណោះហើយវាក៏វាយញញួរចុះមកយ៉ាងអស់ទំហឹងតែម្ដងជាមួយនឹងស្នាមញញឹមដ៏ឈួតលីលាអ៊ូឆេនត្រៀមខ្លួនទប់ទល់នឹងការប៉ះទង្គិចដោយរងចាំទទួលការវាយប្រហារនេះដោយផ្ទាល់អ្នកណែនាំរបស់គេបានស្រែកព្រមាននៅវិនាទីចុងក្រោយខណៈដែលអាវុធដ៏ធំកំពុងធ្លាក់សង្កត់មកលើពួកគេហើយញញួរក៏បានវាយសង្កត់ចុះមកដោយតម្រង់ទៅរកអូចាងនិងដងសន្ទួចត្រីបាឡែនដ៏គួរឲ្យអស់សំណោចរបស់គេអូចាងស្រែកឡងថាគេរកឃើញចំណុចខ្សោយបន្ទាប់ពីបានមើលដឹងពីទម្រង់វាយប្រហាររបស់បិសាចនេះរួចអ្នកណែនាំរបស់គេបញ្ញត្តិព្រមានភ្លាមថាបើគេដឹងពីទម្រង់នេះបិសាចនោះក៏ប្រហែលជាដឹងថាគេបានដឹងពីវាដូចគ្នាដែរត្រូវដោយការគិតមែនសត្វសាហាវពាក់មួកដែកបានបដូរទិសដៅវាយប្រហារដោយតម្រង់ទៅកំទេចគេជាមួយក្បាច់ដែលនឹកស្មានមិនដល់មួកដែករបស់បិសាចនេះត្រូវប្រឡាក់ពេញដោយឈាមខណៈដែលវាញញឹមដោយបង្ហាញយ៉ាងច្បាស់ថាវាកំពុងពេញចិត្តនឹងការប្រយុទ្ធដ៏សាហាវនេះប៉ុន្តែអ៊ូចាងនៅមិនទាន់ចប់ទេដោយស្រែកថារឿងនេះមិនទាន់បញ្ចប់ឡើយខណៈដែលគេរុញច្រានតបតវិញដល់អស់ពីកម្លាំងកាយកម្លាំងចិត្ត
នៅក្នុងស្ថានភាពតច្រកគេបានដុតបំផ្លាញធម្មពលម៉ាណាចុងក្រោយរបស់គេដោយរំពាត់បិសាចនោះនៅក្នុងអណ្ដាតភ្លើងពណ៌ខៀវកម្លាំងទាំងអស់នោះត្រូវបានប្រមូលផ្ដុំតម្រង់ចូលទៅក្នុងមុខរបួសដែលគេបានវាយបំបែកកាលពីមុន ជាការវេបហាដ៏ល្អអខ្ចោះជាមួយនឹងភ្នែកដែលកំពុងបញ្ចេញពន្លឺអូចាំងស្រែកបញ្ជាអាវុធរបស់គេឲ្យបំផ្លាញខ្លួនដើម្បីវេបហាជាលើកចុងក្រោយ ប៊ិចនេះបានក្លាយទៅជាជក់សរសេរអក្សរផ្ចង់ដ៏ធំសម្បើមមួយដែលឡើងកម្ដៅយ៉ាងខ្លាំងរហូតដល់គេសឹងតែមិនអាចកាន់វាបាន ដោយឈរពីលើមេបិសាចគេក៏ទម្លាយថាការប្រើភ្លើងគឺគ្រាន់តែដើម្បីរំលាយអាវក្រោះសម្រាប់វាយប្រហារចំណុចខ្សោយមួយនេះប៉ុណ្ណោះ ដំណើរហេតុបេសកកម្មរបស់គេលោតឡើងភ្លាមៗដោយបញ្ជាក់ថាគោលដៅគ្រប់យ៉ាងត្រូវបានបញ្ចប់រួចរាល់ហើយ កំឡោះយើងបានស្រែកឡើងយ៉ាងខ្លាំងជាងពីក្នុងចិត្តក្រោយពេលអាចសម្រេចរឿងដែលមិនអាចទៅរួចមួយនេះទោះជារបួសពេញខ្លួនតែទទួលបានជ័យជំនះគេញញឹមឡើងពេលឃើញសារឡើង level 4 លោតបង្ហាញ គេធ្វើបានសម្រេចហើយគេក៏ទទួលបានជំនាញថ្មីមួយទៀតគឺការកាត់ក្តីដែលអាចបើកទម្រង់ថ្មីៗកាន់តែច្រើនសម្រាប់បិចបិសាចរបស់គេអ្វីដែលកាន់តែអស្ចារ្យនោះគឺជំនាញភ្លើងនរករបស់គេពេលនេះឡើងដល់កម្រិតទំពូលហើយព្រមទាំងមានបន្ថែមការទម្លក់អណ្ដាតភ្លើងថែមទៀតផង ដោយអស់កម្លាំងរលីងពីខ្លួនអូឈៀងបានដួលខ្ពស់ទៅលើសាកសពបិសាចនោះខណៈដែលប៊ិចរបស់គេកំពុងតែរអ៊ូទាំរឿងសក់របស់វា គេញញឹមទាំងហត់នឿយតែនិយាយអរគុណចេញពីចិត្តទៅកាន់អ្នកណែនាំរបស់គេដែលធ្វើឲ្យជំនាញអាវុធរបស់គេកើនឡើងដោយមិនដឹងខ្លួនប៊ិចមួយនេះប្រែជាអៀនខ្មាស់ហើយប្រកែកថាវាជួយដោយសារតែវាគ្មានជំរឿសតែប៉ុណ្ណោះជឿឲ្យសម្លាញ់ចំណែកឯនៅសមាគមវិញពួកមន្ត្រីកំពុងតែងឿងឆ្ងល់យ៉ាងខ្លាំងព្រោះឯកសាររបស់ពួកគេបញ្ជាក់ថាបន្ទប់មេកុយនោះត្រូវបានបិទជិតបាត់ទៅហើយត្រឡប់មកកន្លែងទទួលភ្ញៀវវិញអូឆេងធ្វើខ្លួនធម្មតាដោយខ្សឹបប្រាប់អ្នកណែនាំរបស់គេថាគេគ្រាន់តែមានសំណាងប៉ុណ្ណោះ បុគ្គលិកសមាគមម្នាក់ស្វាគមន៍គេជាមួយនឹងស្នាមញញឹមទាំងក្នុងចិត្តកំពុងសង្ស័យថានេះជាការបោកប្រាស់ទារសំណងមួយទៀតហើយ នាងសន្យាថានឹងពិនិត្យមើលរឿងរបស់គេឡើងវិញខណៈពេលដែលអូឆេងឈួរនៅទីនោះតែមិនដឹងអីសោះស្រាប់តែពេលនោះអ្នកគ្រប់គ្រងម្នាក់ដែលមានស្នាមសម្លាក់ដ៏គួរឲ្យខ្លាចនិងមានរស្មីដូចទួចិត្តអាក្រក់បានបង្ហាញខ្លួនឡើង បុរសម្នាក់នេះអបអរសាទរអូឆេងដែលបានបោសសម្អាតដងជន់តឯងហើយប្រាប់ថាប្រាក់រង្វាន់របស់គេកំពុងតែរៀបចំហើយ គាត់ដើរផ្ទាល់កាត់កន្លែងទទួលភ្ញៀវឃើញច្បាស់ថាគាត់មកទីនេះដើម្បីដោះស្រាយស្ថានភាពដ៏ចម្លែកនេះដោយផ្ទាល់តែម្ដង អូឆេងហាក់ដូចជារៀងស្រឡាំងកាំងនឹងការដោះស្រាយដ៏ងាយស្រួលនេះហើយអ្នកណែនាំរបស់គេក៏មានការសង្ស័យដូចគ្នាដែរ នោះក៏ព្រោះតែអ្នកគ្រប់គ្រងកំពុងកាន់សម្បត្តិមរណភាពផ្លូវការរបស់អូឆេងពីឧបត្តិហេតុដាន់ជន់ផ្ទួនគ្នាដែលធ្វើឲ្យមានសំណួរយ៉ាងគួរឲ្យសង្ស័យថាហេតុអ្វីបានជាមនុស្សស្លាប់ហើយមកឈរនៅកន្លែងទទួលភ្ញៀវរបស់គាត់បាន គាត់ប្រាប់ឲ្យបុគ្គលិកនារីនោះចេញទៅព្រោះរឿងនេះវាហួសពីសមត្ថភាពការងាររបស់នាងទៅហើយបន្ទាប់មកក៏មានទូរស័ព្ទមួយទេចូលដែលវាហ៊ាននឹងភ្ជាប់រឿងរ៉ាវដ៏ចម្លែកៗទាំងនេះបញ្ចូលគ្នា អ្នកដែលទេមកនោះគឺជាកូនសិទ្ធិលីហូសៀនដែលកំពុងឆ្ងល់ថាហេតុអីបានជាខាងសមាគមទូរស័ព្ទម៉ូរ៉ូគី អ្នកប្រក្រងចេញចូលដល់សាច់រឿងតែម្ដងដោយសួរពីព័ត៌មានថ្មីៗទាក់ទងនឹងបុណ្យជនសាកសពនោះ លីហឺសៀនសារភាពថាពួកគេបានលួចប្រើប្រាស់ចន្លោះប្រហោងតែមិនដឹងហេតុអ្វីបានជារង្វាន់របស់វាមិនព្រមឡើងកម្រិតតតែសោះ ផែនការទាំងមូលរបស់ពួកគេត្រូវជាប់គាំងហើយច្រកទ្វារបញ្ជូនសារពិសេសរបស់ពួកគេក៏คล้ายជាអត់ប្រយោជន៍ ងាកមកមើលអ្នកគ្រប់គ្រងវិញគាត់យល់សាច់រឿងអស់ហើយគាត់ប្រាប់ទៅលីហឺសៀនថាមានអ្នកផ្សេងយកបានរង្វាន់នោះបាត់ទៅហើយ លីហឺសៀនខឹងឆេវតែម្ដងដោយប្រកែកថារឿងនេះមិនអាចទៅរួចទេព្រោះកូនចៅរបស់គេកំពុងយាមនៅច្រកទ្វារនោះ ដោយនឹកឃើញដល់ក្មេងប្រុសដែលទើបទៅដើរកាត់មុននេះអ្នកគ្រប់គ្រងក៏ដឹងថាអូឆេងជាអ្នកយករង្វាន់នោះហើយក៏សម្រេចចាត់ការរឿងនេះដោយខ្លួនឯង ក្មេងម្នាក់នេះឯងរស់រានមានជីវិតពីការដួលរលំដាន់ជួនដែលបានសម្លាប់ក្រុមអ្នកប្រមាញ់ level 20ឡើងរៀបដល់ដី ស្របពេលជាមួយគ្នានេះកំឡោះយើងកំពុងនៅខាងក្រៅឬអ៊ូតមពីការឈឺជោគចាប់ពេញខ្លួននិងរង្វាន់ដ៏តិចតួចដែលគេទទួលបានបន្ទាប់មកគេក៏នឹកឃើញដល់ច្បាប់ សមាគមយករបស់ទាំងអស់ហើយគ្រាន់តែចែកចំណែកខ្លះឲ្យគេប៉ុណ្ណោះគេទទួលបានប្រាក់ត្រឹមតែ500យៀនប៉ុណ្ណោះសម្រាប់ការហត់នឿយរបស់គេ គេដឹងច្បាស់ថាប្រព័ន្ធនេះរៀបចំឡើងដើម្បីកេងប្រវ័ញ្ចអ្នកប្រមាញ់ថ្មីតែស្រាប់តែមានផ្ទាំងប្រព័ន្ធមួយលោតឡើងដែលធ្វើឲ្យគេឆ្ងល់ថាតើមានវិធីផ្សេងទៀតដើម្បីរកលុយដែរឬទេបញ្ជីបេសកកម្មរបស់គេបញ្ជាក់ថាគ្រប់យ៉ាងរួចរាល់អស់ហើយថែមទាំងឲ្យរង្វាន់បន្ថែមសម្រាប់បទពិសោធន៍រស់រានមានជីវិតរបស់គេទៀតផងចិត្តល្អមែនទែននេះទើបថានៅរូបម្នាក់បានមកអបអរសាទរគេដល់ប្រគូក្របថ្នាំពឹងរីកកម្លាំងដែលអាចជួយគុណលទ្ធផលនៃការវឹកហាត់របស់គេជាពីរកំឡោះយើងពិតជារំភើបដល់ថ្នាក់ចង់ឈួតទៅហើយខណៈពេលដែលបិចបិសាចរបស់គេគ្រាន់តែអណ្ដែតនៅទីនោះទាំងកំពុងតែងឿងឆ្ងល់យ៉ាងខ្លាំងគេដឹងថាក្របថ្នាំនេះគឺជាចំណុចផ្លាស់ប្ដូរដ៏ធំមួយដែលជាវិធីរំលងការវឹកហាត់ដ៏ខូខើនៅដំណាក់កាលដំបូងប្រព័ន្ធនេះពន្យល់ថា level 5គឺជាឧបសគ្គដ៏ធំមួយដែលអ្នកប្រមាញ់ភាគច្រើនតែងតែជាប់គាំងនៅទីនោះជារៀងរហូតបើគ្មានអាវុធល្អៗទេអ្នកចំណូលថ្មីត្រូវបង្ខំចិត្តហ្វឹកហាត់រាងកាយដោយគ្មានទីបញ្ចប់ត្រឹមដើម្បីរស់រានមានជីវិតឲ្យផុត level 10 ពេលនេះគេមើលឃើញផ្លូវទៅកាន់ level 5ហើយ ប៉ុន្តែតម្លៃនៃការវឹកហាត់ជំនាញគឺថ្លៃគប់ពពកដូចជាការប្លន់អញ្ចឹង ជាមួយនឹងឱកាសថ្មីនេះអូឆេងយល់ថារង្វាន់មួយនេះគឺជាសម្បត្តិតែមួយគត់របស់គេដើម្បីឈានទៅរកភាពជោគជ័យដ៏ធំស្របពេលដែលគេគិតថាវាចប់ហើយប្រព័ន្ធក៏សួរថាតើគេចង់បើកយករង្វាន់ទី2ដែរឬទេ ប៉ុន្មានថ្ងៃក្រោយមកគេបានទៅបណ្ណាល័យអ្នកប្រមាញ់ដើម្បីព្យាយាមស្វែងរកព័ត៌មានទាក់ទងនឹងខ្លះទៅចម្លែករបស់គេ ខណៈពេលដែលអ្នកណែនាំរបស់គេស្រែកថាគេជាមនុស្សពិសេសអូឆេងកំពុងតែរវល់វាយកុំព្យូទ័រញាប់ស្អិចដើម្បីរកចម្លើយ ផ្ទាំងព័ត៌មានរបស់គេលោតឡើងបង្ហាញថាគេជាអ្នកហាត់ការឋានៈជាមួយនឹងកលឹះដ៏មានប្រយោជន៍មួយគឺឲ្យឆាប់ស្លាប់ដើម្បីទទួលបានការវឹកហាត់កាន់តែល្អពេលឃើញបែបនេះជាលើកដំបូងកំឡោះយើងពិតជាគាំងមិននិយាយមិនចេញសោះពេលដឹងពីខ្លះថ្មីរបស់គេប្រៀបធៀប state របស់គេជាមួយអ្នកប្រមាញ់ផ្សេងទៀតហើយដឹងថាផ្ទាំងរបស់គេបង្ហាញព័ត៌មានលម្អិតច្រើនជាងធម្មតាការពិតទៅសមត្ថភាពអ្នកអាចមើលឃើញ state លម្អិតបែបនេះគឺជាជំនាញដ៏កាយសាហាវដែលមិនគួរនឹងមាននៅលើโลกនេះផង បន្ទាប់មកប្រព័ន្ធនេះក៏ប្រាប់ឲ្យគេបន្ថយការមើលចុះក្រោមដែលនេះចាប់ផ្ដើមមានភាពចម្លែកនិងមិនសមរម្យទាល់តែសោះ
ពេលក្រឡេកមើលស្ដីរបស់គេម្ដងទៀតគេគឺជាអ្នកហាត់ការថានរកដែលមានចំណុចថ្មីមួយដ៏ចម្លែកគឺសេចក្តីស្លាប់ដែលកំណត់នៅលេខ1គេចាប់ផ្ដើមឆ្ងល់ថាសេចក្តីស្លាប់មានន័យយ៉ាងម៉េចដែលទាយថាវាប្រហែលជាគោលដៅចម្បងនៃខ្លះទាំងមូលរបស់គេហើយគេកំពុងព្យាយាមស្វែងយល់ពីខ្លះរបស់គេដោយប្រៀបធៀបវាទៅនឹងអ្នកត្រូវវេទមន្តដែលមានថាមពលវាយប្រហារខ្លាំងស្តង់ដាហើយបន្ទាប់មកប្រៀបធៀបជាមួយអ្នកលេងភ្លេងតែស្តាប់សេចក្តីស្លាប់របស់គេហាក់ដូចជាចៃដន្យនិងមិនសូវអស្ចារ្យសោះដែលធ្វើឲ្យគេត្រូវទទួលរងការទះកំភ្លៀងយ៉ាងដំណំពីអ្នកណែនាំបិសាចរបស់គេ ប៊ិចមួយនេះពិតជាខឹងយ៉ាងខ្លាំងដែលគេហៅ class របស់ពួកគេថាខ្សោយដោយរំលឹកគេថាគេច្បាស់ជាគ្មានបានការអីទេបើគ្មានវា បន្ទាប់មកវាអណ្ដាតយ៉ាងកាច់សាហាវហើយអួតថាការងាររបស់ពួកគេគឺគ្រប់គ្រងជីវិតនិងសេចក្តីស្លាប់តែម្ដងព្រោះនេះមិនមែនគ្រាន់តែជាប៊ិចធម្មតាទេវាជាប៊ិចកាត់ក្តីដ៏ល្បីល្បាញ អរគុណច្រើនអូហ្គេនៅតែមិនខ្វល់ដោយប្រាប់ថាវាគ្រាន់តែជារឿងព្រេងហើយប៊ិចនេះផ្ទាល់មើលទៅរៀងកំសត់បន្តិចដែរ ហោះមកចំមុខតែម្ដងអ្នកនាំផ្លូវស្រែកឡើងនេះគឺដោយសារគេមិនទាន់ប្រមូលឈុតវត្ថុបានពេញលេញទេមើលទៅប៊ិចនេះជាដៃគូជាមួយសៀវភៅជីវិតនិងសេចក្តីស្លាប់ដែលប្រើដោយស្ដេចនរុផ្ទាល់តែម្ដងសៀវភៅនេះជារបស់ពិតដែលគេប្រើសម្រាប់សរសេរការកាត់ក្តីនិងថ្ងៃស្លាប់ពិតប្រាកដពេលលោកឈេនប្រៀបធៀបវាទៅនឹងគ្រូបង្ហិតប៊ិចនោះខឹងយ៉ាងខ្លាំងដែលពួកគេដណ្ដើមមួយរបស់វាប៉ុន្តែកំឡោះជើងល្អយើងចាប់ផ្ដើមយល់កាន់តែច្បាស់ដោយដឹងថាខ្លះនេះអាចខ្លាំងដូចឈ្មោះរបស់វាអ្នកនាំផ្លូវគេចាប់ផ្ដើមអួតពីការគ្រប់គ្រងនរកប៉ុន្តែសំឡេងវាស្រាប់តែគាំងខ្លាយជាសំឡេង digital ទៅវិញការពិតប្រព័ន្ធនេះផ្ទាល់កំពុងបិទបាំងព័ត៌មាននោះដោយចាត់ទុកថាវាមានកម្រិតខ្ពស់ពេកដែលគេមិនអាចដឹងបានអូឆេងគិតពីរបៀបដែលប្រព័ន្ធហ្គេមទាំងនេះលេចចូលមកក្នុងពិភពពិតគេនឹកឃើញធ្លាប់អានពីគុកងងឹតដែលមានព្រះពិតប្រាកដដូច្នេះរឿងទេវកថាបែបនេះមិនមែនជារឿងថ្មីទេ ប៉ុន្តែក្នុងការស្រាវជ្រាវទាំងអស់របស់គេគេមិនដែលឃើញកំណត់ត្រារបស់អ្នកផ្សងព្រេងណាម្នាក់ដែលមានប្រព័ន្ធដូចគេនោះទេ នេះបង្កើតជាសំណួរដ៏ធំមួយហេតុអីមានតែគេម្នាក់គត់ដែលទទួលបានធម្មពលនេះអ្នកនាំផ្លូវបដាចរំគេគណៈអូឆាងឆ្ងល់ថាហេតុអ្វីគេត្រូវបានជ្រើសរើសសម្រាប់ធម្មពលកម្ពុជានេះហើយបិទនោះក៏ផ្ដល់ដំបូន្មានដ៏ល្អមិនគួរឲ្យជឿមួយ គ្រាន់តែធ្វើតាមទៅឲ្យឈប់សួរសំណួរទៀតប៊ិចនេះស្រីបន្ទោសគេភ្លាមៗពីលើគេគិតខ្លាំងៗម្ដងទៀតដោយរំលឹកថាការលបងរបស់ព្រះមិនមែនសម្រាប់តែមនុស្សធម្មតាឡើយដូច្នេះអូឆេនសួរសំណួរចំថាហេតុអ្វីជារូគេហើយអ្នកនាំផ្លូវគ្រាន់តែទម្លាក់ចម្លើយយ៉ាងអាត់កំបាំង គេគិតថានេះជាការរងចាំការលាតត្រដាងនៅវគ្គបញ្ចប់ហើយប៊ិចនោះប្រាប់គេឲ្យបិទមាត់ហើយប្រឹងវឹកហាត់បន្តទៀតទៅអូឆេនគិតពីជំរឿនរបស់គេដោយដឹងថាការទៅម្នាក់ឯងគឺស្លាប់ខ្មោចហើយជូហ្គីលអាចជាចម្លើយល្អជាងត្រឡប់មកផ្លូវវិញចិត្តរបស់គេផ្ដោតលើការឡើងកម្រិត5ដោយដឹងថាឧបសគ្គពិតប្រាកដកំពុងមកដល់ហើយគេមានអារម្មណ៍សុវត្ថិភាពជាងមុនបន្តិចជាមួយខ្លះថ្មីនេះស្របពេលព័ត៌មានលោតឡើងពីការស្លាប់មួយក្រុមធំហេតុការណ៍នេះមើលទៅដូចជាធ្លាប់ជួបធ្វើឲ្យគេប្រកាសថាការបាក់រលំគុកងឹតគឺជាការសម្លាប់រង្គាលដែលបានគ្រោងទុក គេដឹងថាអ្នកនៅពីក្រោយគឺខ្លាំងណាស់ហើយបើគេធ្លាក់ចូលក្នុងចំនួននោះម្ដងទៀតគេច្បាស់ជាចប់មិនខាន ក្តាប់ដៃយ៉ាងណែនអូឆេនបដិញ្ញាថានឹងក្លាយជាមនុស្សខ្លាំងដើម្បីកុំឲ្យទុំខ្សោយបែបនេះទៀត អ្នកនាំផ្លូវក៏រំលឹកពីអ្នករស់រៀន2នាក់ទៀតនៅបន្ទប់ដាក់សពដែលបានបាត់ខ្លួនមុនពេលគេភ្ញាក់ឡើង ប៉ុន្តែរបាយការណ៍ផ្លូវការប្រកាសថាគ្មានអ្នករស់រៀនទេមានន័យថាជនល្មើសកំពុងបិទបាំងរឿងនេះយ៉ាងជិតឈឹង វិកនេះលួចសឹកថាអ្នករស់រៀនអាចកំងទៅនោះអាចជាមិត្តចាស់គេហើយពួកគេគួរតែទៅស៊ើបអង្កេតចំណុចដំបូងក្នុងដំណើរស៊ើបអង្កេតដ៏វៃឆ្លាតនេះគឺច្បាស់ណាស់ជាមន្ទីរពេទ្យក្នុងតំបន់នឹងឯង អូឆេនដើរទៅទទួលភ្ញៀវហើយប្រើល្បិចចាស់គំរូលមួយដោយធ្វើពុតជាសាច់ញាតិដែលកំពុងបារម្ភហើយវាពិតជាទទួលបានជោគជ័យពេលអ្នកទទួលភ្ញៀវបញ្ជាក់ថាមានអ្នករស់រៀន2នាក់ខណៈកំឡោះយើងលួចញញឹមបន្តិចពេលនោះហើយដែលសត្វចម្លែកកង្កែបយក្សភ្នែកមួយសម្រេចចិត្តមករំខានកម្មវិធីដោយបញ្ចេញធម្មពលយ៉ាងខ្លាំងក្លាបន្ទប់ទទួលភ្ញៀវធ្លាក់ក្នុងភាពចលាចលពេលប្រមោយពណ៌ក្រហមចាប់ទាញស្ត្រីម្នាក់កំពុងស្រែកឡើងទៅលើអាកាសសត្វកង្កែបច្រើនទៀតចាប់ផ្ដើមលេចឡើងខណៈសត្វធំបំផុតត្រូវបានរុំព័ទ្ធដោយប្រមោយបង្កើតជាភាពវឹកវរយ៉ាងខ្លាំង ពេលនោះនាយិកាសាក់តង់ដៃម្នាក់កំពុងស្ដីបន្ទោសកូនចៅដែលនាំនាងមកទីនេះដោយសារតែរបួសបន្តិចបន្តួចសោះហើយរបួសតូចនោះគឺប្រមោយក្រហមដ៏ធំកំពុងរុំចង្កេះនាងពិតជាដឹងថាអ្វីសំខាន់មុនក្រោយមែននាការនោះត្រូវប្រមូលចាប់ទាញទៅភ្លាមៗទុកឲ្យជំនួយការនាងស្រែកឡើងដោយឥតប្រយោជន៍ភាពចលាចលផ្ទុះឡើងពេលប្រមោយវាយប្រហារពេញបន្ទប់ទទួលភ្ញៀវធ្វើឲ្យមនុស្សរត់យកប្រាណរៀងៗខ្លួនចំណែកក្រុមអ្នកក្បាច់គុណវិញអង្គុយលេងយ៉ាងរំភើយដោយចាត់ទុកប្រមោយស្តៀងគ្នានោះថាត្រឹមជារបួសតូចតាចភាពស្ងប់ស្ងាត់របស់ពួកគេបាត់បង់ភ្លាមៗពេលពួកគេប្រញាប់បញ្ញាការពារគ្នាពីសត្វចម្លែកនោះប៉ុន្តែវាគ្មានប្រយោជន៍ទេព្រោះប្រមោយទាំងនោះចាប់ផ្ដើមទាញនិងកិនកំទេចពួកគេភ្លាមៗតែម្ដង កំឡោះយើងអូឆាងដែលគ្រាន់តែចង់ស៊ើបអង្កេតពេលនេះកំពុងកាំងឆ្ងល់ថាហេតុអ្វីមន្ទីរពេទ្យពេញទៅដោយសត្វចម្លែកហើយច្រត់របៀងទាំងមូលខ្លាចជាសុបិនអាក្រក់ពេលប្រមោយជាច្រើនទៀតធ្លាក់ចុះមកចាប់មនុស្សគ្រប់គ្នាប្រមោយមួយវាយចុះចំមុខគេធ្វើឲ្យគេទាល់ច្រកទាំងស្រុងប៉ុន្តែជំនួសឲ្យសេចក្តីស្លាប់រំវងវេទមន្តបញ្ជូនសារស្រាប់តែបើកឡើងចំពីក្រោមគេតែម្ដងគេធ្លាក់ចូលក្នុងវិមាត្រងឹតចម្លែកមួយជាមួយជនរងគ្រោះផ្សេងទៀតពួកគេទាំងអស់គ្នាវង្វេងស្មារតីពេលអ្នករស់រៀនម្នាក់ចាប់ផ្ដើមស្រែកពីអ្វីម្យ៉ាងដែលកំពុងលេចឡើងនៅខាងមុខ ការពិតពួកគេទាំងអស់គ្នាត្រូវបានទម្លាក់ចូលក្នុងសាលដ៏ធំនិងស្រស់ស្អាតមួយដែលមើលទៅដូចក្នុងរឿងព្រេងនិទាន ពេលកំតិចក៏ដាំមានធ្លាក់ចុះមកក្រុមនេះគ្រាន់តែឈរធ្មឹងព្យាយាមគិតពីភាពមិនសមហេតុផលនេះ ខណៈសារដ៏អាចកបាំងមួយប្រមានពួកគេថារឿងព្រេងនិទានមិនសូវសប្បាយទេពេលអ្នកធំពេញវ័យនោះផ្ទាំងប្រព័ន្ធហ្គេមមួយបានបញ្ជាក់ប្រាប់អូឆាងថាគ្រប់គ្នាបានមកដល់ហើយភារកិច្ចរបស់ពួកគេជិតចាប់ផ្ដើមហើយបេសកកម្មនេះគឺត្រូវជួយសង្គ្រោះនគរកង្កែបហើយលក្ខខណ្ឌដើម្បីឈ្នះគឺត្រូវទទួលបានស្នាមថៅពីព្រះនាងនិយាយមែនណាស្ត្រីសាក់ទង់ដៃនិងមិត្តភ័ក្តិសាក់ពណ៌ផ្កាឈូករបស់នាងពិតជាមិនចាប់អារម្មណ៍នឹងបេសកកម្មនេះតតែសោះប៉ុន្តែអ្នកលេងគុណដ៏មុំមុននិងមិត្តភ័ក្តិរបស់គាត់បែរជារំភើបយ៉ាងចម្លែកក្នុងការថើបព្រះនាងទោះជាកង្កែបក៏ដោយប៊ិចណែនាំរបស់គាត់សន្និដ្ឋានថានេះគឺជាច្រកទ្វារព្រៃផ្សៃដោយប្រាប់ឲ្យអ៊ូឆេងគ្រាន់តែរងចាំមើលសិន
បន្ទាប់មកប្រព័ន្ធនេះក៏បានជួយបែងចែកសមាជិកក្រុម អ្នកផ្សងព្រេង10នាក់និងជនស៊ីវិលដ៏កំសត់2នាក់ពួកជើងកាងកម្រិតខ្ពស់2នាក់កំពុងសម្លឹងមើលក្រុមនេះពួកគេពិតជារំភើបខ្លាំងក្នុងការចាប់ផ្ដើមប្លន់យករបស់របរ ខណៈពេលដែលអ្នកលីងគុនបារម្ភពីជនស៊ីវិលអាពួកនេះបែរជាជឿជាក់ថាគុកងងឹតនេះនឹងងាយស្រួលដោយបកចែកចូលមាត់ពួកគេព្យាយាមទាមទារយករបស់ទាំងអស់ភ្លាមៗសម្រាប់តែខ្លួនឯងដោយប្រាប់អ្នកផ្សេងឲ្យចេញឲ្យឆ្ងាយឬក៏ស្លាប់ ប៉ុន្តែអ៊ូឆាងគ្រាន់តែឈរនៅទីនោះហើយត្រូវបានចាត់ទុកជាចចកឯកោដែលជាឈ្មោះសម្រាប់អ្នកបង្ករឿង អ្នកលេងគុនម្នាក់នេះនៅតែតាំងចិត្តយ៉ាងមុតមមចង់ថើបប្រនាងខណៈពេលដែលក្មេងស្រីសក់ពពកាឈូកមើលទៅហាក់បីដូចជាធុញទ្រាន់នឹងគ្រប់យ៉ាងកន្លងរបស់យើងព្យាយាមនិយាយជាហេតុផលដោយស្នើថាពួកគេមិនគួរប្រញាប់ចូលទៅក្នុងច្រកទ្វារដែលពួកគេមិនដឹងអ្វីសោះនោះទេបន្ទាប់មកគាត់ក៏ចាប់ផ្ដើមដើរទៅមុខម្នាក់ឯងដែលធ្វើឲ្យជើងកាងដែលកំពុងខឹងសម្បាម្នាក់ហៅគាត់ថាមនុស្សល្ងងហើយមួយវិនាទីក្រោយមកមានដៃមួយចាប់ក្បាលគាត់យ៉ាងខ្លាំងពីខាងក្រោយជើងកាងនេះចោទប្រកាន់គាត់ថាព្យាយាមលួចរបស់ពួកគេដោយបំផ្លាញពាក្យសម្ដីរបស់គាត់ទាំងស្រុងអំពីការប្រុងប្រយ័ត្ន វងប្រុសរបស់វាក៏ចូលរួមដែរដោយចំអកឲ្យអូឆាំងដែលមានកម្រិត4ហើយស្នើឲ្យកំទេចគាត់ចោលភ្លាមៗតែម្ដង អូចិននឹងថាគាត់កំពុងជួបពួកល្ងងខ្លៅប៉ុន្តែកម្លាំងដៃរបស់ពួកគេគឺពិតជាខ្លាំងមិនធម្មតានោះទេក្មេងស្រីសក់ពពកាឈូកនោះក៏ស្រែកដាក់គាត់ដែលហៅគាត់ថាជាមនុស្សល្ងងដែលព្យាយាមដើរម្នាក់ឯងក្នុងច្រកទ្វារដែលគ្មានច្បាប់ទម្លាប់ជាងកាងម្នាក់បានត្រឹមញញឹមចំអកដោយពេញចិត្តនឹងឱកាសក្នុងការបង្ក្រាបអ្នកផ្សងព្រេងកម្រិតទាបឲ្យស្គាល់តំណែងរបស់ខ្លួនប៉ុន្តែទីបំផុតអ្នកលីងគុនដ៏មមួនក៏លូកដៃចូលដោយចាប់ដៃជាងកាងនោះហើយប្រាប់ឲ្យវាបញ្ឈប់ទង្វើនេះភ្លាមគាត់គ្រាន់តែចង់បញ្ចប់កម្រិតនេះដោយប្រុងប្រយ័ត្ននិងទទួលបានស្នាមធ្វើពីព្រះនាងដែលនេះជាគោលដៅដ៏សាមញ្ញនិងខ្ពង់ខ្ពស់ក្មេងស្រីសក់ពពកាឈូកក៏បានប្រដៅអឆាងដោយបញ្យល់ថាច្រកទ្វារទាំងនេះគឺជាកន្លែងដែលមនុស្សត្រូវគេសម្លាប់ដណ្ដើមយករបស់របរជានិច្ចពីបំផុតកំឡោះរបស់យើងក៏បានដឹងខ្លួនថាបើសិនជាគ្មាននរណាជួយធ្វើអន្តរាគមន៍ទេនោះគាត់ច្បាស់ជាខ្លាចជាផេះមិនខានទន្ទឹមនឹងនោះជនស៊ីវិលទាំងពីរនាក់កំពុងភ័យស្លន់ស្លោដោយរំលឹកអ្នករាល់គ្នាថាពួកគេមិនមែនជាអ្នកផ្សងព្រេងទេហើយអាចនឹងស្លាប់នៅទីនេះបានដូច្នេះអូឆាងព្យាយាមលួងលោមពួកគេដោយអះអាងថាវាគ្រាន់តែជាផ្នែកមួយនៃការរៀបចំរបស់ច្រកទ្វារដែលនេះជាការកុហកយ៉ាងក្រឡូតប្រព័ន្ធនេះក៏បានតម្លាក់ព័ត៌មានលម្អិតដោយបញ្យល់ថាច្រកទ្វារគឺជាកញ្ចក់វិមាត្រខ្ពស់ដែលបញ្ចាំងរឿងព្រេងចូលមកពិភពលោករបស់ពួកគេអង្គព្យាយាមលួងលោមជនស៊ីវិលដោយនិយាយថាមិនអីទេមនុស្សភាគច្រើននៅទីនេះសុទ្ធតែជាអ្នកជំនាញដែលនេះជាការកុហកយ៉ាងស្ទាត់ជំនាញប៉ុន្តែនិយាយការសក់ទងដៃនោះមិនព្រមទេដោយប្រកាសថានាងមានសារៈសំខាន់ពេកមិនអាចលេងតាមបានទេហើយគ្រាន់តែរងចាំការជួយសង្គ្រោះប៉ុណ្ណោះជំនួយកែរបស់នាងនឹងមិត្តអ្នកលេងគុនក៏តោងនាងភ្លាមៗដែលគិតថាក្មេងស្រីអ្នកមាននេះគឺជាសម្បត្តិចេញក្រៅដ៏ល្អបំផុតរបស់ពួកគេពេលសម្ងមើលសម្ព័ន្ធភាពដ៏អស្ចារ្យនេះអូចាងក៏កត់សម្គាល់យ៉ាងសក់កក្រោះថាពេលនេះមានចចកឯកោ3ក្បាលមិនមែន2នោះទេបន្ទាប់មកព្រះនាងកង្កែបក៏បង្ហាញខ្លួនជាស្ដេចកង្កែបដ៏ធំសម្បើមដែលកំពុងហៀទឹកមាត់ពេលបេសកកម្មចាប់ផ្ដើមជាផ្លូវការក្រុមទាំងមូលត្រូវបានប្រមូលផ្ដុំក្នុងសាលធំដែលជាការលាបញ្ចូលគ្នានៃអ្នកថ្មីដ៏ភ័យខ្លាចនិងពួកចលើបោកដែលអួតអាងហួសហេតុសូបិនដ៏ស្រស់ស្អាតរបស់អ្នកលេងគុនក្នុងការថើបព្រះនាងក៏បានរលាយបាត់យ៉ាងរហ័សនិងគួរឲ្យខ្ពើមប្រអប់បំផុតគាត់បានដួលទាំងអស់សង្ឃឹមខណៈពេលដែលក្មេងស្រីសក់ពពកាឈូកសើចចំអកឲ្យគាត់ដែលធ្លាប់មានសង្ឃឹមតាំងពីដំបូងមកម្លេះភ្លាមនោះព្រះនាងក៏ចាប់ផ្ដើមធ្វើចលនាដោយលូតពីយ៉ហើយធ្លាក់ចុះយ៉ាងខ្លាំងទៅចំកណ្ដាលបន្ទប់នាងឈរខ្ពស់ត្រឹមលើពួកគេជាស្ដេចដ៏ធំសម្បើមដែលត្រៀមខ្លួនវិនិច្ឆ័យពួកវីរបុរសទាំងនោះមិត្តរបស់អ្នកលេងគុននេះក៏ចាប់ផ្ដើមស្រែកហៅប្រធានក្រុមរបស់គាត់ភ្លាមដែលនេះមើលទៅហាក់បីដូចជាយុទ្ធសាស្ត្រតែមួយគត់របស់ពួកគេមួយវិនាទីបន្ទាប់អ្នកផ្សងព្រេងម្នាក់ត្រូវបានអណ្ដាតចាប់យកទៅដោយស្រែកអំពីការកាត់ទោសប្រហារជីវិតភ្លាមពលឺក៏ហោះមកចេញឡើងហើយគាត់ក៏បាត់ខ្លួនដោយប្រព័ន្ធកត់សម្គាល់ថាកំហឹងអ្នកលេងគឺជាមូលហេតុធ្វើឲ្យគុកងងឹតនេះមិនលើកលែងឲ្យទេបុរសម្នាក់ទៀតចាប់ផ្ដើមភ័យដោយដឹងថាកន្លែងនេះមានច្បាប់ដាច់ខាតហើយនឹងលុបអ្នកចោលប្រសិនបើអ្នកបំពានវាដែលធ្វើឲ្យគ្រប់គ្នាមានសំណួរថាតើពួកគេត្រូវធ្វើយ៉ាងណាដើម្បីរស់រានមានជីវិតគុំថាឡើយដល់តែការយកឈ្នះនោះចម្លើយភ្លាមគឺត្រូវភ័យស្លន់ស្លោនឹងរត់ខណៈពេលដែលអ្នកលេងគុនម្នាក់អង្វរអ្នករកគ្នាឲ្យបញ្ឈប់ដោយគ្មានប្រយោជន៍ទន្ទឹមនឹងនោះជើងកាងដែលស្រេកឃ្លានរបស់ទាំងពីរនាក់គ្រាន់តែញញឹមនៅខាងក្រោយដោយចាត់ទុកការសម្លាប់រំគីនេះគួរឲ្យកំសាន្តបំផុតប៉ុន្តែអូចាំងពិតជាកំពុងយកចិត្តទុកដាក់ដោយដឹងថាជនរងគ្រោះត្រូវបានសម្លាប់ដោយសារការប្រមាថព្រះនាងឬវាយប្រហារលើ NPC ច្បាប់នៃហ្គេមនេះខ្លាចជាច្បាស់លាស់យ៉ាងឃោឃៅកុំប្រមាថព្រះនាងឲ្យសោះកុំវាយប្រហារ NPC ហើយត្រូវធ្វើបេសកកម្មបិចណែនាំរបស់គាត់បានតម្លាក់ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលដោយបញ្ជាក់ថានេះមិនមែនគ្រាន់តែជាច្រកទ្វារធម្មតាទេវាជាការសាកល្បងបុរាណរបស់ពួកទេវៈបិចបញ្យល់ថាប្រព័ន្ធពិភពរឿងនីតិនេះពោពេញដោយកំហុសនិងភាពរញ៉េរញ៉ៃមិនដូចពិភពក្រោមដីដែលមានស្ថិរភាពនោះទេដំបូងមានវាសាមញ្ញតែអាត្មានិយមដោយសារនេះជាការសាក់លបងរបស់ទេវៈដូច្នេះត្រូវផ្ដោតលើការសង្គ្រោះខ្លួនឯងពេលឮពាក្យកំហុសអូឈីងក៏នឹកដល់ដាកជោកដែលជាឈ្មោះគាត់សង្ឃឹមថាមិនបាច់លឺម្ដងទៀតឡើយគាត់ដឹងច្បាស់ណាស់ថាប្រសិនបើនេះគ្រាន់តែជាអន្ទាក់មួយផ្សេងទៀតរបស់ពួកគេនោះស្ថានភាពទាំងមូលនឹងប្រែទៅជាមហន្តរាយដ៏ធំមិនខានឡើយដូច្នេះហើយអូឆេនក៏លោតទៅឈរនៅពីមុខហ្វូងមនុស្សដែលកំពុងភ័យស្លន់ស្លោរួចស្រែកប្រាប់ថាការព្យាយាមចាក់ចេញពីទីនេះគឺជាការយកជីវិតរបស់ចៅទៅទេនារីសក់ទងដៃម្នាក់នោះក៏សួរឌឺដងទៅគាត់ភ្លាមថាតើមានហេតុផលអ្វីដែលត្រូវស្ដាប់សម្ដីមនុស្សកម្រិត4ដែលគ្មានអ្នកណាស្គាល់ដូចជាគាត់កំឡោះរបស់យើងគ្រាន់តែសម្លឹងមុខនាងចំដោយចង់តាក់តែងឲ្យនាងសាក់ដើរចេញទៅមើលដើម្បីចង់ដឹងថាតើមានអ្វីកើតឡើងបន្តទៀតសំណាងល្អនារីសក់ពណ៌ស៊ីចម្ពូបានចូលមកខាត់ដោយលំលឹកអ្នករាល់គ្នាអំពីអ្នកផ្សងព្រេងទាំង3នាក់ដែលត្រូវបានកំចាត់ចោលដោយសារតែការបំពានច្បាប់ទីនេះនាងចូលមកគៀកគាត់បន្តិចនៅពេលកំពុងសរសើរពីភាពក្លាហានរបស់គាត់ហើយអូឆាងក៏សម្គាល់ឃើញថានាងពិតជាឆ្លាតគួរឲ្យភ្ញាក់ផ្អើលចំពោះបញ្ហាដ៏រញ៉េរញ៉ៃមួយនេះ
សូម្បីតែជនកំហុសស្រេកឃ្លានលួចរបស់ទាំងពីរអ្នកនោះក៏ដឹងខ្លួនថាពួកគេតច្រកដែរទើបសម្រេចចិត្តសហការគ្នាដើម្បីតែការរស់រានមានជីវិតនៅពេលនេះ បន្ទាប់មកនារីសក់ពណ៌ស៊ីចម្ពូនោះក៏ងាកមកសួរអ៊ូឆាងដើម្បីទាមទារយោបល់របស់គាត់មុនពេលគំរាមគាត់ថានឹងប្រាប់ប៉ារបស់នាងប្រសិនបើនាងត្រូវស្លាប់ក្បួនចាស់ដដែលផ្ទាំងប្រពន្ធក៏លោតបង្ហាញពីអន្ទាក់ដែលលាក់កំបាំងការមិនព្រមទទួលយកបេសកកម្មក្នុងរយៈពេល15នាទីគឺមានន័យថាត្រូវស្លាប់ភ្លាមៗ អ្នកគ្រប់គ្នាសន្លងកាំងព្រមគ្នាដោយដឹងថាការចូលមកជួយអន្តរាគមន៍របស់អ៊ូឆេងពិតជាបានជួយសង្គ្រោះជីវិតរបស់ពួកគេទាំងអស់គ្នាយ៉ាងពិតប្រាកដ ហើយនារីសក់តុងដែរម្នាក់នោះពិតជាខឹងសម្បាយ៉ាងខ្លាំងដោយស្រែកឡូឡាដាក់គាត់ដែលនិយាយត្រូវហើយធ្វើឲ្យនាងមើលទៅដូចជាមនុស្សល្ងីល្ងើយ៉ាងចឹង នៅពេលដែលអ្នកគ្រប់គ្នាយល់ព្រមបេសកកម្មពិតប្រាកដក៏ធ្លាក់មកដល់នោះគឺការជួយសង្គ្រោះព្រះរាជាណាចក្រដោយត្រូវកំចាត់កងទ័ពសត្វល្អិតដ៏ច្រើនសន្ធឹកសន្ធាប់ អូឆេងគ្រាន់តែអោនមុខចុះហើយត្រៀមខ្លួនទទួលយករឿងរ៉ាវដ៏សែនអាក្រក់ថ្មីៗអ្វីក៏ដោយដែលហៀបនឹងធ្លាក់មកលើពួកគេ ហើយភ្លាមៗនោះដែរអ្នកគ្រប់គ្នាក៏ចាប់ផ្ដើមត្រូវគេបញ្ជូនទៅកន្លែងផ្សេងខណៈដែលនារីសក់តុងដែរកំពុងតែស្រែកតវ៉ាយ៉ាងខ្លាំង ទោះជាយ៉ាងណាក៏ដោយកំហុសម្នាក់ក្នុងចំណោមពួកគេគ្រាន់តែញញឹមចង់មាត់ដោយសប្បាយចិត្តគ្រប់វិនាទីនៃភាពវឹកវរដែលមិនអាចទីទុកមុនបានមួយនេះ អ្នកលេខក្បាច់គុណដ៏សង្ហាម្នាក់នេះមិនសូវសប្បាយចិត្តប្រមាណទេពេលដឹងថាខ្លួនត្រូវបានចាប់គូជាមួយជនស៊ីវិលដែលមិនចេះអ្វីសោះបែបនេះ ទន្ទឹមនឹងនេះនារីសក់ពណ៌ស៊ីចម្ពូបានឃើញខ្លួនឯងនៅតែឯងហើយឆ្ងល់ថាតើក្រុមថ្មីរបស់នាងបានបាត់ទៅឋានរូបណាអស់ហើយ ប្រព័ន្ធនេះបានដាក់ចេញនូវភារកិច្ចថ្មីរបស់ពួកគេគឺសម្រាប់សត្វល្អិតទាំងអស់និងការពារព្រះនាងកង្កែបដ៏ធំសម្បើមងាយស្រួលយល់តើត្រូវទេ មួយប្រព្រឹត្តភ្នែកពួកគេត្រូវបានបញ្ជូនទៅកាន់សាលថ្មីមួយដោយអូចាំងកំពុងតែបញ្ចេញធម៌ពលរបស់គាត់រួចជាស្រេចដើម្បីត្រៀមធ្វើការប្រយុទ្ធ គាត់ក៏សង្កល់ឃើញភ្លាមៗថាពួកគេត្រូវបានបំបីជាគូដែលនេះជាក្បួនចាស់សម្រាប់បង្កើនកម្រិតនៃភាពលំបាកបន្ថែមទៀត ទោះបីជាសត្វល្អិតទាំងនោះខ្សោយមួយក៏ដោយក៏នៅតែមានហ្វូងរាប់មិនអស់ហើយរឿងការសាកល្បងរបស់ព្រះទាំងមូលនេះមើលទៅហាក់ដូចជាអន្ទាក់អញ្ចឹង អ្នកណែនាំរបស់គាត់ប្រាប់គាត់ឲ្យឈប់គិតច្រើនហើយចាប់ផ្ដើមដុតបំផ្លាញទៅដោយរំលឹកគាត់ថាអាវុធថ្មីរបស់គាត់គឺពិតជាស៊ីម៉ាណាតិចមែនទែន នៅពេលដែលហ្វូងសត្វល្អិតដ៏ធំកំពុងសម្រុកចូលមកអ៊ូចាំងបានប្រាប់នារីសក់ពណ៌ស៊ីចម្ពូឲ្យទៅពួននៅពីក្រោយខ្នងរបស់គាត់ ដោយមានអារម្មណ៍ដឹងពីការកើនឡើងធម៌ពលរបស់គាត់នាងក៏យល់ព្រមធ្វើតាមភ្លាមៗដោយអោបខ្នងរបស់គាត់យ៉ាងស្អិតតែវាប្រហែលជាតឹងពេកហើយសម្រាប់ការប្រយុទ្ធគ្នានេះកំឡោះយើងក៏មានអារម្មណ៍ថាភ័យអភ្លាមៗដោយត្អូញត្អែថាគាត់មិនអាចកម្រើខ្លួនបានទេដែលនេះមិនមែនជាស្ទីលតួឯកដ៏អស្ចារ្យដែលគាត់ចង់បានឡើយ បន្ទាប់មកគាត់ក៏បានបញ្ចេញធម៌ពលយ៉ាងសន្ធឹកសន្ធាប់ដោយកម្ចាត់ចោលហ្វូងសត្វល្អិតវគ្គទី1ទាំងស្រុងតាមរយៈការវាយប្រហារដ៏រហ័សតែម្ដងគត់ ប៉ុន្តែនៅកណ្ដាលនៃការប្រយុទ្ធគាត់ក៏សម្លឹងឃើញអ្វីមួយយ៉ាងកំពុងផ្លាស់ទីនៅទីឆ្ងាយវាគឺជាជនកំហួចដែលស្រែកឃ្លានចង់លួចរបស់ទាំងពីរអ្នកពីមុននោះហើយពួកគេកំពុងតែបោះបង់ចោលទីតាំងរបស់ពួកគេតែម្ដង ការជួនដំណឹងរបស់ប្រព័ន្ធបានបញ្ជាក់យ៉ាងច្បាស់ពីរឿងដ៏អាក្រក់បំផុតព្រោះថាពពួកសត្វល្អិតរបស់ពួកល្ងងទាំងនោះកំពុងតែវាយលុកទៅលើអ្នកផ្សេងទៀត ស្រាប់តែប្រាសាទទាំងមូលត្រូវបានពាសពេញទៅដោយបិសាចដែលទើបតែកើតថ្មីដែលធ្វើឲ្យក្រុមផ្សេងទៀតធ្លាក់ក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ អូចេងដឹងច្បាស់ថាពួកគេពិតជាវីវធំហើយការការពារជនស៊ីវិលពីហ្វូងបិសាចដែលចេះតែកើនឡើងនេះគឺជាសមរភូមិដែលត្រូវទទួលការបរាជ័យ ហើយភ្លាមៗនោះប្រព័ន្ធក៏បានប្រកាសពីមនុស្សពីរនាក់ដែលត្រូវស្លាប់ក្មេងស្រីអភិជនម្នាក់និងសិស្សម្នាក់ត្រូវបានបាត់បង់ជីវិតបាត់ទៅហើយគាត់ពិតជាសឡងកាំងយ៉ាងខ្លាំងអំពីភាពឆាប់រហ័សនៃការស្លាប់របស់មនុស្សនៅពេលនេះ ដោយដឹងថាការសាកល្បងនេះគឺសាហាវជាងអ្វីដែលគាត់បានគិតទៅទៀតអ្នកណែនាំរបស់គាត់បានស្រែកប្រាប់គាត់ឲ្យឈប់លាក់កម្លាំងហើយគ្រាន់តែបញ្ចេញកម្លាំងទាំងអស់ដែលគាត់មាននៅពេលនេះទៅបានហើយ ពេលស្ដាប់តាមការណែនាំហើយគាត់ក៏បានបាញ់រលកធម្មពលដ៏ធំមួយដែលទម្លុះកាត់ចូលទៅក្នុងហ្វូងសត្វល្អិតទាំងនោះ ពួកគេត្រូវបានបន្សល់ទុកឲ្យឈរនៅតាមសាលដែលឥឡូវនេះទទេស្អាតសត្វល្អិតទាំងអស់ត្រូវបានបំផ្លាញខ្ទេចដោយសារការវាយប្រហាររបស់គាត់ បន្ទាប់មកផ្ទាំងប្រព័ន្ធក៏បានបញ្ជាក់ថាតំបន់របស់ពួកគេត្រូវបានសម្អាតរួចហើយបេសកកម្មត្រូវបានបញ្ចប់សម្រាប់ពេលនេះ នារីសក់ពណ៌ស៊ីចម្ពូម្នាក់នេះពិតជាចាប់អារម្មណ៍លើអូឆាំងខ្លាំងណាស់ប៉ុន្តែគាត់បែរជាផ្ដោតសំខាន់ទៅលើការសង្គ្រោះមនុស្សផ្សេងទៀតទៅវិញ គាត់បញ្យល់ថាគោលបំណងសំខាន់នៃការបំបីពួកគេចេញពីគ្នាគឺដើម្បីសម្លាប់ពួកគេដូច្នេះហើយពួកគេចាំបាច់ត្រូវតែប្រមូលផ្ដុំគ្នាឲ្យបានលឿនបំផុតពេលនោះសម្លេងដ៏គួរឲ្យអស់សង្ឃឹមមួយបានស្រែកសុំជំនួយដោយសួរថាតើមានអ្នកណាម្នាក់ផ្សេងទៀតនៅរស់ដែរឬទេ វាគឺជាសិស្សស្រីម្នាក់ទៀតដែលកំពុងរត់យករួចជីវិតហើយស្រែកថានាងត្រូវបានគេបោះបង់ចោលដោយគ្មានដៃគូឡើយអូឆាំងពិតជាមានអារម្មណ៍ធូរស្រាលណាស់ដែលនាងមិនមានគ្រោះថ្នាក់អ្វី បើនឹកឃើញថានាងគឺជាគ្រូមន្តអាគមគាំទ្រដែលនេះបញ្ជាក់ពីមូលហេតុដែលនាងនៅអាចរស់បានប៉ុន្តែវាក៏មានន័យថាហ្វូងបិសាចដែលកំពុងដេញតាមនាងគឺកំពុងមានកម្លាំងពេញលេញដ៏គួរឲ្យភ័យខ្លាចបំផុតផងដែរ ដោយសម្រាប់ចិត្តថាគាត់លេងសើចទៀតហើយអូឆេងក៏បញ្ចេញរលកធម្មពលពណ៌ខៀវដ៏ធំសម្បើមមួយទៀតទៅកាត់តាមសារនោះ ការវាយប្រហាររបស់គាត់បានបំផ្លាញហ្វូងសត្វល្អិតទាំងស្រុងតាមរយៈការបាញ់ធម្មពលដ៏ខ្លាំងក្លាតែម្ដងគត់ ក្មេងស្រីថ្មីម្នាក់នេះពិតជាស្លាំងកាំងនឹងធម៌ពលរបស់គាត់មែនប៉ុន្តែអូឆាំងកាន់តែបារម្ភពីការអស់ម៉ាណាពីខ្លួននិងការពិតដែលគាត់ទទួលបានការជូនដំណឹងថានាងត្រូវបានស្លាប់បាត់ទៅហើយ គាត់គិតយល់ភ្លាមៗតែម្ដងនៅពេលដែលនាងប្រាប់ថានាងក៏ទទួលបានការជូនដំណឹងពីការស្លាប់របស់គាត់ដូចគ្នាដែរគាត់ដឹងច្បាស់ថាប្រព័ន្ធនេះកំពុងតែបញ្ជូនការជូនដំណឹងคล้ายៗពីការស្លាប់ទៅកាន់អ្នកគ្រប់គ្នាដើម្បីធ្វើឲ្យខួរក្បាលរបស់ពួកគេមានភាពវឹកវរ អូឆេងបកស្រាយពីអន្ទាក់ផ្លូវចិត្តនេះគឺធ្វើឲ្យគ្រប់គ្នាគិតថាមិត្តភក្តិគេស្លាប់អស់ហើយដើម្បីបំបាក់ស្មារតីតែម្ដង គេពិតជាខឹងខ្លាំងណាស់ពេលឃើញល្បិចពីស្ពតរបស់ដាក់ជោគនៅទីនេះបិចណែនាំបញ្ជាក់ថាវាគ្រាន់តែជាពាក្យញាក់ផ្សងព្រេងហើយការសាក់លបងរបស់ព្រះដ៏ឈួតលីលានេះប៉ុណ្ណោះ សម្រាប់ដដែលគ្រាន់តែខុសឈ្មោះការពិតដ៏ជូរចត់នេះបង្ហាញថាវិផតថនេះនឹងកាន់តែពិបាកខ្លាំងឡើងពីពេលនេះតទៅ គោលដៅបេសកកម្មថ្មីលោតឡើងជាមួយដំបូន្មានដ៏គ្មានប្រយោជន៍មួយ រស់រានមានជីវិតរហូតដល់ទីបញ្ចប់ទីបំផុតបិចណែនាំនោះភ្ជាប់មកវិញត្អូញថាហត់ណាស់ហើយសួររកផែនការពីអូឆេងភ្លាមៗតែម្ដង
អូចេងប្រាប់នារីទាំងពីរឲ្យនៅក្បែរគ្នាខណៈគេចេញទៅស្វែងរកអ្នករស់រានមានជីវិតផ្សេងទៀតពេលកំពុងរត់គេគិតថាអាពីរអ្នកដែលស្រែកឃ្លានរបស់របរនោះប្រហែលជាចេញទៅរកបិសាចកម្រិតខ្ពស់ដោយខ្លួនឯងហើយគេបើកទ្វារមួយហើយក៏ឃើញពួកវាភ្លាមឬក៏ត្រឹមតែសាកសពរបស់ពួកវា ហើយពួកវានៅទីនោះមែនអាពីរអ្នកស្រីឃ្លានរបស់របរនោះកំពុងតែត្រូវបានសត្វចម្លែកកង្កែបយៈវាយឲ្យខ្ទេចខ្ទីតែម្ដង អូចេងខឹងយ៉ាងខ្លាំងដោយដឹងថាភាពលោភលន់របស់ពួកវាទឹកធ្វើឲ្យមនុស្សជាច្រើនត្រូវស្លាប់ពេលនេះរឿងនេះដាក់ការចងចាំដ៏អាក្រក់ដែលគេធ្លាប់ត្រូវគេជន់ឈ្លីដែលធ្វើឲ្យគេកាន់តែខឹងសម្បាខ្លាំងឡើងដូច្នេះគេដើរចូលទៅក្នុងបន្ទប់បិសាចដោយមើលទៅដូចជាកំពុងត្រៀមខ្លួនបង្ករឿងដ៏អាក្រក់សម្រាប់នរណាម្នាក់ចឹងពេលនោះបិសាចកង្កែបកំពុងរងការវាយប្រហារដោយវេទមន្តពស់ស្វាយដ៏ខ្លាំងពីបងប្អូនពីរនាក់នោះការសហការរបស់ពួកគេពិតជាអស្ចារ្យដោយម្នាក់ស្រែកជេរម្នាក់ទៀតដែលវាយស្ទើរតែត្រូវខ្លួនកំឡុងពេលប្រយុទ្ធតែស្រាប់តែអនុងាកមើលហើយក៏ដឹងថាមានអ្នកផ្សេងមកដល់ វាចាប់ផ្ដើមស្រែកដាក់អូឈីងភ្លាមប្រាប់ឲ្យថយក្រោយព្រោះរបស់ពីបិសាចនេះគឺជារបស់ពួកវាទាំងអស់អ្នកដឹងទេ កំឡោះយើងគ្រាន់តែឈរបញ្ចេញពន្លឺធម្មពលទីនោះហើយមើលទៅមិនខ្វល់ខ្វាយនឹងសម្ដីរបស់ពួកវាទាល់តែសោះការចងចាំមួយផុសឡើងពេលគេប្រាប់ថាអ្នកផ្សងព្រេងដែលគេស្គាល់ត្រូវគេសម្លាប់យកប្រយោជន៍ផ្ទាល់ខ្លួនអស់ហើយប្រព័ន្ធបញ្យោថានេះជារឿងធម្មតាទេអ្នកផ្សងព្រេងគឺខុសខើហើយអាពីរអ្នកនេះគ្រាន់តែចង់ដំឡើងកម្រិតប៉ុណ្ណោះប៉ុន្តែអូឆេងលេងខ្វល់ពីរឿងនឹងទៀតហើយដោយប្រកាសថាបើពួកវាចង់បានរបស់ទាំងនោះត្រូវតែរំលងសាកសពគេសិនបងប្អូនទាំងនេះមិនខ្វល់ពីគេទេថែមទាំងបញ្ចេញការវាយប្រហាររួមគ្នាចុងក្រោយដើម្បីសម្លាប់បិសាចនោះតែម្ដងការវាយប្រហារបង្កជាបន្ទុះធម្មពលពណ៌ស្វាយដ៏ធំសង្កត់លើបិសាចនោះយ៉ាងខ្លាំងកង្កែបយៈក៏ដួលក្រាំងមើលទៅដូចជាត្រូវបានកម្ចាត់ទាំងស្រុងដោយការវាយប្រហារនេះអញ្ចឹង បងប្រុសធំឈរធ្វើមុខឌឺដងដោយប្រាប់បងប្រុសឲ្យចូលទៅវាយផ្ដាច់សង្ខារនិងយករង្វាន់របស់ពួកគេ ស្របពេលដែលប្អូនប្រុសចូលទៅវាយផ្ដាច់សង្ខារអូឆេងក៏ដើរទៅឈរពីក្រោយគេយ៉ាងស្ងៀមស្ងាត់អានោះងាកមកជាមួយទឹកមុខដែលបង្ហាញថាសយហើយខ្ញុំភ្លេចគិតពីគេបាត់អូឆេងឌឺដងពីកម្រិតរបស់ពួកគេរួចបញ្ចេញអាវុធថ្មីហើយសួរថាវាពិតជាចង់ប្រយុទ្ធដែរឬទេដោយមិនចាំចម្លើយគេបញ្ចេញបលាខ្មែរដ៏ធំតម្រង់ទៅរកអានោះដែលកំពុងភ័យខ្លាចភ្លាមអាបងគិតពីបលានោះដែលមិនដឹងខ្លួនសោះថាអូឆេងទើបតែជួយសង្គ្រោះជីវិតវាពីការលួចសម្លាប់នោះបន្ទាប់មកប្រព័ន្ធក៏ប្រកាសថាបេសកកម្មបរាជ័យហើយពួកពេលនេះអសរិទ្ធកង្កែបខ្លាយជាវីរបុរសរបស់នគរទៅវិញស្អីគេភ្លាមនោះសត្វចម្លែកក្រោកឈរខ្លាយជាអសរិទ្ធពាក់អាវក្រោះកាន់ដាវមើលទៅសង្ហានឹងលយជាងមេបិសាចធម្មតាទៅទៀតខណៈបងប្រុសកំពុងមើលបងរបស់គេអូឆេងដឹងថាការសាក់លបងមួយនេះកំពុងតែវឹកវរពេញទាំងហឹងហើយអាបងកំពុងខឹងឈួតឌីលាស្រែកជេរកង្កែបនោះថាលួចការសម្លាប់របស់គេព្រោះវាជារឿងសំខាន់បំផុតអូឆេងប្រញាប់បើកជំនាញវិភាគរបស់គេភ្លាមដើម្បីសិក្សាពីគ្រោះមហន្តរាយដ៏ធំមួយនេះគេស្រែកព្រមានភ្លាមពេលដែលអសរិទ្ធកង្កែបចាប់ក្បាលនោះបង្ហាញច្បាស់ថាវាមិនមែនជារបស់លេងសម្រាប់ពួកគេឡើយចំណែកអប្អូនវិញនៅតែស្រែកទាមទាររបស់គេហើយចាប់ផ្ដើមបញ្ចូលធម្មពលដើម្បីវាយប្រហារ ពិតជាសមាជិកក្រុមល្អមែនវាបញ្ចូលធម្មពលបង្កើតដុំភ្លើងយក្សដោយជឿថាអាចកម្ចាត់បញ្ហាថ្មីនេះត្រឹមមួយក្បាច់បាន ការវាយប្រហារនោះហោះសម្ដៅទៅរកអសរិទ្ធកង្កែបដែលកំពុងចាប់បងប្រុសគេធ្វើជាចំណាប់ខ្មាំងនៅឡើយ អាបងពិតជាភ័យរន្ធត់ខ្លាំងណាស់ពេលដឹងថាខ្លួនឯងជិតខ្លាចជាផេះដោយសារតែការវាយប្រហាររបស់ប្អូនបង្កើតទៅហើយតែអសរិទ្ធកង្កែបលឿនជាងដោយកាត់ក្បាលអាបងដាច់មុនពេលការវាយប្រហារនោះមកដល់ទៅទៀតអាប្អូនបានត្រឹមឈរមើលដោយភ័យរន្ធត់និងស្រែកយ៉ាងខ្លាំងពេលឃើញបងប្រុសត្រូវគេសម្លាប់នៅចំពោះមុខ ភ្នែកអូឆេងបាំងធំសម្លឹងមើលលបឿននិងភាពខកខើរបស់គូប្រកួតថ្មីការវិភាគក្នុងប្រព័ន្ធគេក៏បញ្ជាក់បែបនេះដែរអសរិទ្ធកង្កែបនេះមានធម្មពលខ្លាំងគួរឲ្យខ្លាចហើយជំរឿសតែមួយគត់គឺរត់ពេលបងស្លាប់អាប្អូនសាច់ចាសងសឹកតែក៏ត្រូវអសរិទ្ធនោះវាយបំបាក់ភ្លាមតែម្ដងអសរិទ្ធកង្កែបនេះបញ្ចេញវេទមន្តពណ៌ក្រហមដ៏សាហាវមួយដើម្បីបញ្ចប់ជីវិតរបស់អាក្មេងលោភលន់ចុងក្រោយនោះតែម្ដងផ្ទាំងប្រព័ន្ធមួយក៏បង្ហាញពីបេសកកម្មពិតប្រាកដរបស់អសរិទ្ធកង្កែបនេះលាក់បាំងការបះបោរនិងខ្លាយជាវីរបុរសអូឆេងគាំងថ្មឹងដោយទីបំផុតយល់ពីលបែងដ៏ពីរសពលដែលពួកគេត្រូវបង្ខំឲ្យចូលរួម ហើយគោលដៅចុងក្រោយគឺគួរឲ្យរន្ធត់អសរិទ្ធកង្កែបត្រូវសម្លាប់វីរបុរសទាំងអស់ដើម្បីឈ្នះដែលមានន័យថាសម្ដៅលើពួកគេនឹងឯង អូចេងដឹងថាគេកំពុងឃើញផ្ទាំងបេសកកម្មរបស់អសរិទ្ធកង្កែបហើយគោលដៅបន្ទាប់របស់វាគឺគេផ្ទាល់តែម្ដងអ្នកបាច់គុណនោះនៅតែមិនយល់ពីបរាជ័យបេសកកម្មទេតែអូឆេងដឹងច្បាស់ថាមានរឿងមិនស្រួលធំកាត់ឡើងហើយក៏ស្រែកព្រមានគណៈពេលអសវិនកង្កែបលើកដាវដ៏ធំកាប់សន្ធាប់មកលើក្រុមពួកគេគោលដៅទី1របស់វាគឺអ្នកប្រយុទ្ធសាច់ដុំធំដែលកំពុងតែភ័យញ័រខ្លួនពេលត្រូវបានវាសម្លឹងចំមុខតែម្ដងសំណាងល្អសាវេទមន្តជំនួយបានវាយប្រហារវាដោយបណ្ដាសាទាន់ពេលវេលាឈឹងតែម្ដង រឿងនេះកាន់តែធ្វើឲ្យអសវិនខឹងហើយក៏ងាកទៅរកគ្រូមន្តអាគមជំនួយវិញភ្លាមអ៊ូឈីងក៏លោតចូលទៅបាញ់រលកធម្មពលដើម្បីជួយសង្គ្រោះនាង ការវាយប្រហារនេះមិនបានធ្វើឲ្យវាឆ្កូតសំបីតែបន្តិចដោយអសវិននោះគ្រាន់តែអោនមើលដូចជាសត្វមូសខំទៅវិញបន្ទាប់មកវាគិតពីការវាយប្រហារមួយទៀតយ៉ាងងាយស្រួលដោយបង្ហាញពីលបឿនដ៏លឿនកប់ពពកធម្មពលងឹតបានបញ្ចេញពន្លឺពីវាប្រកាសថាអូឈីងគឺជាមនុស្សស្លាប់ទៅហើយតួឯកយើងក៏តបទៅវិញយ៉ាងឌឺដងថាចូលមកសាកមើលសិនមកទោះជាគាត់មិនយល់ភាសាកង្កែបក្តីដោយគ្មានជំរឿគាត់ក៏ស្ទុះចូលទៅប្រយុទ្ធដោយបិទគម្លាតយ៉ាងលឿនអសវិនកង្កែបនេះគ្រាន់តែរងចាំគាត់លើកដាវឡើងត្រៀមវាយបកវិញបន្ទាប់មកវាក៏កាប់ដាវចុះមកដោយកម្លាំងដ៏គួរឲ្យខ្លាចជាមួយនឹងស្នាមញញឹមដ៏ព្រឺព្រួយបំផុតដាវដ៏ធំនោះកាប់សន្ធាប់ចុះមកមើលទៅដូចជាចំពោះគាត់ជាពីរចំណែកអញ្ចឹងហើយគាត់ក៏ត្រូវខ្ទាតទៅក្រោយដោយសារតែកម្លាំងនៃការវាយប្រហារនោះព្រមទាំងស្រែកចេញមកដោយការឈឺចាប់គាត់អាចរារាំងវាបានមែនប៉ុន្តែកម្លាំងទង្គិចធ្វើឲ្យធ្មេញរបស់គាត់ស្ពឹកហើយដាវនោះមិនមានស្នាមឆ្កូតសំបីតែបន្តិចការវាយប្រហារដ៏ធ្ងន់មួយទៀតធ្វើឲ្យគាត់អូសជើងថយក្រោយដាច់កម្រាលប្រាសាទខណៈដែលគាត់ខំប្រឹងឈូឲ្យនឹងគាត់កំពុងបញ្ចេញកម្លាំងទាំងអស់ដែលមានដើម្បីការពារខ្លួនប៉ុន្តែការវាយប្រហាររបស់អសវិនគឺលឿនហើយធ្ងន់ខ្លាំងពេកហើយ ជោគគៀងនឹងអស់ជំរឿអូឆេងអាចត្រឹមតែសម្លឹងមើលអសវិនកង្កែបលើកដាវឡើងដើម្បីបញ្ចប់ជីវិតគាត់តែប៉ុណ្ណោះ
អូឆេងក៏អាចទប់ការកាប់ដ៏ធំរបស់អាសវិនកង្កែបដោយអាវុធរបស់គាត់បានកម្លាំងដ៏ខ្លាំងនៃការវាយប្រហារធ្វើឲ្យគាត់ខ្ទាតទៅក្រោយបុកផ្ទប់នឹងជញ្ជាំងប្រាសាទពេញទំហឹងប៉ុន្តែអាសវិននោះកំពុងតែវិលមុខវិលផ្លេចដូច្នេះការរារាំងនេះយ៉ាងហោចណាស់ក៏មានប្រសិទ្ធភាពដែរ ហើយចុងពេលល្អគ្រូមន្តអាគមជំនួយបានប្រើវេទមន្តព្យាបាលនិងបំពេញម៉ាណាដែលគាត់កំពុងត្រូវការជាចាំបាច់ ភាពវិលមុខនេះមានរយៈពេលមិនយូរប៉ុន្មានទេខណៈដែលអាសវិនកង្កែបបានក្រោកឈរឡើងវិញជាមួយនឹងទឹកមុខយ៉ាងខឹងសម្បាមេរីម្នាក់នេះស្ទុះទៅរកគាត់ខណៈដែលអ្នកប្រយុទ្ធកំពុងរអ៊ូទាន់ពីការខ្វះខាតក្រុមជួយសង្គ្រោះអូឆេងបានបញ្យល់ពីការពិតដ៏អាក្រក់មួយអាសវិននេះគឺជាកំហុសក្នុងប្រព័ន្ធហើយបេសកកម្មរបស់វាគឺសម្រាប់ពួកគេទាំងអស់ដើម្បីក្លាយជាវីរបុរសពេលគេសួរថាដឹងដោយរបៀបណាគាត់ចង្អុលទៅសមាជិកក្រុមហើយសួរគ្រូមន្តអាគមជំនួយពីរបស់របរបង្កើនធម៌ពលរបស់នាងបញ្ជាក់ថានាងមានកម្ពុជាវេទមន្តប៉ុន្តែនៅតែទទូចថាការលាក់ខ្លួនគឺជាជំរឿសតែមួយគត់ព្រោះគាត់កំពុងរបួសអូឆេងបដិសេធភ្លាមៗដោយរំលឹកពួកគេថាលបឿនដ៏លឿនរបស់អាសវិនគឺមិនអាចឲ្យពួកគេរត់រួចឡើយគាត់បានកណនីប្រាប់ពួកគេអាសវិននេះខ្លាំងដោយពួកកូនចៅដែរប៉ុន្តែលឿនជាងឆ្ងាយណាស់ទើបបានជាពួកគេត្រូវរងបរាជ័យទោះជាយ៉ាងណាគាត់មើលឃើញចន្លោះប្រហោងដែលបញ្ជាក់ថាពួកគេមានអ្នកបន្ថែមធម្មពលនិងសៃរ៉ែនដើម្បីគ្រប់គ្រងស្ថានភាពធ្វើឲ្យគ្រូមន្តអាគមជំនួយភ្ញាក់ផ្អើលគាត់សារភាពថាគាត់មិនអាចមើលដឹងកម្រិតរបស់វាទេប៉ុន្តែបើមានសហការក្រុមល្អពួកគេនៅតែមានសង្ឃឹមឈ្នះប៉ុន្តែជំនួយការណែនាំរបស់គាត់កំពុងតែភ័យស្លន់ស្លោដោយជឿជាក់ថាពួកគេនឹងត្រូវស្លាប់ហើយទម្លាក់កំហុសលើខ្លួនឯងសម្រាប់បេសកកម្មនេះទោះត្រូវវាយយ៉ាងនំនំអូឆេងនៅតែផ្ដោតអារម្មណ៍ដដែលធ្វើឲ្យមានការបញ្ចូលថាខំធ្វើខ្លួនសង្ហាក្នុងពេលមានអាសន្នអ្នកប្រយុទ្ធរូបនេះនៅតែមានការសង្ស័យដោយគិតថាក្មេងនេះកំពុងស្រម៉ាស្រមៃប៉ុន្តែនារីសក់ពណ៌ផ្កាឈូកជឿជាក់ទាំងស្រុងដោយប្រកាសថានាងទុកចិត្តលើការសម្រេចចិត្តរបស់គាត់បើការប្រយុទ្ធជាផ្លូវរស់តែមួយគត់គ្រូមន្តអាគមជំនួយគិតថាពួកគេមុខជាឈួតអស់ហើយដែលហ៊ានគិតដល់រឿងនេះអូឆេងគ្រាន់តែនិយាយការពិតត្រង់ៗបើរត់គឺមានតែស្លាប់ងាយៗអញ្ចឹងឯងហើយការគិតក្នុងចិត្តរបស់នាងបានបង្ហាញពីផែនការធំទុកឲ្យពួកគេធ្វើជាខែលខណៈដែលនាងរងចាំជំនួយពិតជាសមាជិកក្រុមដ៏ល្អមែនចំណែកឯនៅខាងក្រៅគុកងឹតប៊ីងអ្នកគ្រប់គ្រងក្រុមហ៊ុនម្នាក់ទទួលបានបញ្ជីឈ្មោះអ្នកដែលត្រូវស្រូបចូលទៅក្នុងផុសថលមន្ទីរពេទ្យបុរសម្នាក់នេះកំពុងភ័យស្លន់ស្លោព្រោះការដួលរលំនៃគុកងឹតមានន័យថាមានអ្នកស្លាប់ច្រើនហើយអាជីពរបស់គាត់នឹងត្រូវបញ្ចប់កាន់តែអាក្រក់ទៅទៀត tablet របស់គាត់បង្ហាញថាមាន VIP 2នាក់មកពី Guild Elf និង Golden Consortium ក៏ជាប់នៅខាងក្នុងនោះដែរហើយពាក្យថា VIP នេះគឺសំដៅលើអ្នកស្នូលមរតករបស់ Golden Consortium និងប្អូនស្រីរបស់គាត់ទើបបានជាទូរស័ព្ទរបស់គាត់រួមមិនឈប់បែបនេះគាត់រៀបនឹងទេទៅសមាគមដើម្បីសុំជំនួយតែឲ្យសັບតែទូរស័ព្ទរស់ឡើងវាអាចដូចជាដំណឹងល្អព្រោះភ្នាក់ងារដែលគាត់បញ្ជូនឲ្យតាមមើលអូឆេងក៏កំពុងជាប់នៅទីនោះជាមួយគេដែរអ្នកគ្រប់គ្រងនេះមើលឃើញឱកាសមាសឲ្យអូឆេងស្លាប់ដោយចៃដន្យខណៈពេលដែលគាត់រៀបចំការជួយសង្គ្រោះសម្រាប់ពួកកូនអ្នកមានទាំងនោះប៉ុន្តែសម្លេងដ៏អាត់កំបាំងមួយបន្លឺឡើងដោយសន្យាថាតួឯករបស់យើងនឹងមិនស្លាប់នៅពេលនេះទេតាមពិតអ្នកគ្រប់គ្រងកំពុងនិយាយទូរស័ព្ទជាមួយបរិសុទ្ធសក់ក្រហមដ៏ក្រអឺកតូម្នាក់ដែលហៅគាត់ថាលងងសម្រាប់ផែនការដ៏ខ្ជិលត្រអូសមួយនេះអ្នកលេងចម្រុះថ្មីម្នាក់នេះមើលទៅហាក់ដូចជាលំហែខ្លាំងណាស់ដោយស្នាបដូរយោបល់បន្តិចបន្តួចដល់មិត្តរបស់គាត់ឈ្មោះជីនដែលជាអ្នកគ្រប់គ្រងញញឹមបន្លំវិញដោយមើលទៅដូចជាកូនសិទ្ធិពុករលួយអញ្ចឹងបន្ទាប់មកយើងទៅមើលវគ្គសំណួរនិងចម្លើយដែលសួរអំពីថ្នាក់គ្រូមន្តអាគមដ៏ខ្លាំងបំផុតនៅក្នុងហ្គេមនេះវាគឺជាអ្នកដាក់ទណ្ឌកម្មលំដាប់ទេវៈដែលជាថ្នាក់ដ៏កម្របំផុតមានតែមួយគត់នៅក្នុងប្រទេសព្រមទាំងមានច្បាប់ផុតថយជាមូលដ្ឋានមួយចំនួនផងដែរភ្លាមនោះជំនួយការណែនាំរបស់អូឆេងក៏ហោះមកចំមុខរបស់គាត់ដោយស្រីប្រាប់ថាវាដឹងថាគាត់កំពុងមានបញ្ហាហើយមើលទៅវាខឹងខ្លាំងណាស់ព្រោះវាត្រូវគេជេរយ៉ាងចាស់ដៃនៅឋាននរកពេលដែលអូឆេងស្ទើរតែបាត់បង់ជីវិតទៅហើយអញ្ចឹងដល់មកទេសនាហើយប៊ិចមួយនេះបានថាឲ្យគាត់ចំថាជាអ្នកពូកែតែទ្រឹស្ដីក្នុងសិភៅតែគ្មានជំនាញប្រយុទ្ធជាក់ស្ដែងសូម្បីបន្តិចបន្ទាប់មកវាក៏សួរគាត់ថាតើគាត់អាចវាយមេកម្រិតខ្ពស់ម្នាក់ឯងបានដោយរបៀបណាទាំងដែលគាត់មិនគួរមានឱកាសឈ្នះទាល់តែសោះកំណត់របស់យើងដឹងថាកម្រិតធម៌ពលពិតជាធំណាស់សូម្បីតែនៅកម្រិតដូចគ្នាក៏ដោយពេលដែលគាត់ប្រមូលធម៌ពលប៉ុន្តែអ្នកនាំផ្លូវរបស់គាត់បានបដិសេធដោយប្រាប់ថាគាត់មិនបានឈ្នះនោះទេគាត់គ្រាន់តែមានសំណាងនិងមានជំនាញល្អប៉ុណ្ណោះដោយបង្ហាញភ័ស្តុតាងវាបានហៅគាត់ថាជាមនុស្សអួតអាងដោយនិយាយថាវាជារឿងធម្មតាទេដែលអ្នកថ្មីថ្មងតែងតែវាយរឹកធំប៉ុន្តែគាត់ត្រូវតែទទួលស្គាល់ការពិតប៊ិចនាំផ្លូវនេះសម្រាប់ចិត្តថាវាដល់ពេលត្រូវបង្រៀនដោយតែលាក់ចំណុចសំខាន់ពីរយ៉ាងដើម្បីឲ្យអូជាងអាចរស់រានមានជីវិតបានចំណុចទី1គឺចាក់ដោតខ្លាំងណាស់អូចិនមិនបានដឹងទាល់តែសោះថាគម្លាតដ៏ធំរវាងកម្រិតនីមួយៗមានន័យយ៉ាងណាឲ្យប្រកបនោះទេការយកឈ្នះមេបេសាច់ក្បាត្រីបាឡែននោះមើលទៅធ្វើឲ្យគាត់មានអំនួតខ្លាំងដែលធ្វើឲ្យគាត់វាយតម្លៃសត្រូវខុសទាំងស្រុងតែម្ដងប៊ិចនេះបានបញ្យល់ពីគណិតវិទ្យាដ៏សាហាវនេះក្រុមអ្នកកម្រិត5គឺគ្មានឱកាសសូម្បី 1% ក្នុងការទប់ទល់នឹងបេសាច់កម្រិត9ពិតប្រាកដនោះទេបន្ទាប់មកវាក៏សួរចំតែម្ដងថាតើគាត់កំពុងគិតអ្វីឲ្យប្រកបបានជាចង់ទៅប្រយុទ្ធជាមួយសត្វចម្លែកមួយនេះស្របពេលជាមួយគ្នានោះអាយ៉ងទាហានកង្កែបគ្រាន់តែឈរនៅទីនោះហើយមើលទៅហាក់ដូចជាពេញចិត្តនឹងខ្លួនឯងខ្លាំងណាស់អ្នកប្រយុទ្ធរបស់ពួកគេកំពុងតែរងការវាយប្រហារយ៉ាងចាស់ដៃខណៈពេលព្យាយាមទប់ទល់នឹងការវាយលុករបស់ទាហានកង្កែបនោះដោយផ្ទាល់នារីសពផ្កាឈូកនេះសារភាពថានាងគឺជាអ្នកជំនួយដ៏ខ្សោយម្នាក់ប៉ុន្តែអូឆេងគ្រាន់តែប្រាប់នាងឲ្យជួយបង្វែរចំណាប់អារម្មណ៍វាទៅបានហើយនាងពិតជាវង្វេងវង្វាន់ដោយឆ្ងល់ថាហេតុអីបានជាអ្នកកម្រិត4ម្នាក់មានទំនុកចិត្តម្លេះជាពិសេសដោយសារគាត់ដឹងថាជំនាញរបស់នាងគឺការបញ្ជាប៉ុន្តែដែលគ្មានជំរឿផ្សេងនាងសម្រាប់ចិត្តថាត្រូវតែជឿជាក់លើក្មេងប្រុសនេះហើយអ្នកប្រយុទ្ធក្បាច់គុណម្នាក់នេះបានសំទោសដែលមិនអាចទប់ស្កាត់រាល់ការវាយប្រហារបានប៉ុន្តែអូឆេងនិយាយថាវាមិនអីទេផែនការកំពុងដំណើរការហើយគាត់និយាយត្រូវព្រោះទាហានកង្កែបនោះកំពុងតែបញ្ចេញពន្លឺដោយកំហឹងហើយមើលទៅហាក់ដូចជាចិត្តផ្ទុកកំហឹងទៅហើយការទេសនារបស់ប៊ិចនេះចាប់ផ្ដើមម្ដងទៀតដោយបញ្យល់ថាកម្រិតនៃការផ្សងព្រេងមិនមែនជាប្រព័ន្ធដែលមានតួលេខច្បាស់លាស់នោះទេ
អ្វីៗទាំងអស់គឺផ្អែកលើបទពិសោធន៍ពីមុនដោយអ្នកផ្សងព្រេងខ្លួនឯងជាអ្នកកំណត់ស្តង់ដារសម្រាប់សត្វចម្លែកនិងវិភ័យថតផ្សេងៗនៅក្នុងប្រព័ន្ធនេះការឡើងកម្រិតគ្រាន់តែមានន័យថាវាជួយបង្កើនសមត្ថភាពចម្បងរបស់អ្នកយ៉ាងច្បាស់ប៉ុណ្ណោះជាឧទាហរណ៍កម្លាំងនិងល្បឿននៃប្រយុទ្ធម្នាក់នឹងកើនឡើងយ៉ាងជាក់ស្ដែងនៅលើផ្ទាំងព័ត៌មានរបស់ពួកគេនេះមានន័យថាគម្លាតកម្រិតកាន់តែធំវាកាន់តែពិបាកនៅក្នុងការមានឱកាសឈ្នះនៅក្នុងការប្រយុទ្ធទ្រឹស្ដីទូទៅគឺថាភាពខុសគ្នាចំនួន3កម្រិតធ្វើឲ្យការប្រយុទ្ធស្ទើរតែមិនអាចទៅរួចសម្រាប់អ្នកដែលខ្សោយជាងទោះជាយ៉ាងណាក៏ដោយវាមានលក្ខខណ្ឌមួយគុណសម្បត្តិនៃជំនាញនិងប្រភេទថ្នាក់អាចផ្លាស់ប្ដូរលទ្ធផលទាំងស្រុងបានប្រសិនបើអ្នកមានជំនាញឬលឿនគ្រប់គ្រាន់អ្នកអាចយកឈ្នះគូប្រកួតបានសូម្បីតែមានកម្រិតថាមពលស្មើគ្នាក៏ដោយដែលនេះជាការប្រថុយប្រកាសទាំងស្រុងរបស់អ៊ូឆេងការវិនិយោគរបស់ Big នៅតែបន្តដោយរំលឹកទៅដល់ការវឹកហាត់ដ៏តឹងរឹងរបស់អូឆេងនិងការគិតរបស់គាត់អំពីថាមពលគាត់ទទួលស្គាល់ថាការពីមួយសប្តាហ៍មុនការប្រឈមមុខជាមួយបិសាចកម្រិតនេះប្រកាសជាស្មើនឹងការស្លាប់មិនខានប៉ុន្តែពេលនេះគាត់ពិតជាអាចគេចពីការវាយប្រហាររបស់វាដោយប្រើខែលមនុស្សក្រដាស់របស់គាត់ដើម្បីស្រូបយកការផ្ទុះអណ្ដុតភ្លើងដ៏ធំមួយគាត់ដឹងច្បាស់ណាស់ថាជាមួយនឹងគម្លាតកម្រិតបច្ចុប្បន្នការវាយប្រហារចង់គោលដៅតែមួយលើកនឹងឲ្យគាត់ជាបំណាក់ភ្លាមទោះជាយ៉ាងណាក៏ដោយប្រៀបរបស់គាត់គឺបានមកពីការអានសៀវភៅអណ្ដាតភ្លើងដែលមិនអាចប្រលត់បានរបស់គាត់គឺជាជំនាញដែលគ្មាននរណាម្នាក់មានហើយមិនដូចមេត្រីបាឡែននោះទេទាហានម្នាក់នេះគ្មានស្បែកក្រាស់ឡើយដែលធ្វើឲ្យវាកាន់តែងាយរងគ្រោះដោយភ្លើងរបស់គាត់ល្បិចដ៏អស្ចារ្យបំផុតរបស់គាត់គឺទាហាននោះមិនបានដឹងសូម្បីបន្តិចអំពីអណ្ដាតភ្លើងឬមនុស្សក្រដាស់ប្រឆោតរបស់គាត់បន្ទាប់មកបិចនោះក៏បានទម្លាក់ចំណុចសំខាន់ទី2ដែលរឹតតែចាំបាច់សម្រាប់ការរស់រានមានជីវិតនៅក្នុងពិភពលោកដ៏ច្របូកច្របល់នេះវាគឺជាមេរៀនមួយនៅក្នុងយុទ្ធសាស្ត្រសមរភូមិភាគីដែលខ្សោយជាងត្រូវតែរងចាំឲ្យភាគីខ្លាំងវាយប្រហារមុនដើម្បីបង្កើតជាចម្លោះប្រហោងត្រឡប់មកការប្រយុទ្ធវិញអូចាំងកំពុងរងការខូចខាតខណៈពេលដែលគាត់កំពុងរៀបរៀងប៉ុន្តែគាត់កំពុងតែស៊ូទ្រាំដើម្បីរងចាំពេលវេលាដ៏ស័ក្តិសមមួយនោះសោះពេលនោះដែរអ្នកប្រយុទ្ធក្បាច់គុនកំពុងតែត្រូវគេវាយឲ្យហោះដែលដើរតួជាការបង្វែរចំណាក់អារម្មណ៍ដ៏ឈឺចាប់បំផុតដោយឃើញចន្លោះប្រហោងទាហានកង្កែបក៏លើកដាវភ្លើងរបស់វាឡើងដើម្បីបញ្ចប់រឿងនេះប៉ុន្តែវាពិតជាច្របូកច្របល់យ៉ាងខ្លាំងនៅពេលដែលវាមិនអាចរលាស់អណ្ដាតភ្លើងពណ៌ខៀវចេញពីអាវុធរបស់ខ្លួនឯងបានដែលនេះជាល្បិចដែលវាមិនធ្លាប់បានឃើញពីមុនមកអូឆេងញញឹមទាំងឈឺចាប់ដោយសង្កេតឃើញថាចលនារបស់ទាហាននោះទីបំផុតក៏ចាប់ផ្ដើមយឺតទៅហើយគាត់បានសាយប្រាប់តែគ្រូមន្តអាគមនោះឲ្យប្រើជំនាញរបស់នាងដើម្បីបង្វែរចំណាប់អារម្មណ៍វាក្នុងពេលដែលវាកំពុងបាត់បង់លំនឹងការគិតក្នុងចិត្តរបស់គាត់បានបង្ហាញថាគាត់បានដឹងពីចេតនារបស់គ្រូមន្តអាគមជំនួយនេះតាំងពីដើមមកថានាងជាមនុស្សដែលចូលចិត្តប្រើអ្នកដទៃជាខែលការពារខ្លួនគាត់ថែមទាំងបានឃើញនាងប្រើបណ្ដាសាជំនួសដើម្បីបង្ខំឲ្យអ្នកប្រយុទ្ធម្នាក់នោះទទួលការវាយប្រហារជំនួសនាងទៀតផងពិតជាមិត្តរួមក្រុមដ៏ល្អមែនតែគេមិនទាន់ផុតពីមាត់ផងនាងកំពុងតែរត់គេចខ្លួនបាត់ទៅហើយជាមួយនារីសក់ពណ៌ផ្កាឈូកដែលកំពុងតែមានការស្ទាក់ស្ទើរក្នុងចិត្តយ៉ាងខ្លាំងគ្រូជំនួយម្នាក់នេះគ្រាន់តែចង្អុលក្បាលនាងហើយស្ដីបន្ទោសនាងថារំខានសូម្បីតែនាងស្នើឲ្យត្រឡប់ទៅជួយហេតុផលរបស់នាងគឺឥតខ្ចោះតែម្ដងពិតមែនហើយហេតុអ្វីត្រូវយកជីវិតខ្លួនឯងទៅប្រថុយក្នុងពេលដែលនាងអាចបណ្ដោយឲ្យអ្នកផ្សេងស្លាប់ជំនួសខ្លួនបាននោះសពពេលនោះដែរនារីសក់ពណ៌ផ្កាឈូកគ្រាន់តែមានការធូនថប់ដែលបងប្រុសរបស់នាងនៅមិនទាន់បញ្ជូនក្រុមសង្គ្រោះមកនៅឡើយគិតរឿងសំខាន់សិនទៅអ្នកទាំងអស់គ្នាត្រឡប់មកការប្រយុទ្ធវិញដាវមួយបានហោះកាត់អាកាសក្នុងលំបឿនយ៉ាងលឿនវាបានបុកចំផ្ទាំងថ្មយ៉ាងខ្លាំងដោយបញ្ចេញពន្លឺថាមពលពណ៌បៃតងដោយចម្លែកមួយហើយអូជាងបានប្រើវាជាទីតាំងដើម្បីលួចសម្ដៅកវីប្រហែលចំចំណុចសំខាន់តែម្ដងគាត់សម្រុកសម្ដៅក្បាលតែម្ដងដោយសង្ឃឹមអាចផ្ដាច់ជីវិតក្នុងមួយក្បាច់ដោយដែលគាត់ត្រូវការបំផុតប៉ុន្តែអាសត្វកង្កែបបិសាចនោះគ្រាន់តែចាប់ផ្លែដោយជាប់លើអាកាសយ៉ាងងាយលឿនវាកើនឡើងយ៉ាងខ្លាំងភ្លាមអូឆេងត្រូវមួយកំបិតចំទ្រូងព្រោះកិច្ចពីការវាយបក់ដ៏លឿនដោយភ្លេចបន្ទោនោះមិនទាន់គាត់ដួលខ្ទិះទៅលើដីយ៉ាងដំណំខណៈដែលបិសាចនោះឈោពីលើត្រៀមផ្ដាច់ជីវិតភ្លាមនោះពន្លឺចាំងមួយផ្ទុះចេញពីជ្រុងម្ខាងទៀតធ្វើឲ្យបិសាចនោះលែងផ្ដោតស្រីសពការជូងនោះត្រឡប់មកវិញហើយប្រាប់ថាតុក្កតាក្រដាស់ជាអ្នករងជំនួសហើយមានតែថ្នាំបង្កើនធម៌ពលទេដែលជួយទប់គាត់ឲ្យនៅរស់ទីបំផុតអាសត្វកង្កែបក៏ដឹងថាគ្រូមន្តអាគមជំនួយបានបាត់ខ្លួនហើយវាងាកមើលជុំវិញទាំងវង្វេងវង្វាន់វាសម្លឹងមើលផ្លូវស្ងាត់ចងំប្រហែលកំពុងឆ្ងល់ថាចំណីមួយទៀតបាត់ទៅណាវាគិតក្នុងចិត្តយ៉ាងលឿនក៏ដឹងថាគោលដៅ2ក្នុងចំណោម4បានរត់គេចបាត់ទៅហើយការគិតដ៏សាមញ្ញរបស់កង្កែបវាងាកយ៉ាងលឿនសម្លឹងចំណីដែលនៅសល់របស់វាដោយផ្ដោតអារម្មណ៍ឡើងវិញស្រីសពការជុកភេស្លនស្លោខ្លាចវាតាមពួកនាងប៉ុន្តែអូឆេងគ្រាន់តែប្រាប់នាងឲ្យធ្វើចិត្តឲ្យស្ងប់គាត់ដឹងថាពួកគេត្រូវការកម្លាំងគ្រូមន្តអាគមប៉ុន្តែក៏ដឹងថានាងនឹងបោះបង់ពួកគេចោលទៀតការថតចិត្តត្រង់ភ្នែកគាត់បង្ហាញថាគាត់មិនទាន់ចុះចាញ់ទេហើយកំពុងរកវិធីថ្មីបន្ទាប់មកយើងកាត់ប្លង់ទៅបង្គោលថ្មនៅពេលយប់ជាមួយនឹងសម្លេងឆ្ងល់ថាហេតុអ្វីវាមិនអាចចេញរួចហើយយើងត្រឡប់មកមេរៀនរបស់ Penguin វិញដែលប្រាប់អូឆេងថាគាត់កំពុងប្រើប្រាស់ជំនាញខុសស្រឡះវាបញ្យល់ថាអណ្ដាប់ភ្លើងដើមរបស់គាត់គឺជាប្រភពនៃភ្លើងនរកតែមូលហើយកំណែថ្មីរបស់គាត់ឆេះទាំងសាច់និងព្រលឹងអ្នកណែនាំប៊ីតនេះបញ្យល់ថាភ្លើងនរករបស់គាត់កើតចេញពីព្រលឹងដែលវាប្រើជាអ៊ីនធឺណិតពិតជាធម្មតាអូឆេងព្យាយាមបញ្ចេញវាដោយផ្លុំប៉ោងថ្ពាល់និងទប់ដង្ហើមហើយគាត់ក៏ត្រូវបានគេទះក្បាលមួយដៃភ្លាមសម្រាប់ទង្វើដ៏ឆ្លាតវៃមួយនេះអ្នកណែនាំដៀលគាត់ថាជាមនុស្សវង្វេងនឹងទ្រឹស្ដីដោយសួរថាហេតុអីបានជាគាត់គិតថាវេទមន្តជាលំហាត់ប្រាណដកដង្ហើមក្មេងប្រុសយើងគ្រាន់តែត្អូញត្អែថាពីមុនធ្លាប់ធ្វើបានទាំងទឹកមុខគួរឲ្យអាណិតនិងវង្វេងបិចនោះបញ្យល់ថាអ្នកប្រយុទ្ធអាចដឹងពីលំហម៉ាណានិងជំនាញដោយវិចារណញ្ញាណអ្នកត្រូវប្រើរាងកាយដើម្បីដឹកនាំម៉ាណាដោយផ្ទាល់ហើយអ៊ូចេងកំពុងកត់ត្រាហាក់ដូចជាវាជាការប្រឡងបែបនោះដែរពេលសួរឲ្យនឹកឃើញអារម្មណ៍នោះគាត់សារភាពថាគាត់មិនដែលប្រើភ្លើងតាមចិត្តចង់ទេគឺគ្រាន់តែចេះតែប្រើទៅអ្នកណែនាំគាត់អស់សង្ឃឹមយ៉ាងខ្លាំងដោយថាគាត់គ្មានកំណើតដែលព្យាយាមប្រើភ្លើងនរកដោយមិនបញ្ចេញថាមពលអ្វីសោះនេះបង្កើតជាសំណួរដ៏សំខាន់មួយតើអ្នកអាចមើលឃើញប្រឡងបានយ៉ាងម៉េចបើម៉ាស៊ីនមិនទាន់តែបញ្ឆេះផងនោះ
ចម្លើយគឺសាមញ្ញបំផុតម៉ាណាគឺជាម៉ាស៊ីននៃជំនាញហើយទីបំផុតគាត់ត្រូវតែមូលកូនសោបញ្ឆេះវា ដូច្នេះគាត់ចូលទៅក្នុងពិភពផ្លូវចិត្តដែលរកប្រភពធម៌ពលរបស់គាត់នៅក្នុងឃ្លាំងដងងងឹតមួយ ការផ្ដោតអារម្មណ៍របស់គាត់កាន់តែមុតស្រួយពេលចូលចិត្តគោលដៅដោយប្រាជ្ញារកវាឲ្យឃើញហើយទីបំផុតម៉ាស៊ីនពិតៗក្នុងខ្លួនគាត់កំពុងរងចាំឲ្យគេបញ្ឆេះ ដោយការរុញច្រានផ្លូវចិត្តភ្លើងនរកចាប់ផ្ដើមហូរចេញជាលើកដំបូងក្រោមការគ្រប់គ្រងដោយផ្ទាល់របស់គាត់ ត្រឡប់មកបច្ចុប្បន្នវិញភ្លាមៗនោះគាត់ដួលទៅលើដីធ្វើឲ្យស្រីសក់ផ្កាឈូកភ័យតក់ស្លុតនាងប្រញាប់ទៅក្បែរគាត់យ៉ាងភ័យស្លន់ស្លោនិងសួរថាគាត់កើតអី គាត់មានអារម្មណ៍ថាអស់កម្លាំងខ្លាំងដោយដឹងថាគាត់ទើបតែដុតម៉ាណាអស់ជាងពាក់កណ្ដាលក្នុងមួយប្រព្រឹត្តភ្នែក អ្នកណែនាំព្រមានយ៉ាងធ្ងន់ធ្ងរថាកុំបណ្ដោយឲ្យជំនាញនេះប្រើអស់ម៉ាណាឲ្យសោះប៉ុន្តែអូជេងនៅតែឆ្ងល់អំពីផលប៉ះពាល់របស់វា តែបិចនោះបញ្ជាក់ថាវាមិនមែនគ្រាន់តែជាម៉ាណាទេធម្មពលថ្មីនេះកំពុងដុតអ្វីដែលសំខាន់ជាងនេះទៅទៀតពេលធម្មពលថ្មីបានបើកភ្នែកអូជេងបញ្ចេញពន្លឺពណ៌ខៀវយ៉ាងចាំងការមើលឃើញពិភពលោកតែមួយរបស់គាត់ក៏បានផ្លាស់ប្ដូរ ពណ៌នានាចាប់ផ្ដើមបញ្ច្រាស់ខណៈគាត់មើលឃើញអ្វីៗប្លែកពីមុនតាមរយៈភ្នែកថ្មីនេះគាត់ចាប់គោលដៅលើកង្កែបដែលកំពុងលោតបានយ៉ាងច្បាស់ វាមិនមែនត្រឹមតែជាបិសាចទៀតទេគាត់មើលឃើញព្រលឹងរបស់វាកំពុងភ្លឺនិងងាយរងគ្រោះពិតៗត្រឡប់មកពិភពពិតវិញគ្រូមន្តាគុំជំនួយនឹងមិត្តសម្លាញ់ថ្មីរបស់នាងនៅតែបន្តរត់ទៅរកច្រកចេញ ស្រីសក់ផ្កាឈូកខំប្រឹងរុនអូជេងឲ្យភ្ញាក់ពីការដំឡើងធម្មពលនោះប៉ុន្តែក្មេងប្រុសយើងកំពុងបដោតអារម្មណ៍ពេញទំហឹងផ្នែករបស់គេពេលនេះកំពុងឆេះសន្ធោសន្ធៅដោយភ្លើងនរកដកកាចសាហាវ គួរឲ្យភ្ញាក់ផ្អើលស្រាប់តែគ្រូមន្តអាគមជំនួយតម្រង់ដំបងវេទមន្តសម្ដៅទៅរកក្មេងស្រីដែលនៅលើដី និយាយលេងទេតាមពិតនាងបាញ់ធម្មពលឲ្យធំសម្ដៅទៅរកសឹកកង្កែបនោះវិញទេការវាប្រហាររបស់នាងហាក់បីដូចជាដាស់ធម្មពលរបស់អូឆេងដោយបំផ្លាញបិសាចនោះក្នុងអណ្ដាតភ្លើងស៊ីព្រលឹង បិសាចនេះคล้ายជាត្រឹមស្រមោលមួយជាប់គាំងក្នុងភាពងងឹតវិលវល់ហើយអ៊ូជេងអាចមើលឃើញទាំងអស់ដោយសម្លឹងមើលព្រលឹងរបស់បិសាចនោះឆេះមាត់ ទោះយ៉ាងណាជំនាញថ្មីនេះស៊ីកម្លាំងខ្លាំងណាស់ដោយស្រូបយកម៉ាណារបស់គាត់ស្ទើរតែអស់រលីងភ្លាមតែម្ដង អណ្ដាតភ្លើងខ្នាបទូឡើងពេញសមរភូមិធ្វើឲ្យគ្រូមន្តាគុំកំសាក់នោះត្រូវក្រាបចុះដល់ដី គាត់គ្រាន់តែត្រូវការតស៊ូប៉ុន្មានវិនាទីទៀតដើម្បីបញ្ចប់ការងារនេះនៅកណ្ដាលភ្លើងឆេះសន្ធោសន្ធៅមានអណ្ដាតភ្លើងនរុពណ៌ខៀវសក់មួយដុំប្រមូលផ្ដុំគ្នា អណ្ដាតភ្លើងតុកនោះកំពុងកំទេចបិសាចនោះពីខាងក្នុងមកក្រៅដោយបង្ហាញឲ្យឃើញស្នូលរបស់វាស្រមោលខ្មៅមួយងើបប្រឆាំងនឹងអណ្ដាតភ្លើងគំនិតតែមួយគត់របស់គាត់គឺដុតបំផ្លាញវាឲ្យអស់សត្វកង្កែបនេះក៏ចាប់ផ្ដើមធ្លាក់ខ្លាយជាផេះ សម្លេងស្រីចុងក្រោយរបស់វាត្រូវបានកាត់ផ្ដាច់ពេលអ្នកណែនាំលេចចេញមកភ្លាមដោយស្រីប្រាប់គាត់ឲ្យបញ្ឈប់ភាពឈួតលីលានេះ អ្នកណែនាំរបស់គាត់ពិតជាខឹងខ្លាំងណាស់ដោយស្រីថាធ្លាប់ប្រាប់ហើយថាកុំប្រើឲ្យអស់ម៉ាណាឲ្យសោះស្រីសពការឈុកនេះពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឆ្ងល់ថាតើអ្នកណាមាន skill ភ្លើងដែលស៊ីម្ចាស់ខ្លួនឯងទាំងរស់បែបនេះ កាយនេះចិត្តស្រីប្រាប់ឲ្យគេផ្ដាច់លំហម៉ាណាចោលទៅមុនពេលដែលគេដុតខ្លួនឯងខ្លាយជាគំនោផេះ អូឆេនខំថ្មីងទុបភាពឈឺចាប់ព្យាយាមបង្ខំឲ្យភ្លើងប្រលឹងនោះរលត់ទៅទីបំផុតគេក៏អាចបន្លប់ភ្លើងនោះបានសម្រេចប៉ុន្តែដៃរបស់គេទាំងមូលបានខ្លាយជាខ្លោចខ្មៅហុយផ្សែងអស់ទៅហើយ ឃើញគេរបួសធ្ងន់បែបនេះស្រីសក់ផ្កាឈូកក៏ប្រញាប់រត់ទៅជួយប៉ុន្តែវេទមន្តរបស់នាងមិនអាចជួយអ្វីបានសោះ របស់ម៉ាណារបស់គេគឺធ្លាក់ដល់ចំណុច0តែម្ដងផ្ទាំងប្រព័ន្ធក៏លោតឡើងមកប្រកាសថាទីហ៊ានកង្កែបនោះងាប់បាត់ទៅហើយព្រមទាំងទម្លាក់ដាវមួយក្នុងដំណើរស្វែងរកអាចកំបាំងថ្មីមួយ ស្រាប់តែមានសសរពន្លឺដ៏ធំបាញ់ទម្លាក់ពីលើមេឃជាសញ្ញាឡើងល្វិលរបស់កំឡោះជើង គេគួរតែជាសះស្បើយទាំងស្រុងប៉ុន្តែអូឆេងបែរជាមិនដឹងខ្លួនស្នាមភ្លើងនៅតែបន្តដុតរលាកស្បែកដដែល ចំណែកកាយវិញកំពុងផ្លឹកសារភាពថាវាពិតជាមើលស្រាលទំហំវិញ្ញាសកម្មរបស់ក្មេងនេះខ្លាំងណាស់ វាទើបដឹងថាការប្រយុទ្ធដ៏កាចសាហាវនេះគ្រាន់តែជាជំហានសម្រាប់ផែនការរបស់ហួងប៉ុណ្ណោះ ជ្រៅក្នុងចិត្តគេមានធម្មពលដែលមិនល្អហើយក៏មិនអាក្រក់វាគ្រាន់តែជាសក្តានុពលដ៏គួរឲ្យខ្លាចទីបំផុតបិចនោះក៏ឈប់ព្យាយាមវិភាគពីគេទៅមើលទៅដូចជាពិបាកពេកហើយងាកទៅកន្លែងផ្សេងមេឃសផតម្នាក់នោះស្រាប់តែស្រែកឡូឡាដោយក្តីឈឺចាប់បំផុត ភ្នែករបស់នាងហូរឈាមខណៈដើរធ្លាក់ទាំងងងឹតឈឹងហើយស្រែកសួររកសត្វចម្លែកនោះនាងកំពុងស្រែកហៅអ្នកណាម្នាក់ឲ្យជួយនាងយ៉ាងត្រដាបត្រដួស វងវែងហើយឯកាក្នុងហេតុការណ៍នោះពីលើអាកាសមកយើងឃើញថានាងពិតជាកំពុងឯកោនៅក្នុងទីធ្លាដ៏ធំទូលាយនោះ កាលមកពីពិតជាតន់ហ៊ុនមែនតលំមកកាន់អូឆាំងណាងវិញផ្ទាំងប្រព័ន្ធក៏អបអរសាទរដែលគេនៅរស់ហើយផ្ដល់ជារង្វាន់គេបានត្រឹមតែសម្លឹងមើលអេក្រង់ស្ទើរតែមិនជឿថាខ្លួនឯងអាចរស់រានមានជីវិតពីសបិនអាក្រក់នោះ ប្រព័ន្ធលោតសារពុំមានបាក់មួយកាត់ឡើងហើយពេលនេះប្រេនាងកង្កែបកំពុងខឹងសបារឿងទីហ៊ាននាងងាប់អ្នកគ្រប់គ្នាកំពុងតែគាំងស្មារតីជាពិសេស make support ដែលនៅងងឹតភ្នែកហើយស្រែកឡូឡាពីអ្វីដែលកំពុងកើតឡើង ភូមិគ្រឿងនេះចាប់ផ្ដើមញ័រយ៉ាងខ្លាំងដែលជាសញ្ញានៃការមកដល់របស់អ្វីមួយកាន់តែអាក្រក់ ពីលើមេឃរូបរាងពណ៌សដ៏ធំសម្បើមមួយបានចុះមកទីធ្លាដែលបិទបាំងអ្វីៗទាំងអស់ ហើយនាងនៅទីនោះព្រះនាងកង្កែបល្វីដើម្បីសម្លឹងមកពួកគេដូចជាមុខម្ហូបសម្រាប់លីមាន់អញ្ចឹង បេសកកម្មថ្មីគឺត្រូវយកស្នាមថើបពីនាងដែលប្រព័ន្ធបានដៅទុកមុនរួចទៅហើយថានឹងបដិជ័យ ងាកមកកន្លែងផ្សេងបុរសក្នុងឈុតធំម្នាក់មើលនាឡិកាយ៉ាងធុញថប់ដោយសារក្រុមសង្គ្រោះរបស់សមាគមមកយឺត នេះគឺអូជីជាប្រធានស្ថាប័ន Golden ហើយគេកំពុងរងចាំយ៉ាងអន្ទះសារនៅក្បែរផតថពណ៌ក្រហមមួយ បរិសុទ្ធសាច់ដុំធំសក់ក្រហមម្នាក់ទីបំផុតបានឈានជើងចូលដោយមើលទៅត្រៀមខ្លួនសម្រាប់សង្គ្រាមងាកមកកាន់វីរបរិសុទ្ធយើងវិញអូឆាំងនិងស្រីសក់ផ្កាឈូកកំពុងរត់យករួចខ្លួនពីមេឃកង្កែបយក្សនោះ នាងថែមទាំងក៏ហៅហ្វូងកូនចៅកង្កែបតូចៗមកទៀតព្រោះស្ថានភាពនេះនៅមិនទាន់អាក្រក់គ្រប់គ្រាន់ទេមើលទៅ អូឆាំងបានទីននាងទៅកន្លែងសុវត្ថិភាពប៉ុន្តែនាងនៅតែត្រូវរបួសដិតដាមហើយចុងក្រោយក៏បាក់ឆ្អឹងតែម្ដង បេការរបស់គេកំពុងលប់សតិហើយដែលហៅគេថាជាជនបំផ្លាញដែលបង្កឲ្យមានបាក់ពិភពលោក ជាមួយនឹងដៃដែលនៅតែខ្លោចខ្មៅអូឆាំងសង្ឃឹមតែគេអាចប្រើភ្លើងនរកនោះម្ដងទៀតប៉ុន្តែវាអាចប្រយោជន៍ទេ
គេលេងមានអារម្មណ៍ពីម៉ាណាវ៉ូទៀតហើយវាអស់លីង ក្រោយពីបញ្ចេញកម្លាំងទាំងអស់តទៅនឹងទាហាននោះកម្លោះយើងក៏ត្អូញត្អែពីសំណាងខ្លួនដោយឆ្ងល់ថាហេតុអីរាល់ពេលចូលដានជៀនសុទ្ធតែជួបរឿងអាក្រក់ព្រះនាងកង្កែបទម្លាក់ជើងដ៏ធំរបស់នាងចុះបំរុងនឹងកិនពួកគេឲ្យខ្ទេចជាប់កំរាលឥតទៅហើយប៉ុន្តែកណ្ដាប់ដៃដ៏ធំមួយបានស្ទាក់ការវាយប្រហារនោះដោយបញ្ឈប់វាភ្លាមតែម្ដង កម្លាំងដាល់ដ៏ខ្លាំងក្លានេះបានធ្វើឲ្យមេកង្កែបយក្សនោះហោះប៉ោងទៅក្រោយកាត់ទីធ្លាតែម្ដង អ្នកសង្គ្រោះមកដល់ហើយក៏សួររកទីយាតក្រុម Golden យ៉ាងធម្មតា បន្ទាប់ពីវាទម្លុះរនាងដានជៀនតូមកអ្នកសង្គ្រោះនេះសួរថាបានឃើញតែយាតក្រុម Golden ទេតែនាងប្រាប់ថាអត់ទេហើយចង្អុលទៅកន្លែងផ្សេង ហើយពួកគេនៅទីនោះ make support ដួលទះមុខនឹងដីខណៈមិត្តថ្មីនាងគ្រាន់តែឈោមមើល ពេលស្រេចហើយពួកគេនារីអាវក្រហមបានលុកមិត្តដែលរបួសរបស់ខ្លួនចោលភ្លាមត្រឡប់មកក្រុមដើមវិញស្រីសពការជូកបានផ្ដល់យោបល់យ៉ាងឆ្លៀសវៃថាគួរតែសម្លាប់កង្កែបយក្សនោះសិនប៉ុន្តែអ្នកសង្គ្រោះរបស់យើងកំពុងប្រញាប់ពេលវេលា ទាំងដល់ដង្ហើមធំគេក៏សម្រេចចាត់ការរឿង VIP ដោយខ្លួនឯងទុកឲ្យវីរបុរសយើងនៅកណ្ដាលធូលីដី ពេលនោះព្រះនាងកង្កែបក៏សម្លឹងមកក្រោមហាក់បញ្ជាក់ថាតើបាសាក់ខ្ញុំទៅណាបាត់ហើយវាក៏ងាកមកចាប់អារម្មណ៍លើអូឆេននិងក្មេងស្រីវិញទាំងបញ្ចេញពលឺបំណងចង់ផ្ដាច់ជីវិតតែម្ដង អ្នកសង្គ្រោះចាប់3នារីទាំងពីរឡើងហើយត្អូញត្អែពីពួកអ្នកមានគួរឲ្យធុញទាំងដែលកំពុងត្រូវកង្កែបយក្សដេញតាម រួចគេក៏លុតផ្លោះកាត់ទីឃ្លាដោយស្ពាយមនុស្សពីរនាក់ហាក់ដូចជាគ្មានរឿងអ្វីសោះ ពីចោះចត់ភ្លាមគេក៏ត្រូវទាយាតប្រកាសនោះស្ដីបន្ទោសយ៉ាងចាស់ដៃដោយសារតែមុខយឺតពេលសិទ្ធអំណាចពិតជាធំណាស់ ទឹកមុខគេបង្ហាញច្បាស់ថាប្រាក់ខែតិចតួចមិនតម្រូវឲ្យធ្វើដល់ថ្នាក់នេះទេពេលព្រះនាងកង្កែបខិតមកចិត្តទាយាតនោះនៅតែបន្តស្រែកថាយកខ្ញុំចេញពីទីនេះ បរិសាច់ដុំនេះបានគេចពីការវាយប្រហារយ៉ាងងាយស្រួលទាំងដែលកំពុងអ៊ីវមនុស្សសម្បូររឿងច្រើនមុនពេលទាត់មេកង្កែបយក្សនោះចេញដូចជាទាត់បាល់អញ្ចឹង ជាងរៃមែនអ្នកទាំង3ដែលក្រៃគេបោះបង់ចោលនេះបានត្រឹមឈោមើលទាំងខឹងសម្បាយ៉ាងខ្លាំងចំពោះអ្នកជួយសង្គ្រោះដែលទុកពួកគេឲ្យស្លាប់ ទីបំផុតអ្នកជួយសង្គ្រោះងាកមកមើលអូឆេនដោយវាយតម្លៃស្ថានភាពនេះថាជាបេសកកម្មរអាក់រអួលដែលមានបិសាចកម្រិតខ្ពស់ហួសហេតុ គាត់បានបញ្យល់ប្រាប់ថាវិធីងាយបំផុតដើម្បីដោះស្រាយបញ្ហាកម្រិតខុសប្រក្រតីនេះគឺគ្រាន់តែកម្ចាត់វាចោលតែម្ដងស្រាប់ពេលដែលធម្មពលដ៏គួរឲ្យខ្លាចកំពុងបញ្ចេញពន្លឺពីក្រោយខ្នងគាត់ អូឆេងបានត្រឹមស្រឡាំងកាំងវាដឹងថាបរិសម្នាក់នេះគឺជាអ្នកប្រយុទ្ធជើងចាស់ដែលធ្លាប់ឆ្លងកាត់រឿងបែបនេះច្រើនដងរួចមកហើយ ឥឡូវនេះសំណួរតែមួយគត់ដែលនៅសេសសល់នោះគឺតើបរិសម្នាក់នេះពិតជាមានធម្មពលខ្លាំងមហិមាកម្រិតណាទៅព្រោះគាត់កំពុងតែឈោត្រៀមខ្លួនរួចជាស្រេចដើម្បីវាយជាមួយមេបិសាចដែលស្ទើរតែសម្លាប់ក្រុមរបស់ពួកគេទាំងមូលទៅហើយដោយម្នាក់ឯង អ្នកជួយសង្គ្រោះម្នាក់នេះបញ្ចេញក្បាច់កាប់ដាវយ៉ាងលឿនដូចខ្យល់គួចដោយចិញ្ច្រាំព្រះនាងកង្កែបនោះដូចជាទាអាំងអញ្ចឹង ត្រឹមតែមួយដាវចុងក្រោយដល់សាហាវមេបិសាចកម្រិតខ្ពស់មួយនេះត្រូវបានកំទេចទាំងស្រុងបញ្ហាត្រូវបានដោះស្រាយ ផ្ទាំងប្រព័ន្ធហ្គេមបានបញ្ជាក់ពីការសម្លាប់នេះប៉ុន្តែក៏បានប្រកាសថាពួកគេបរាជ័យក្នុងបេសកកម្មផងដែរដែលនេះជារឿងគួរឲ្យអស់សំណើចបំផុតងាកមកមើលអូឆាងវិញអ្នកជួយសង្គ្រោះញញឹមចុងមាត់ឲ្យសួរថាតើគេគឺជាអ្នកដែលបានដោះស្រាយបញ្ហាមុននេះមែនទេ គាត់ពិតជាស្ងើចសរសើរដែលអ្នកកម្រិត5អាចធ្វើបានដល់ថ្នាក់នេះដោយសន្និដ្ឋានថាក្មេងប្រុសនេះប្រកាសជាមានអ្វីពិសេសគ្រាន់តែមើលទៅគេចំណែកអ៊ូឆាងកំពុងតែមានអារម្មណ៍ភ័យស្លន់ស្លោ ដោយដឹងពីគម្លាតធម្មពលដ៏ធំរវាងការប្រយុទ្ធយ៉ាងលំបាករបស់គេនិងជ័យជំនះត្រឹមមួយក្បាច់របស់បរិសម្នាក់នេះអ្នកជួយសង្គ្រោះក៏សួរចំតែម្ដងដោយចង់ដឹងថាអាជីពរបស់អ៊ូឆេងជាអ្វីឲ្យប្រកប ដោយប្រើប្រាស់ជំនាញសង្កេតគាត់បានទិញទិន្នន័យរបស់អូឆេងមកមើលស្រាប់តែឃើញថាអាជីពរបស់គេត្រូវបានដាក់ថាមិនស្គាល់ រឿងនេះធ្វើឲ្យគ្រប់គ្នាកាន់តែចង់ដឹងដោយក្មេងស្រីសក់ពណ៌ផ្កាឈូកឆ្ងល់ថាតើអាជីពប្រភេទណាដែលមានជំនាញចម្លែកបែបនេះ អ្នកណែនាំរបស់អូឆាងបានព្រមានគេយ៉ាងប្រញាប់ប្រញាល់ថាកុំអោយនិយាយអ្វីទាំងអស់ដែលបង្ខំឲ្យគេត្រូវប្រញាប់រកពាក្យកុហកឲ្យសមហេតុផល ដំបូងនេះនៅបិចកលដ៏ឆ្លាតវៃនឹងអ្នកណែនាំនេះគឺគ្រាន់តែស្រែកប្រាប់ឲ្យគេរត់ដែលធ្វើឲ្យអូឆេនឆ្ងល់ថាតើគេគួរតែរត់ទៅទីណាឲ្យប្រកបខណៈដែលច្រកទ្វារសង្គ្រោះមិនទាន់កំពុងវិលយ៉ាងគួរឲ្យខ្លាចវាហាក់ដូចជាផ្លូវចេញតែមួយគត់របស់ពួកគេពីបញ្ហាមួយនេះ អ្នកដែលត្រូវបានជួយសង្គ្រោះនេះនៅតែមានអារម្មណ៍ភ័យស្លន់ស្លោខ្លាំងដោយស្រែកឲ្យគេបញ្ជូនខ្លួនចេញពីទីនេះភ្លាមតែម្ដង អ្នកជួយសង្គ្រោះយល់ព្រមដោយប្រាប់ឲ្យគ្រប់គ្នារត់គេចខ្លួនសិនហើយចាំដោះស្រាយរឿងផ្សេងៗនៅពេលក្រោយ ប៉ុន្តែគ្រាន់តែអូឆេងបំរុងនឹងរត់ចេញបុរសមាធំនោះក៏ខាត់គេភ្លាមគាត់បានលើកយកច្បាប់ស្តង់ដារនៃការចែករំលែករបស់របរសម្រាប់ច្រកទ្វារសង្គ្រោះបន្ទាន់មកនិយាយ ការងារគឺជាការងារក្មេងស្រីសក់ពណ៌ផ្កាឈូកយល់ព្រមទាំងស្រុងដោយនាងដឹងគុណដែលនៅរស់រានមានជីវិតហើយសន្យាថានឹងស៊ូឈ្មោះរបស់គាត់នៅពេលក្រោយ គ្រូវិដៃប្រាប់ឲ្យចេញទៅអ្នកជួយសង្គ្រោះក៏បណ្ដោយឲ្យពួកគេទៅស្របពេលដែលអូឆាំងទទួលបានសារជូនដំណឹងពីការទូទាត់ពីប្រព័ន្ធហ្គេម អូឆាំងដែលឈ្មោះទៅច្រកចេញទាំងគិតដល់អ្នកផ្សងព្រេងទាំងអស់ដែលបានស្លាប់ហើយនឹងមិនទទួលបានចំណែកអ្វីនោះទេអ្នកប្រយុទ្ធជើងចាស់ម្នាក់នេះបានផ្ដល់ដំបូន្មានខ្លះៗដល់គេកុំខ្វល់ពីរឿងអ្នកស្លាប់ពេកគ្រាន់តែប្រើប្រាស់របស់ដែលរើសបានដើម្បីពង្រឹងសមត្ថភាពទៅបានហើយ អូជីងគិតពិចារណាពីសម្ដីរបស់អ្នកជួយសង្គ្រោះទាំងងឿងឆ្ងល់ថាតើគោលដៅកម្រិត10នេះគឺជាអ្វីឲ្យប្រកប ការបង្រៀនខ្លីៗពីប្រព័ន្ធហ្គេមបានបញ្យល់ពីកម្រិតគុកងឹតដោយច្រកទ្វារកម្រិត C គឺជាច្រកចូលសម្រាប់អ្នកលេងកម្រិត 10 ការពិតទៅច្រកទ្វារកម្រិត C ក៏ជាអន្ទាក់មរណៈដ៏ល្បីល្បាញសម្រាប់អ្នកលេងថ្មីផងដែរដែលពេញទៅដោយបញ្ហារអាក់រអួលនិងមានអត្រារងរបួសខ្ពស់មែនទែន ទីបំផុតក្មេងប្រុសយើងក៏បានយល់ច្បាស់ការងារជាអ្នកផ្សងព្រេងទាំងមូលនេះគឺជាការប្រថុយប្រកាសដ៏ធំមួយហើយកន្លងមកគេគ្រាន់តែព្យាយាមលេងឲ្យមានសុវត្ថិភាពប៉ុណ្ណោះ តែគឺតែមួយគត់របស់គេពេលនេះគឺថាតើរបស់រើសបានពីគ្រោះមហន្តរាយនេះនឹងធ្វើឲ្យគេកាន់តែខ្លាំងជាងមុនយ៉ាងដូចម្ដេចខ្លះជាមួយនឹងការតាំងចិត្តថ្មីអ៊ូឆាំងសម្រេចចិត្តថានឹងលេងមានការស្ទាក់ស្ទើរទៀតហើយគេពិតជាធុញទ្រាន់ខ្លាំងមែនទែនដែលមានអារម្មណ៍ថាខ្លួនឯងទន់ខ្សោយគ្រប់ពេលវេលាបែបនេះ អ្នកជួយសង្គ្រោះមានធំម្នាក់នេះតែស្មាគេឲ្យប្រាប់ថាគាត់ត្រូវទៅបំពេញបេសកកម្មមួយទៀតហើយ ប៉ុន្តែសញ្ញាព្រមានក្នុងខ្លួនអូឆេងកំពុងតែលោតញាប់ព្រោះបរិសម្នាក់នេះមានក្លិននៃសេចក្តីស្លាប់យ៉ាងខ្លាំងបន្ទាប់មកអ្នកជួយសង្គ្រោះនោះក៏ទះកំភ្លៀងគេម្ដាយដែលចៃដន្យធ្វើឲ្យគេបញ្ចប់បេសកកម្មលាក់កំបាំងមួយ
ស្អីគេហ្នឹងធម្មពលពណ៌ក្រហមដ៏កាចសាហាវបញ្ចេញពន្លឺជុំវិញកណ្ដាប់ដៃរបស់គាត់ដែលជាសញ្ញាបញ្ជាក់ច្បាស់ពីធម្មពលដែលគាត់បានលាក់ទុកគាត់ប្រាប់អូឆេនថាគួរឲ្យស្ដាយដែលគេនៅរស់ដោយអះអាងថាអ្នកដែលរស់ដោយសារសំណាងគឺជាមនុស្សដែលអភ័ព្វបំផុតទៅវិញទេត្រឡប់មកពិភពពិតវិញទីបំផុតអ្នកនៅរស់រៀនមានជីវិតបានដើរចេញពីច្រកទ្វារមកកាន់ហ្វូមមនុស្សដែលកំពុងរងចាំមន្ត្រីសមាគមម្នាក់ព្យាយាមសួរនាំយកព័ត៌មានភ្លាមៗដើម្បីកត់ត្រាទុកនេះគ្រាន់តែជានីតិវិធីស្តង់ដារប៉ុណ្ណោះប៉ុន្តែបរិបទពាក់អាវធំម្នាក់បានប្រើអំណាចដោយផ្ដោតអធិភាពដល់អ្នកស្នងមរតករបស់ក្រុម Golden ដែលពេលនេះនាងកំពុងតែសួររកបងប្រុសរបស់នាងនៅក្បែរនោះក្មេងស្រីសក់ក្រហមក្នុងសម្លៀកបំពាក់សិស្សសាលាព្យាយាមយ៉ាងប្រញាប់ប្រញាល់ទប់មិត្តភ័ក្តិរបស់នាងមិនឲ្យទម្លាក់អាកំបាំងអ្វីទាំងអស់នាងធ្វើពុតជាគ្រាន់តែបារម្ភខណៈដែលមិត្តភ័ក្តិរបស់នាងមើលទៅហាក់ដូចជាទៅតែយំរហូតដល់ហើមភ្នែកអញ្ចឹងនៅឯច្រកទ្វារពណ៌ក្រហមដែលកំពុងវិលវល់មានគេងងឆ្ងល់ថាហេតុអ្វីបានជាសមាជិកក្រុមផ្សេងទៀតមិនទាន់ចេញមកស្រាប់តែមានរបាយការណ៍ចូលមកថាបុគ្គលសំខាន់ម្នាក់បានចេញមកហើយប៉ុន្តែមាន2នាក់ទៀតនៅជាប់ក្នុងគុកងងឹតនៅឡើយទេនៅក្នុងឡានក្បែរនោះប្រធានសមាគម Golden ដកដង្ហើមធំយ៉ាងធូរស្រាលដោយគិតថាទីបំផុតហេតុការណ៍នេះត្រូវបានបញ្ចប់ហើយនៅកន្លែងផ្សេងទៀតបុរសពាក់អាវធំម្នាក់បារម្ភថាផែនការប្រើប្រាស់ច្រកទ្វារដើម្បីសម្លាប់អ្នកផ្សងព្រេងចោលគឺកំពុងតែមានហានិភ័យកាន់តែខ្លាំងជាពិសេសបន្ទាប់ពីឧបទ្ទវហេតុ East Corridor ដែលមានសាកសពមួយកណូត្រូវបានគេរកឃើញដែលធ្វើឲ្យមានការសង្ស័យខ្លះៗប៉ុន្តែគាត់គិតថាដរាបណាអូឆាងស្លាប់ខ្សែទុយោដ៏មានអំណាចរបស់គាត់នឹងជួយឲ្យគាត់រួចផុតពីបញ្ហាទាំងនេះមិនខានត្រឡប់មកក្នុងគុកងងឹតវិញការគិតនោះហាក់ដូចជាខ្លាចជាការពិតពេលការវាយប្រហាររបស់អ្នកជួយសង្គ្រោះហាក់ដូចជាវាយដាច់ក្បាលរបស់អូឆេងទាំងស្រុងតែម្ដងគិតករសក់ក្រហមម្នាក់នេះឈោមមើលទាំងជឿជាក់ថាគេទើបតែបានកំចាត់បញ្ហានេះចោលជារៀងរហូតហើយពេលរាងកាយអូឆេងដួលដល់ដីបិចណែនាំតូចរបស់គេក៏លិចមុខមកទាំងភ័យស្លន់ស្លោវាសម្លឹងមើលផ្ទាំងប្រព័ន្ធដែលប្រមានពីសេចក្តីស្លាប់របស់អ្នកលេងដែលនេះមិនមែនជាសញ្ញាល្អទេស្រាប់តែមានអង្គភាពមានស្នែងអាចកំបាំងមួយលេខឡើងក្នុងទីងងឹតសួរថាត្រូវធ្វើយ៉ាងណាបន្តទៀតវាប្រកែកជាមួយស្រមោលមួយទៀតថាពួកគេដាច់ខាតត្រូវតែទុកឲ្យអូឆេងរស់បើមិនចឹងទេចប់មិនខានអង្គភាពនេះអង្វរសុំជំនួយទាំងសន្យាប្រើត្រាំមួយម្រាមដៃតែដៃគូរបស់វាបែរជាធ្វើមិនខ្វល់ទាល់តែសោះជនទី2ពាក់អាវធំគ្រាន់តែរអ៊ូទាន់ថាខ្លួនមិនស័ក្តិសមនឹងការងារនេះទេហើយចង់នៅស្ងាត់តែឯងងាកមកក្រោមវិញសាកសពរបស់អូឆេងដីស្តុកស្ទឹងក្នុងទីធ្លាស្ងាត់ជ្រងំជាទិដ្ឋភាពដ៏អាប់អួរបំផុតបន្ទាប់មកដៃមានធម្មពលពណ៌ស្វ័យលូកប៉ះមុខរបួសគេខណៈជនពាក់អាវធំនិយាយពីអារម្មណ៍ដែលធ្លាប់ស្គាល់អារម្មណ៍នៃការគ្រប់គ្រងនេះធ្វើឲ្យអ្នកជួយសង្គ្រោះសឡងកាំងព្រោះមិននឹកស្មានថាអ៊ូឆេងនៅមានជីវិតឡើយគេពិតជាហួសចិត្តខ្លាំងណាស់ថាហេតុអីសពដែលមានខ្មោចមករំខានបេសកកម្មធ្វើខៀររបស់គេអញ្ចឹងព្រោះសាសោគ្មានក្បាលរបស់អូឆេងកំពុងក្រោកឈរព័ទ្ធជុំវិញដោយអូរ៉ាពណ៌ស្វាយគេឈរត្រង់ខ្លួនជាកម្លាំងធម្មពលដ៏គួរឲ្យខ្លាចវិលវល់ចំកន្លែងក្បាលរបស់គេជននោះរងសម្ពាធយ៉ាងធ្ងន់ធ្ងរទាំងឆ្ងល់ថាអ្នកកម្រិត5អាចកម្រើកបានយ៉ាងម៉េចបាត់ដាច់ក្បាលហើយនោះងាកទៅទីងងឹតវិញអង្គភាពមានស្នែងបានបញ្ជាឲ្យវិចណែនាំទប់ស្កាត់អូឆេងដោយនិយាយថាវាអាចបញ្ឈប់ប្រព័ន្ធបានមួយផ្លែតប៉ុណ្ណោះវាចំអងឲ្យប៊ីតនោះថាងាយរំជួលចិត្តដោយមិនដឹងថាមិត្តខ្លួនទៅត្រូវកម្លាំងដ៏អាក្រក់ចូលសន្ធិដ្ឋប៊ិចណែនាំនេះហៅសម្រុកចោះមកត្រៀមវាយដាស់ស្មារតីសាកសពគ្មានក្បាលរបស់អ៊ូឆេងដែលកំពុងត្រូវគេចូលសន្ធិដ្ឋឯឃាតករកំពុងឈរភ្លឹកមើលរាងកាយគ្មានក្បាលនេះដោយប្រហែលជាកំពុងស្ដាយក្រោយទង្វើខ្លួនហើយអង្គភាពមុខរអកេតុនមួយទៀតបានលេងមុខមកព្រមានថារាងកាយអូឆេងចិត្តខូចខាតហើយបើពួកគេមិនប្រញាប់ទេប៊ីនេះលួចគិតថាអូឆេងជាមនុស្សពិបាកយល់ក្លាហានបានមកផ្លែសោះបែរជាកំសាក់ភ្លាមទៅវិញការរំលឹកអតីតកាលបង្ហាញថាគេតែងតែរងរបួសនិងភ័យខ្លាចដើម្បីជួយសង្គ្រោះគេអ្នកណែនាំបានទិញព្រលឹងគេចេញរួចយកទៅបិទក្នុងក្បាលដាច់នោះវានៅតែឆ្ងល់ថាហេតុអ្វីអូឆេងដែលមិនធ្លាប់យំសោកឲ្យមិត្តភ័ក្តិសោះបែរជាផ្ទុះកំហឹងជំនួសមនុស្សប្លែកមុខទៅវិញអ្នកណែនាំនេះកំពុងមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំងដោយមិនដឹងថាអូឆេងមួយណាទៅជាខ្លួនពិតប្រាកដប៉ុន្តែពេលនេះមិនមែនជាពេលត្រូវគិតទេខណៈដែលវាសាទរខ្លួនឯងសម្រាប់ការងារដ៏ល្អមួយនេះការងារដ៏ល្អនេះគឺការបិទយ័ន្តដែលសរសេរថានៅរស់ពេញផ្ទៃមុខរបស់គេដែលពិតជាអស្ចារ្យណាស់ពេលយន្តឆេះអស់ពលឹងរបស់គេត្រូវបានរុញចូលទៅក្នុងប្រព័ន្ធវិញយ៉ាងខ្លាំងក្លាអូឆេងភ្ញាក់ឡើងដោយភាពងឿងឆ្ងល់ហើយប៊ិចណែនាំក៏និយាយថាខ្ញុំមានដំណឹងចង់ប្រាប់ឯងវាបញ្យល់ថាប្រព័ន្ធមិនអាចព្រមានពួកគេពីឃាតករទេព្រោះគេកំពុងស្ថិតនៅក្នុងការសាកល្បងថ្នាក់ទិវាតែកំឡោះយើងចាំគ្រប់យ៉ាងដោយបញ្ជាក់យ៉ាងច្បាស់ថាអ្នកសង្គ្រោះនោះគឺមកដើម្បីសម្លាប់គេមានអារម្មណ៍ភ័យខ្លាចពីត្រូវគេតាមប្រម៉ែម្ដងទៀតចំណែកប៊ិចណែនាំក៏តាំងចិត្តស្ដាប់អ្នកណែនាំនេះបកស្រាយពីផែនការសម្ងាត់នេះសត្រូវរបស់គេមានអំណាចខ្លាំងដល់ថ្នាក់អាចជួលឃាតករកម្រិត17ហើយរួចខ្លួនយ៉ាងរលូនវាបញ្យល់ថាអ្នកផ្សងព្រេងខ្លាំងបែបនេះមិនងាយទិញទឹកចិត្តទេមានន័យថាមេខ្លោមានឥទ្ធិពលមិនធម្មតាឡើយបើការពិតត្រូវបានលាតត្រដាងពួកគេនឹងវិនិច្ឆ័យដែលនេះបញ្ជាក់ថាហានិភ័យពិតជាខ្ពស់ខ្លាំងណាស់អូឆេងនៅតែឆ្ងល់ថាហេតុអ្វីអ្នកមានអំណាចខ្លាំងបែបនេះសុកចិត្តធ្វើរឿងឈួតដើម្បីសម្លាប់គេបិចណែនាំប្រាប់ឲ្យគេឈប់ភ័យខ្លាចមួយរយៈសិនហើយសួរថាតើគេត្រូវធ្វើអ្វីបន្តទៀតអូឆេងភ្ញាក់ឡើងក្នុងនរកហើយដំបូន្មានរបស់អ្នកណែនាំគឺគួរតែតក្បាលគេបញ្ចូលគ្នាវិញសិនមើលទៅការស្លាប់មុននេះជួយឲ្យគេអាចរំលងនីតិវិធីស្តង់ដាររបស់ប្រព័ន្ធអ្នកលេងបានប៉ុន្តែលើកនេះប្រព័ន្ធបានចាត់ទុកគេថាបរាជ័យហើយកំពុងតែរងចាំឲ្យសញ្ញាជីវិតរបស់គេបាត់បង់ទាំងស្រុងប៉ុណ្ណោះបញ្ហាសម្រាប់ប្រព័ន្ធនេះគឺសញ្ញាជីវិតរបស់គេនៅតែរឹងរូសមិនព្រមរលត់ទៅសោះអ្នកណែនាំបញ្យល់ថាមានគេកំពុងពន្យាពេលដែលវាជារឿងល្អលើកលែងតែឃាតករនោះនៅតែចាំសម្លាប់គេម្ដងទៀតដោយគ្មានពេលគេក៏ត្រូវបានរុញចូលការសាកល្បងទី2ដើម្បីអាប់កម្រិតឲ្យអាចរស់រានបានការសាកល្បងនេះគឺនៅក្នុងទីងងឹតដែលពេលវេលាដើរយឺតដែលធ្វើឲ្យអូឆេងឆ្ងល់ពីរឿងដែលថាយើងកំពុងប្រញាប់នោះបិចណែនាំក៏ប្រាប់គេត្រង់ៗតែម្ដងទោះបីជាគេត្រឡប់ទៅវិញក៏ឃាតករនោះនៅចាំបញ្ចប់ភារកិច្ចដែរដូច្នេះគោលដៅគឺត្រូវខ្លាំងគ្រប់គ្រាន់អាចតទល់ជាមួយសត្រូវខ្លាំងជាច្រើនឬយ៉ាងហោចណាស់ក៏មានកម្លាំងអាចរត់គេចបានដែរ
បន្ទាប់មកតារាងវឹកហាត់ដ៏សាហាវក៏លេចឡើងរាប់បញ្ចូលទាំងការអវងដល់ការហាត់ក្បាច់គុនបុរាណកំឡោះយើងបានត្រឹមភ្លឹកមើលបញ្ជីរកសែនពិបាកនោះហើយឆ្ងល់ថាតើត្រូវធ្វើគ្រប់យ៉ាងនេះមិនទៅអ្នកណែនាំគេដែលពេលនេះមានបបោមាត់ដ៏គួរឲ្យខ្លាចបានប្រាប់ថាគ្មានផ្លូវចេញទេហើយក៏ដល់ពេលជួបគ្រូបង្វឹកហើយដែរពេលអ្នកណែនាំបាត់ខ្លួនអូឈីងនៅតែម្នាក់ឯងដោយឆ្ងល់ថាតើគ្រូបង្វឹកថ្មីរបស់គេជាខ្មោចឬយ៉ាងណាសប្តាហ៍គេមានអារម្មណ៍ព្រឺសម្បល់ដោយដឹងថាទស្សនវិជ្ជាទាំងមូលនេះហាក់ដូចជាធ្លាប់ជួបយ៉ាងច្បាស់តែម្ដងទ្វារច្រវាក់ដ៏ធំមួយបានរបើកឡើងហើយជនរងគ្រោះម្នាក់ត្រូវបានខ្ទាតចេញមកដូចកូនកណាត់ក្រោយពេលរាងកាយនោះធ្លាក់ដល់ដីអូឆេងគ្រាន់តែឈរឆ្ងល់ថាតើមានរឿងចង្រៃអ្វីកំពុងកើតឡើងឲ្យប្រកបពីក្នុងទីងងឹតដៃមួយរុញទ្វារដ៏ធ្ងន់នោះចេញបង្ហាញឲ្យឃើញពន្លឺចាំងនៃអាវុធគាត់ឡើងភ័យបាសក់ពេលសម្លេងអ្នកណែនាំប្រាប់ថាពួកនេះជាគូកនចាស់របស់គាត់ស្រាប់តែមាននារីសក់សវិញយ៉ាងឡែម្នាក់ដែលចេញពីទីងងឹតត្រៀមខ្លួនចូលវាយយកតែម្ដងបន្តដោយម្នាក់ទៀតមានសក់ស្វាយភ្នែកភ្លឺដែលមើលទៅគួរឲ្យខ្លាចដូចគ្នានិយាយរួមទៅគ្រូថ្មីគាត់ជាអ្នកចម្បាំងជើងធំព្រមទាំងដៃគូរៀងដូចខ្មោចរបស់នាង